Ok, hello, số đây là cái chu một nhóm xiên Astray. Hãy cái nên có lợi dụng nơi gì dẫn tí buôn rồi bỏ rơi đạch âm tạ chặt chiết. Chụp nè đại mặt tật ban mơ phiện một môn tê có số đai phong, đòi xa ta video mà chẩn đoán bắt bắt. Chơi nhau một ai sẽ phiện tầm bay phong một đón tiết báo tê. Hãy nhóm xong dây dừng kẹp phiện một môn đói tứ. Đói sẽ được bây chơi cứ GMP sẽ đạch âm tạ mà nè. Đại ban para chơi không ca tầm lưu ta đòi cầm rạch cầm pool này đầm nặng cao vững hát. Hay các bạn chặt chiết xa chết mấy cả chỉ không một đón tiết. Anh chỉ ban tha cứ chlong pe về liền một ca tay ta cao nửa pe đại kê nước mình. Hãy lớn nâng có chặt đòn vững hát tăng vì không tay mà đốn. Chỉ mỗi nâng chấm nét đang robot kê cái chia vềคนដែលគេធ្លាប់បានវឹកហាត់ដាច់អមតៈដែលមានរហស្សនាមថាឆិនបៃសុនឈ្មោះពិតឆិនហ្វានប្រើរយៈពេលត្រឹមតែ2 3ឆ្នាំប៉ុណ្ណោះក៏បានវឹកហាត់ទៅដល់កម្រិតកំពូលនៅក្នុងផែនដីហើយមកផែនដីមួយនឹងគឺគ្មាននរណាគេជាគូប្រយុទ្ធរបស់គេនោះឡើយគេឈ្មោះល្បីរំទឺគឺជាអ្នកខ្លាំងគ្មានមេត្តាជាមនុស្សដែលឲ្យតម្លៃទៅលើមិត្តភាពនិងចងគំនុំទៅកាន់ស្ត្រូវឈាមគឺត្រូវតែសងដូចឈាមហើយនៅក្នុងផែនដីទាំងមូលគ្មាននរណាគេហ៊ានប្រហើជាមួយឆិនបៃសុនបៃជិលនោះទេប៉ុន្តែក៏មិនទាន់ចង់នោះដែរដោយសារតែផែនដីគ្រាន់តែជាពិភពមួយដ៏ទុយប៉ុណ្ណោះនៅក្នុងចក្រវាលនៃអ្នកវឹកហាត់ហើយបើគឺនៅក្នុងចក្រវាលទាំងមូលផែនដីគឺមិនអាចវឹកហាត់ទៅដល់កម្រិតកំពូលទេគឺមានដែនកំណត់ដោយកម្រិតកំពូលនៅក្នុងផែនដីគ្រាន់តែជាកម្រិតចាប់ផ្ដើមរបស់អ្នកវឹកហាត់ក្នុងចក្រវាលប៉ុណ្ណោះហើយនេះឆិនហ្វានក៏ចង់ធ្វើដំណើរទៅកាន់ភពផ្សេងទៀតដើម្បីបន្តការវឹកហាត់ដែលនោះគឺជាពិភពអមតៈប៉ុន្តែមុនពេលដែលឆិនហ្វានបានធ្វើដំណើរទៅកាន់ពិភពអមតៈក៏ស្រាប់តែមានមនុស្សអមតៈបានចុះមកផែនដីដើម្បីស្វែងរកនៅអ្នកដែលមានទេពកោសល្យដើម្បីចូលរួមមួយបាក់របស់ខ្លួនប៉ុន្តែចាកោសល្យដោយសារតែចរិតរបស់មនុស្សទាំងអស់នឹងវាក្អេងក្អាងពេកមករករឿងជាមួយឆិនហ្វានក៏ត្រូវបានឆិនហ្វានសម្លាប់ចោលខ្ទេចនៅសល់ត្រឹមតែកញ្ញាម្នាក់ដែលជាកញ្ញាតកក៏ព្រោះថានាងបានស្គាល់កញ្ញាលូជាមិត្តស្រីរបស់ឆិនហ្វានហើយបន្ទាប់ពីសម្លាប់ពួកគេហើយដើម្បីត្រៀមខ្លួនជាមួយការសង្ស័យរបស់បកពីក្រោយខ្នងពួកគេឆិនហ្វានក៏សង្ងំវឹកហាត់ដើម្បីទម្លុះទៅកាន់ដំណាក់កាលសៀនធានអូខេនេះគឺជាការសង្ខេបរបស់ season ទី1រហូតដល់ season ទី3 season ទី4បើយើងក៏ចាប់ផ្ដើមពីឆិនហ្វានដែលបានទម្លុះទៅដល់ដំណាក់កាលសៀនធានឬក៏ហៅថាគឺជាដំណាក់កាលព្រះសរុបមកតាំងពីពេលដែលគេបានចាប់ជាតិឡើងសាជាថ្មីគឺខំប្រឹងប្រែងវឹកហាត់ដោយប្រែរយៈពេលត្រឹមតែ5ឆ្នាំប៉ុណ្ណោះក៏ឈានទៅដល់ដំណាក់កាលកំពូលនៅក្នុងផែនដីបាត់ទៅហើយប៉ុន្តែដំណាក់កាលមួយនេះដែលអាចចាត់ទុកបានថាគឺជាដំណាក់កាលចាប់ផ្ដើមនៃកម្រិតវឹកហាត់នៅក្នុងចក្រវាលឯកញ្ញាតកក៏យកដំណឹងមកប្រាប់ថាលោកម្ចាស់យេរ៉ាន់ធានដូចជាមានរឿងបន្ទាន់ចង់និយាយជាមួយលោកម្ចាស់ឆិនអីមិនចាំយូរក៏បានទៅសួរទៅយេរ៉ាន់ធានក៏ឆ្លើយវិញថាចរលងភ្នំអាចកំបាំងអមតៈឬក៏កន្លែងច្រកទ្វារអមតៈនឹងស្ថានភាពមិនសូវជាស្រួលប្រហែលនោះទេប្រៀបដូចជាមនុស្សនៅក្នុងពិភពអមតៈព្យាយាមបើកវាដោយបង្ខំអញ្ចឹងបើមើលតាមជាស្ដែងប្រហែលត្រឹមតែរយៈពេល2 3ថ្ងៃទៀតប៉ុណ្ណោះអាប៉ែឡុងក៏សួរទាំងភ្ជាប់បើថាម៉េចមិនឯងនិយាយថាសល់រយៈពេលដល់ទៅកន្លះឆ្នាំទៀតទេអីអូនឹងហើយរយៈពេលកន្លះឆ្នាំក្រោយគឺជាពេលដែលទ្វារអមតៈបើកដោយខ្លួនឯងហើយអាណាទៅដឹងថាពួកអដែងទាំងអស់នោះមកបង្ខំបើកដែលរឿងមិននឹងវាលើសពីការរំពឹងទុករបស់ពួកគេណាឆិនហ្វានក៏មិនជាភ័យប្រមាណនោះដែរព្រោះដឹងថាពួកគេប្រើអាវុធវេទមន្តដើម្បីបង្ខំបើកទ្វារអមតៈអញ្ចឹងប្រកាសណាស់មិនអាចចោលមកបានទាំងអស់ទេយ៉ាងច្រើន2 3នាក់ប៉ុណ្ណោះដែលអាចចោលប្រភេទដីបានលឺអញ្ចឹងក៏ដោយក៏ពួកគេនៅតែបារម្ភព្រោះកម្រិតសៀនធានតែ2 3នាក់នឹងក៏វាជាបញ្ហាធំផងដែរមនុស្សធម្មតាគឺមិនអាចប្រឈប់បាននោះឡើយហើយជំរឿនដែលល្អគឺទៅរំខាននៅផ្លូវដែលឆ្លងពីពិភពអមតៈមកកាន់ផែនដីដែលមានទីតាំងនៅឯជ្រលងភ្នំអាតកំបាំងនិយាយគ្នារួចពួកគេក៏បានធ្វើដំណើរទៅកាន់ជ្រលងភ្នំអាតកំបាំងនឹងទៅផែនសមរក្រមុកអ្នកទាំង4ក៏បានមកដល់ហើយឆិនហ្វានជាមួយនឹងយាយជិងខាងក៏បានចូលទៅក្នុងទុកឲ្យកញ្ញាតកនិងអាប៉ែម្នាក់ទៀតជាអ្នកមើលផ្លូវនៅខាងក្នុងជ្រលងភ្នំអាតកំបាំងឆិនហ្វានក៏រំលឹកយាយជិងខាងផងដែរថាវាមានគ្រោះថ្នាក់អញ្ចឹងឲ្យប្រុងប្រយ័ត្នមកដល់ខាងក្រៅនេះវិញគ្រប់គ្នាគឺបារម្ភមែនទែនអំពីរឿងដែលមនុស្សអមតៈអាចនឹងចងមកផែនដីហើយបារម្ភសក់ក៏ស្រាប់តែច្រកទ្វារអមតៈមានសញ្ញានៃការរង្គើអញ្ចឹងក៏ស្លន់ស្លោបរយព្រោះឆិនហ្វានមិនទាន់បានត្រឡប់មកពីចលងភ្នំអាតកំបាំងវិញផងហើយបានទូក្រោយច្រកទ្វារអមតៈក៏ចាប់ផ្ដើមបើកដោយមានអ្នកស្ដេចអមតៈចំនួន3នាក់បានចុះមុខហើយអ្នកទាំង3គឺសុទ្ធតែជាមនុស្សដែលមានឋានៈខ្ពស់របបបាក់ធំហើយក៏មិនមានត្រឹមតែ3នាក់នោះដែរមានអ្នកចុងក្រោយមួយទៀតចូលមកផែនដីអំណាចជាងគេជាងឯងតែម្ដងនោះគឺស្ដេចដាវអមតៈឈីងស៊ុនប៉ុណ្ណឹងហើយទ្វារអមតៈក៏នៅតែគ្មានសញ្ញានៃការបិទព្រោះថាមានម្នាក់ទៀតដែលជាស្ដេចអមតៈរន្ទះលៃស៊ីងចូលមកដល់ឃើញនៅកញ្ញាតកក៏បានសួរនាងពីរឿងរ៉ាវគ្រប់យ៉ាងថាមានអីកើតឡើងថាជានរណាគេដែលបានសម្លាប់សិស្សផ្ទះរបស់ខ្លួននាងក៏បកស្រាយនៅរឿងរ៉ាវគ្រប់យ៉ាងបន្ទាប់ពីបានដឹងហើយពួកគេក៏មានកម្រងធ្វើដំណើរទៅកាន់ជ្រលងភ្នំអាតកំបាំងដើម្បីសងសឹកស្ដេចដាវអមតៈក៏ចេញមុខសរសើរទៅកាន់ទេពកោសល្យរបស់ឆិនហ្វាននៅក្នុងផែនដីដែលមានថាអពតវិញ្ញាណតិចតួចបែបនេះវឹកហាត់ទៅដល់ដំណាក់កាលមួយនឹងពិតជាមិនអន់មែនប៉ុន្តែគួរស្ដាយដែលហ៊ានប្រហើនសម្លាប់មនុស្សនៃពិភពអមតៈពួកយើងកញ្ញាតកឯនេះវិញក៏ព្យាយាមរំលឹកថាឆិនបៃសុនពិតជាមានថាមពលខ្លាំងពួកគេគួរតែរៀបផែនការបានមែនទែនប៉ុន្តែព្រះរាជាបករបស់នាងដែលជាកញ្ញាហ្វឹងបានមកនិយាយកាត់អីគេសម្បត្តិត្រឹមស្ដេចអមតៈធម្មតាមិនទាំងអាចប្រៀបបានជាមួយនឹងស្ដេចអមតៈនៅក្នុងពិភពខុនស៊ូអូខេពិភពអមតៈមានឈ្មោះថាពិភពខុនស៊ូអញ្ចឹងខ្ញុំសូមដូរឈ្មោះណាមកមើលនៅឆិនហ្វានបើយើងវិញម្ដងជ្រលងភ្នំអាតកំបាំងនឹងគឺមានសត្វវេទមន្តច្រើនខ្លាំងមែនទែនបើសម្រាប់អ្នកផ្សេងទៀតណាទោះបីជាមនុស្សមកពីពិភពខុនស៊ូក៏ដោយក៏មានការភ័យខ្លាចផងដែរគឺបានស្រូបយកដូចជាស៊ីបាយអញ្ចឹងធ្វើដំណើរមកសន្ទុះក្រោយក៏បានមកដល់នៅកន្លែងមួយ
ដោយឃើញថាវាស្ងាត់គ្មានសត្វផ្សេងទៀតហ៊ានមកជិតអញ្ចឹងក៏ដឹងថានេះគឺជាទឹកដីរបស់ស្ដេចសត្វមួយចំនួននេះភ្លាមក៏ស្រាប់តែមានស្ដេចស្វាមួយមុខពិតមែនឆាន់ហ្វានក៏មើលស្គាល់ភ្លេតថាជាស្ដេចស្វាភ្លើងបុរាណមិននៅស្វានោះទេផែនដីបែរជាមានសត្វបុរាណបែបនេះទៅវិញយេឈិងខាងក៏ឲ្យយោបល់ថាគួរតែដកថយសិនព្រោះថាទោះបីជាស្ដេចស្វាមួយនឹងនៅដំណាក់កាលសៀនធានកម្រិតដំបូងក៏ដោយកម្លាំងប្រយុទ្ធរបស់វាក៏មិនអាចមើលស្រាលបានហើយពួកគេមិនទាន់បានដកថយផងអាស្វាមួយនឹងប្រហើនមែនទេបានលោតចូលមុខបាត់ទៅហើយបង្ខំឲ្យជាខាងប្រញាប់ទៅទប់ទល់ទៅប៉ុន្តែក៏មិនមានចដៃគូបានខ្ទាតដល់20ម៉ែត្រខាំមើលទាំងមិនសុកចិត្តប៉ុន្តែក៏បានត្រឹមតែដកថយព្រោះស្វាមួយនឹងកប់ដុំថ្មមួយទៀតមើលទៅស្រួលក៏សុំឲ្យឆាន់ហ្វានរុំដៃគ្នាដើម្បីកំចាត់អាស្វានឹងចូលឆាន់ហ្វានតបមិនបាច់ទេសម្បត្តិត្រឹមអាស្វាមួយក្បាលប្រើតែដៃម្ខាងក៏ចាត់ការវាបានដែរយីបដើក៏បញ្ចេញនៅបាតដៃសៀនធានបដើធ្វើឲ្យស្ដេចស្វាភ្លើងព្យាយាមទប់ផងអីផងដាក់ឡើងផ្ទុះដៀងញើខ្លួនទៅត្រើតឃើញបែបនេះយីជាខាងគឺគៀងមិនទីចំហើយប្រើតាមបាតដៃហើយស៊ីមកបាតដៃនឹងហើយអាស្ដេចស្វាមួយនឹងក៏លេងហ៊ានប្រហើនទៀតឆាន់ហ្វានឲ្យឈោវាឈោឲ្យអង្គុយវាអង្គុយរួចក៏សួរសំណួរថានៅក្នុងជ្រលងភ្នំអាតកំបាំងមួយនេះមានកំណប់ត្រឹបអីអត់ចំឡើយក៏ពិតជាមាននៅខាងមុខបានតិចទៀតគឺមាននៅផ្លែឈើដ៏ពិសេសមួយដែលអនុញ្ញាតឲ្យសត្វវេទមន្តវិវត្តខ្លួនទៅជាសត្វវិញ្ញាណដឹកដំណឹងមួយនឹងហើយក៏មិនចាំយូរប្រញាប់ចេញដំណើរហើយពេលដែលពួកគេចេញទៅបាត់បានទូក្រោយដាច់អមតៈទាំងប្រមាណអ្នកមកពីពិភពគុនស៊ូក៏មកដល់កន្លែងនេះដែរឃើញដានរបស់ឆាន់ហ្វានបានបញ្ជូតជាមួយនឹងស្ដេចស្វាហើយក៏ដឹងហើយពួកគេក៏បានតាមនៅដានមួយនឹងដើម្បីស្វែងរកឆាន់ហ្វានស្របពេលដែលឆាន់ហ្វានបើជើងក៏បានធ្វើដំណើរមកដល់កន្លែងដើមឈើពិសេសអាសត្វស្វាក៏ប្រាប់ថាផ្លែឈើពិសេសគឺនៅខាងមុខឆ្លងតែទន្លេមួយនឹងទៅប្រកាសជាទៅដល់ហើយប៉ុន្តែនៅក្នុងទន្លេគឺមានសត្វពស់អ្នកទឹកដ៏ធំដែលមិនអាចមើលស្រាលបានព្រោះវាបានហ្វឹកហាត់ដល់ទៅ800ឆ្នាំហើយនិយាយទៅចប់ឆាន់ហ្វានធុញពេកក៏វិបហាត់ទៅក្នុងទឹកឆៅយកបដ យបខំឲ្យអាសត្វពស់អ្នកទឹកនឹងឡើងមកខាងលើរួចបន្ថែមម្ដាយទៀតដេកស្ពាកបន្ទាប់ពួកគេក៏ធ្វើដំណើរមកជិតដើមឈើទើបដាច់ស្វាភ្លើងក៏ប្រាប់ថាគឺជាដើមឈើមួយនឹងឯងហើយជារៀងរាល់300ឆ្នាំម្ដងវាផ្លែត្រឹមតែ3ផ្លែប៉ុណ្ណោះហើយកាលណាដល់ពេលប្រមូលផលគ្រប់សត្វនៅក្នុងចលងភ្នំអាតកំបាំងគឺបានមកប្រជុំគ្នាដើម្បីដណ្ដើមយកព្រោះថាមិនត្រឹមតែបានស៊ីទៅនឹងវិវត្តខ្លួនខ្លាយទៅជាសត្វវិញ្ញាណប៉ុណ្ណោះនោះទេគឺថែមទាំងទទួលបាននូវសមត្ថភាពរន្ទះទៀតផងប៉ុន្តែឥឡូវនេះមិនទាន់ដល់ពេលប្រមូលផលអញ្ចឹងក៏មិនអាចទៅបេះបាននោះឡើយព្រោះមានរន្ទះដ៏ខ្លាំងរារាំងបើហ៊ានតែចូលទៅដឹងតែងាប់ហ្មងប៉ុន្តែរឿងមួយនឹងក៏មិនអាចប្រឈប់ឆាន់ហ្វានបាននោះដែរអាយុផ្លែឈើមិនបានអញ្ចឹងយកតាភ្នំទៅបណ្ដោយហើយវាក៏ដូចជាពាក្យរបស់ស្ដេចស្វាភ្លើងដោយមានរន្ទះមានអីព្យាយាមមករារាំងហើយយ៉ាងណាក៏នៅតែមិនអាចប្រឈប់ឆាន់ហ្វានបាននោះដែរបន្ថែមប្រើនៅសមត្ថភាពស្រូបយកដោយលើកនេះក៏ដូចជាបានផលធ្វើឲ្យស្ដេចសត្វផ្សេងទៀតក៏ចាប់ផ្ដើមដឹងខ្លួនអីមួយស្ទុះមកយ៉ាងលឿនប្រាប់ឲ្យឆាន់ហ្វានប្រឈប់ឃើញហើយយាយជើងខាងក៏ពិតជាភ្ញាក់ផ្អើលព្រោះមានស្ដេចសត្វចំនួន6ក្បាលនោះខ្លារខិនរទេះក៏គំរាមអាមនុស្សខាងក្រៅបញ្ញាប្រឈប់ភ្លាមបើមិនចឹងទេងាប់កញ្ញាពួកក៏លុកមាត់មិនបាច់យាយច្រើនទេពួកយើងរុំដៃគ្នាសម្រាប់វាចោលទៅជាការស្រេចបាត់ហើយមើលទៅអាស្វាឡប់មួយនោះក៏ដូចជារុំដៃជាមួយមនុស្សលោកនេះដែរអញ្ចឹងពេលវាយគ្នាកុំភ្លេចវាសោះខ្ញុំមិនដឹងអីណាខ្ញុំអ្នកដើរកាត់នៅកន្លែងនឹងតាហើយពួកអដៃសត្វទាំងអស់នឹងនិយាយឡើងចង់80ម៉ោងឆាន់ហ្វានគ្មានខ្វល់បានតិចមួមកពេកខ្លារខិនរទេះក៏វាប្រហាមុនគេប៉ុន្តែក៏ត្រូវបានយាយជើងខាងព្យាយាមរងអោយហើយពួកអដៃផ្សេងទៀតក៏សម្រុកចូលមកទាំងអស់គ្នាតែម្ដងចំណែកឯស្ដេចស្វាភ្លើងនេះវិញក៏លបដាក់មេប្រូចហើយខណៈពេលនឹងក៏ស្រាប់តែពួកអដៃស្ដេចអមតៈមកពីពិភពគុនស៊ូបានមកដល់កន្លែងនេះដែរគ្រាន់តែចៃមកភ្លាមស្ដេចរន្ទះក៏លេចទៅឃើញនៅដើមឈើរន្ទះមួយនឹងក៏ចាប់អារម្មណ៍ភ្លេតក្នុងចិត្តវិញគឺចង់បានជាខ្លាំងបញ្ជាឲ្យអ្នកផ្សេងទៀតប្រឈប់នៅសត្វវេទមន្តទាំងអស់នឹងហើយទួយខ្លួនជាអ្នកទៅយកដើមឈើរន្ទះរួចក៏សន្យាថាបើទៅពីខ្លួនយកបានដើមឈើរន្ទះនឹងហើយនឹងបកលនៅត្បូងវិញ្ញាណទៅឲ្យពួកគេម្នាក់ 100000 ជារង្វាន់គ្រប់គ្នាយកស្រោបរួចស្ដេចរន្ទះក៏ដើរចូលទៅឃើញឆាន់ហ្វានក៏ស្គាល់ឯងនឹងមែនគឺជាឈិន3សួនឥឡូវចាំឈ្មោះអញច្បាស់ហ៎អ្នកដែលសម្លាប់ឯងគឺមកពីប៉ារន្ទះស្ដេចអមតៈរន្ទះលៃស៊ីងនិយាយចោលក្បាលប្រាណនៅរន្ទះរបស់គេបាញ់ទៅប៉ុន្តែធ្វើឲ្យឆាន់ហ្វានបាននោះទេគេបានប្រើនៅវិជាស្រូបនឹងស្រូបទៅអស់ប៉ុណ្ណឹងក៏ដោយស្ដេចរន្ទះក៏មិនបោះបង់ងាយប្រើនៅថោងពរន្ទះវាប្រហែលជាលើកទី2ហើយក៏នៅតែដូចមុនចឹងត្រូវឆាន់ហ្វានស្រូបយកគ្មានសល់អីបន្តិចគ្រប់គ្នាដែលឈមមើលក៏ឆ្ងល់ផងដែរថាសមត្ថភាពពិសេសរបស់ឆាន់ហ្វានគឺជាអ្វីមិនបានអាចស្រូបយកនៅរន្ទះនឹងបានចឹងព្រោះថាវាមានសមត្ថភាពអាចបំផ្លាញអាវុធវេទមន្តបានកំពុងតែឆ្ងល់ក៏ស្រាប់តែរន្ទះដែលបានការពារដើមឈើរន្ទះត្រូវបានឆាន់ហ្វានបំបែកបានសម្រេចជាហេតុក៏ធ្វើឲ្យពួកអដៃស្ដេចសត្វវេទមន្តចាប់ផ្ដើមឆ្លេឆ្លាទៅដណ្ដើមយកផ្លែឈើទឹកស្ដេចរន្ទះក៏មិនអនុញ្ញាតប្រាប់ឲ្យអ្នកផ្សេងទៀតទៅបញ្ឈប់ពួកអដៃសត្វវេទមន្តនឹងទៅចាំខ្លួនបន្ថែមរង្វាន់ឲ្យម្នាក់ 120,000 ត្បូងវិញ្ញាណប៉ុន្តែវាបានមកដល់នៅចំពោះមុខដើមឈើរន្ទះហើយក៏សប្បាយចិត្តមែនទែនដរាបណាដែលគេអាចយកដើមឈើមួយនឹងទៅកាន់ប៉ាក់វិញបានណាជារៀងរាល់300ឆ្នាំប៉ាក់របស់គេប្រកាសជាអាចបង្កើតនៅសិស្សឲ្យហ្វឹកហាត់ទៅដោយកម្រិតសៀនធាតុបានចំនួន3នាក់ម្ខាងមិនត្រឹមតែប៉ុណ្ណោះក៏អាចហ្វឹកហាត់នៅយុទ្ធសាស្ត្ររន្ទះទៀតផងវាកំពុងតែសប្បាយឆាន់ហ្វានក៏មកយីកាត់អាដើមឈើមួយនឹងអញរកឃើញវិញហើយអារន្ទះដែលការពារវាក៏ជាអញជាអ្នកបំបែកនោះដែរមិនទាន់ដល់វេរបស់ពួកឯងមកដណ្ដើមនោះទេលឺសំដីដល់ក្អេកក្អាងមួយនេះក៏ឆ្ងល់ថាជាអាណាគេងាកមើលទៅឃើញថាជាឆិន3សួនហើយស្របពេលស្ដេចអមតៈម្នាក់ទៀតក៏ចេញមុខមកទប់ទល់ជាមួយនឹងឆិនហ្វានព្រោះខ្លាចពន្យាពេលយូរស្ដេចសត្វវិញ្ញាណកម្រិតខ្ពស់នឹងមកដល់នៅពេលនោះប្រកាសជាមិនល្អស្ដេចរន្ទះក៏បានយល់ស្របទុកជីវិតឲ្យឯងមិនតិចទៀតចុះអីគេទុកជីវិតឲ្យអញប៉ុ
ប៉ុន្តែអញអត់ទាន់ចង់ទុកជីវិតអស់អីណានិយាយបដៅក៏ប្រើយុទ្ធសាស្ត្រស្រូបរបស់គេទៅបញ្ឈប់នៅបាតដៃរបស់ស្ដេចរន្ទះដែលប្រងតដកយកដើមឈើទៅស្រាប់ពេលក៏ស្រាប់តាចាំម្នាក់ទៀតបានសម្រុកមកលួចវាឆ្ងក់ទោះបីជាឈិនហ្វានក៏វាខ្ទៀតក៏ដោយគឺនៅតែបានផលព្រោះថានោះគ្រាន់តែជាសមោលប៉ុណ្ណោះហើយក៏មាននៅសមោលពីរ3ទៀតមកលួចវាឆ្ងក់បដៅប៉ុន្តែគ្មានទេចាក់ទៅគឺគ្មានមុតស្បែករបស់ឈិនហ្វាននោះឡើយក៏វាទៅដៃបានតិចទៀតផ្ទុះដៀងខ្ទៀតអែអ្នកទាំង3ដែលឈុំមើលក៏ពិតជាមនុស្សស្មានចុយហើយឈិនបិសុនខ្លាំងម៉េះប្រើតាមរៀមដៃមួយក៏ធ្វើឲ្យស្ដេចអមតៈមួយទាំងមូលទាំងខ្ទៀតដោយឃើញថាតាចាំមួយនឹងមិនទាន់ងាប់ឈិនហ្វានក៏មនុស្សស្មានរួចលើឡើងចាំមើលតើយុទ្ធសាស្ត្ររបស់ឯងអាចជួយនៅជីវិតរបស់តាកញ្ចាក់ឯងជាលើកទី2បានអត់ស្រាប់ពេលដែលនិយាយក៏បានប្រើលបឿនលឿនទៅពីក្រោយខ្នងធ្វើឲ្យតាចាក៏ចាប់ដើមស្លន់ព្យាយាមប្រើនៅយុទ្ធសាស្ត្របំបែកភាគដដែលដើម្បីកិច្ចឯសងថ្ងល់ដែលជាគ្នាក៏ព្យាយាមមកជួយសង្គ្រោះដោយវាប្រហារដាក់មកបាតដៃទៅអ្នកផ្សេងទៀតក៏មិនឈោមើលនោះដែរសម្រុកចូលទាំង2ទាំង3នាក់ហើយលទ្ធផលគឺតែគ្មានបានប្រយោជន៍ឈុនហ្វានក៏វាដៃតាមបន្តិចបំបែកនៅយុទ្ធសាស្ត្រនឹងអស់លីងសោចំហាយក៏ខ្ទាតទៅដល់សងថ្ងល់មើលទៅស្រួលគេក៏បានបញ្ចេញអាវុធទឹកម្រងអាវុធទឹមមួយគ្មានប្រយោជន៍ក៏បានបញ្ចេញវាជាលើកទី2ផ្ទុះដៀងទៅនៅទីបំផុតក៏បញ្ឈប់បានសម្រេចចំណែកឯយុទ្ធសាស្ត្ររបស់កញ្ញាហ្វឹងដែលមកពីក្រោយឈិនហ្វានវិញក៏ត្រូវបានឈិនហ្វាននឹងស្រូបយកឡើងអស់លីងសោះតាចាស់បែកភាកក៏មិនរួចខ្លួននោះឡើយប្រើយុទ្ធសាស្ត្រស្រូបយករាងកាយបំផិលរបស់វាអស់រួចប្រើចង្អុលដៃម៉ាំរៀមដាក់លើអាលីរាងកាយខ្ទេចកញ្ញាហ្វឹងក៏បានសួរទៅកាន់កញ្ញាតកមីអូណាប្រកាសអីថាប៉ែនេះគឺជាមនុស្សនៅក្នុងផែនដីហើយល្មិចបានជាវាខ្លាំងម្ល៉េះសូម្បីតែស្ដេចដាវអមតៈក៏លឿនមិត្តផងដែររបស់ស្ដេចរន្ទះមើលទៅពុះជើងដូចជាជួបអ្នកខ្លាំងមែនទេនេះស្ដេចរន្ទះក៏តបមកវិញសូមឲ្យគេបញ្ឈប់ឈិន3សុនចំនួន3ទាំងហើមស្ដេចដាវអមតៈយកព្រមដកដាវរបស់ខ្លួនមកត្រៀមក្នុងការប្រយុទ្ធយាយឈិងខាងក៏ចេញមុខមកតបទល់ប្រាប់ឲ្យឈិនហ្វានទៅដណ្ដើមចូលនៅដើមឈើរន្ទះនឹងទៅឈិនហ្វានតបមិនបាច់ទេសម្បត្តិត្រឹមវានឹងមិនបាច់និយាយដល់3ទាំងហើមសូម្បីតែម៉ាមរៀមដៃរបស់អញក៏វាតបមិនបាននោះដែរឮសម្ដីក៏ក្លិននឹងហើយស្ដេចអមតៈក៏រំពឹងចាក់មើលមែនទេថារៀមដៃរបស់អញខ្លាំងដល់កម្រិតណានិយាយបដៅក៏បញ្ចេញនៅវិជាដាវសម្ងាត់បដៅកាត់ឆ្វាច់ហើយលោតសម្រុកចូលទៅទៀតឈិនហ្វានក៏នៅតែញញឹមក៏វាដៃមកឆ្វាច់ស្រូបយកនៅថោងពលនឹងអស់លីងដល់វាស្ដេចដាវអមតៈលោតចូលទៅម្ដងក៏នៅតែមិនអាចធ្វើឲ្យរៀបដៃរបស់ឈិនហ្វានរងកើមិនតិចបែបនេះក៏ដឹងថាមិនល្អទេចង់ដកខ្លួនក៏ដកមិនទឿនបានត្រឹមតែរងនៅកណ្ដាប់ដៃរបស់ឈិនហ្វានដោយផ្ទាល់បានត្រឹមតែមួយផ្លេតអាវុធទើបដែលជាដាវរបស់គេក៏បានបែកប្រេះបែកប្រាវខ្ទាតពងចង់2លានម៉ែត្រឡើងធ្លុះភ្នំធ្វើឲ្យអស់លីងមកមើលនៅស្ដេចរន្ទះនេះវិញម្ដងឥឡូវនេះរូបគេក៏ត្រៀមច្បាក់ចង់ជួអាដើមឈើទើបនឹងជាតិបានអីប្រាប់ឲ្យរបស់ស្ដេចដាវអមតៈតបទាល់ត្រឹមតែរយៈពេល2ដង្ហើមកន្លះទៀតរហូតប៉ុណ្ណោះខ្លួននឹងអាចយកនៅដើមឈើនឹងបានសម្រេចអូខេខ្ញុំសូមបញ្ចប់ភាគមួយនឹងតាត្រឹមហ្នឹងកុំភ្លេចស្ដាប់អ្នកមួយផងណាគ្នាយើងខ្ញុំធ្វើ season 4មួយនេះអត់ដឹងថាមានអ្នកមើលទៀតអត់នោះទេប៉ុន្តែវារាំងស្ដាយរឿងដែរណាគ្រាន់តែរឿងនឹងមួយខ្ញុំធ្វើ channel បានចេះតិចនេះហើយឥឡូវទៀតសោតខ្ញុំសាកល្បងធ្វើទេបើសិនជានៅមាន view មានអីខ្ញុំអាចនឹងធ្វើតតែបើអត់នោះទេចាំមើលចេះស្ដាយណាហើយក៏មានតែប៉ុណ្្នឹងបាយបាយជួបគ្នាវីដេអូក្រោយសាប់មួយផងគ្នាយើង Hello ជម្រាបសួរបាទ CNS Network ហើយថ្ងៃនេះក៏មកបន្តនៅសាររឿងស្ដេចអមតៈចាប់ជាតិប៉ុន្តែឈប់សិនចំពោះអ្នកដែលមានសទ្ធាជ្រះថ្លាចង់តោកាហ្វេខ្ញុំនឹងក៏អាចតោបានដែរបាទសាច់រឿងរបស់យើងក៏បានចាប់ផ្ដើមជាមួយនឹងស្ដេចរន្ទះកំពុងតែសប្បាយចិត្តក៏ដូចជារាំងចម្លែកព្រោះបាត់សម្លេងស្ដេចដោកក្លើរបស់គេតាណាបាត់ក៏លេទៅមើលក៏ឃើញថាដាវរបស់ស្ដេចដោបានបែកបាក់អស់ទៅហើយអញ្ចឹងក៏មានន័យថាស្ដេចដោអមតៈវាបានងាប់ហើយពេលនេះឈិនហ្វានក៏បានសួរទៅវិញពួកអដែកឯងចង់សម្លាប់អញហើយចង់ប្លន់ជោគដើមឈើទៅបាញ់ទៀតនិយាយទៅមើលថាឲ្យឯងគួរចាត់ការរបៀបមិនជាមួយពួកឯងស្ដេចរន្ទះក៏សម្លុតតបអលអិតបាក់រន្ទះរបស់អញគឺមានអំណាចពីពេញពិភពខុនស៊ូមិនដែលខ្លាចក្បាលអាណាទេឥឡូវនេះបើសិនជាឯងដឹងខ្លួនបញ្ញាក់មកសុំទោសអញប្រហែលជាអាចគិតមើលវាបានបើមិនចឹងទេក៏បន្ទុកអញគ្មានក្តីបិតែសោះឈិនហ្វាននៅតែមិនខ្វល់បន្តប្រើបាតដៃសៀនធានមកវាប្រហាធ្វើឲ្យស្ដេចរន្ទះក៏មិនអាចឈរមើលបានលោតសម្រុកចូលទៅដែរប្រើនៅភ្នែករន្ទះបូកអរមជាមួយនឹងស្លាបរន្ទះបង្កើននៅល្បឿនដ៏លឿនហក់ទៅតុបតជាមួយបាតដៃសៀនធានហើយតាមមើលក៏នៅតែរាំងពិបាកតបអញ្ចឹងបាតដៃសៀនធានវាខ្លាំងពេកស្ដេចរន្ទះស្រែអាវ៉ាស់ផ្ទុះដៀងអ្នកដែលឈរមើលគឺឡើងចំហមើលអស់ហើយចុយតាមបាតដៃទេកញ្ញាហ្វឹងក៏បន្ថែមបើទោះបីជាមេប៉ាក់នៅប៉ាក់រន្ទះក៏ដោយក៏គ្មានសមត្ថភាពធ្វើឲ្យស្ដេចរន្ទះរបួសដោយប្រើតាមបាតដៃនោះទេស្ដេចរន្ទះនេះវិញដេកស្ពាកនៅលើដីបានទូហើយក៏បានហក់ឡើងទៅខាងលើទាំងរបួសសរសើរថាឈិនហ្វានពិតជាក្មេងដែលមានទេពកោសល្យមួយក្នុងចំណោម1លានពិតមែនបើឯងយកព្រមចូលរួមជាមួយនឹងប៉ាក់រន្ទះខ្ញុំហ៊ានធានាថាមិនយូរនោះទេឯងនឹងខ្លាចជាមេប៉ាក់អាប៉ែហ្នឹងមើលទៅវៃមិនឈ្នះចាប់ផ្ដើមហៅគេចូលប៉ាក់ហ្មងប៉ុន្តែក៏មិនបាននឹកស្មានថាឈិនហ្វានមិនបានខ្វល់ពីប៉ាក់រន្ទះអីនោះឡើយក្នុងភ្នែករបស់គេចាត់ទុកប៉ាក់រន្ទះគ្រាន់តែជាធូលីមួយប៉ុណ្ណោះហើយមិនបាច់និយាយអត់ប្រយោជន៍ច្រើនទៀតនោះទេចូលមកវាយគ្នាអូខេវាយក៏វាយអាណាខ្លាចអាណារួចហើយស្ដេចរន្ទះក៏បានដកនៅកំបិតរន្ទះប្រចាំប៉ាក់មកអួតប្រាប់ថានឹងប្រើកំបិតមួយនេះកាត់ក្បាលរបស់ឈិនហ្វានកលេចមើលក៏ឃើញថាគឺជាអាវុធវិញ្ញាណហើយអាវុធវិញ្ញាណមួយនឹងគឺមានអំណាចមែនទែនសូម្បីតែមនុស្សធម្មតាប្រើប្រាស់
ប្រាស់វាក៏អាចសម្លាប់អ្នកដែលកម្រិតព្រះបានដែរមិនឆ្ងល់ទេមិនបានចេះស្ដាយរន្ទះក្អេងក្អាងម្លេះប៉ុន្តែក៏គួរស្ដាយអ្នកដែលវាកំពុងតែវាយនឹងគឺជាឈឿនហ្វានស្ដាយរន្ទះមិនបានជឿទេចាញ់ឬឈ្នះវាយគ្នាសិនមិនដឹងស្របពេលក៏បញ្ចូលនៅធម្មពលរន្ទះទៅកាន់កម្រិតក្នុងដៃហើយវិញ្ញាណរបស់ស្ដេចដាវក៏បានមកជួយឲ្យដៃគេផងដែរហើយខណៈពេលនឹងទៀតសោតក៏ស្រាប់តែមានស្ដេចសត្វវិញ្ញាណកម្រិតខ្ពស់មកដល់ស្រែកកំហុសយ៉ាងខ្លាំងអាណាគេហ៊ានប្លន់ផ្លែឈើទឹកកញ្ញាហ្វឹងក៏បញ្ញាប្រាប់ពួកគេថាផ្លែឈើទឹកកំពុងតែស្ថិតនៅក្នុងដៃរបស់ឈិនបេស៊ុនរឿងដែលសំខាន់ឥឡូវនេះគឺត្រូវតែដោះស្រាយជាមួយឈិនបេស៊ុនជាមុនសិនបានលឺហើយពួកគេក៏រួមដៃគ្នាប្រើយុទ្ធសាស្ត្រវាបហាទៅទាំងសត្វយូនីខនទាំងមនុស្សមកពីប៉ាអមតៈហើយការប្រយុទ្ធនឹងមិនដឹងជាប្រមាណនោះទេវាយជាមួយឈិនហ្វានតែម្នាក់ឯងដាក់ប៉ាងផ្ទុះទាំងហើយដេជុកមើលអីគ្មានឃើញយាយឈិនខាងគឺបារម្ភខ្លាំងមែនទែនមួយគិតថាឈិនហ្វានបានស្លាប់កញ្ញាតកវិញក៏បន្ទោសថាឈិនហ្វានក្អេងក្អាងខ្លាំងពេកអំបញ្ញមិញបើសិនជាគេយកព្រមជាមួយនឹងស្ដេចរន្ទះលទ្ធផលក៏មិនទៅជាអញ្ចឹងប៉ុន្តែពួកគេសប្បាយចិត្តមិនបានប្រមាណផងឈិនហ្វានមិនទៅបានស្លាប់នោះទេចេញមកយ៉ាងសង្ហារួមជាមួយរូបរាងរបស់ខុនផឹងដែលជាយុទ្ធសាស្ត្រស្រូបរបស់គេនឹងឯងសម្បត្តិត្រឹមពួកឯងនឹងក៏ចង់សម្លាប់អញដែរថ្ងៃនឹងអញនឹងបង្ហាញពួកឯងម្ដងថាមិនទៅទើបហៅថាយុទ្ធសាស្ត្រពិតប្រាកដបែបនេះទាំងស្ដេចសត្វជាមួយនឹងមនុស្សផ្សេងទៀតក៏បានទុកពេលឲ្យឈិនហ្វានប្រើយុទ្ធសាស្ត្រតែនោះដែរបញ្ញាក់វាបហាហើយក៏នៅតែមិនអាចតាមទាន់ជាមួយនឹងល្បឿនរបស់ឈិនហ្វាននោះឡើយហោះឆាបតាមឆ្វាច់ក៏ងាប់ស្ដេចសត្វអស់ពីក្បាលដល់វេនសង់ក្បាលទាំងអស់ក៏ព្យាយាមប្រើខែលការពារក៏នៅតែមិនអាចដាច់រន្ទះវិញម្ដងលោទៅកាប់ម្ដៅទៅក៏ប្រៀបដូចជាកាប់ដុំថ្មឡើងទៀតឡងមកវិញចង់80ម៉ែត្រស្ដេចស្វាភ្លើងក៏ដាក់មេព្រួចម៉ែអើយខ្លាំងម៉េះហើយវាយរអាចអីទៀតរត់វិញរត់អ្នកផ្សេងទៀតក៏យល់ស្របបញ្ញាប់ដាក់មេព្រួចប៉ុន្តែដូចជាយើងបានដឹងនៅចំពោះមុខរបស់ស្ដេចអមតៈឈិនបេស៊ុនគឺស្មើជាមួយពាក្យថាងឹបតបគេក៏ចាប់ផ្ដើមជាមួយកញ្ញាហ្វឹងដាក់មកឆ្វាច់ស្រែកអ្នកផ្សេងទៀតដឹងថារត់មិនរួចក៏បានបកមកវាយឈិនហ្វានវិញម្ដងលោចូលទៅម្ដងទាំង4អាចឈិនហ្វានជួយវាយធ្វើមិនដឹងស្ដេចយូនីខនប្រើយុទ្ធសាស្ត្របន្ថែមក៏ត្រូវបានឈិនហ្វានប្រើយុទ្ធសាស្ត្រស្រូបយកទៅបាត់អ្នកផ្សេងទៀតចង់ដកថយរក្សាគម្លាតក៏នៅតែមិនទាន់ពេលពួកគេគឺមិនអាចតបទាល់ជាមួយយុទ្ធសាស្ត្រស្រូបខុនផឹងរបស់ឈិនហ្វានបាននោះឡើយយេឈិនខាងក៏មិននឹកស្មាននោះទេអ្នកខ្លាំងកម្រិតព្រះទាំង4នាក់និងស្ដេចសត្វវេទមន្ត4 10ក្បាលត្រូវងាប់ដោយរបៀបនឹងហើយឈិនហ្វានបន្ទាប់ពីស្រូបយកនៅពួកអដែងទាំងអស់នឹងហើយក៏ដឹងពីដែនកំណត់របស់ខ្លួនថារាងកាយរបស់គេស្ទើរតែមិនអាចត្រឹមត្រូវបានបន្ទាប់ពីប្រើយុទ្ធសាស្ត្រនឹងរួចព្រោះរាងកាយពិតគ្រាន់តែជាមនុស្សលោកមិនមែនជាខុនផឹងហើយអញ្ចឹងក៏ដោយក៏គេបានអត្ថប្រយោជន៍ច្រើនផងដែរដោយការឡើងនៃយុទ្ធសាស្ត្រដល់ទៅ 10% ជាពិសេសគឺបានស្រូបយកនៅខ្សែឈាមរបស់ Unicorn ដែលថាភ្លើងរបស់ Unicorn ក៏មិនចាញ់នៅសមត្ថភាពស្រូបយករបស់យុទ្ធសាស្ត្រខុនផឹងរូគេនោះទេហើយជ័យឈិងខាងក៏មករំលឹកលោកម្ចាស់ឈិនណាអាស្ដេចស្វាភ្លើងបានដាក់មេប្រួយរត់មុនបាត់ទៅហើយឈិនហ្វានមិនភ័យនោះឡើយព្រោះគេបានដាក់សៀក្នុងខ្លួនប្រាណរបស់វាប្រើយុទ្ធសាស្ត្រតាមបន្តិចចាប់វាចាប់ក៏ទុកឲ្យជ័យឈិងខាងជាអ្នកចាត់ការទៅបន្ទាប់គឺលែងមានអ្នករំខានទៀតអញ្ចឹងក៏ទៅដោះស្រាយជាមួយដើមឈើទឹកវិញម្ដងហើយដើមឈើទឹកដែលស្ដេចរន្ទះប្រើដកយកលើចង់2លានម៉ោងក៏ត្រូវបានឈិនហ្វានប្រើយុទ្ធសាស្ត្រតាមបន្តិចប៉ុណ្ណោះក៏ដកយកវាបានសម្រេចហើយក៏ស្រូបយកទៅទុកក្នុងធ្លុកទឹករបស់គេរួចហើយក៏សន្យាជាមួយនឹងយាយឈិងខាងថានៅពេលដែលផ្លែឈើទឹកមួយនឹងដល់ពេលប្រមូលផលនឹងប្រកល់ឲ្យគេមួយយាយឈិងខាងគឺមិនហ៊ានទទួលនោះឡើយព្រោះដឹងខ្លួនថាមិនបានជួយអីច្រើនបាញ់មិញណាប៉ុន្តែឈិនហ្វានក៏មិនជាមនុស្សកំណាញ់អីទៅដែរឃើញនៅសកម្មភាពរបស់យាយឈិងខាងដែលចេញមុខទៅទប់ទល់ជាមួយសត្រូវការព្រលឹងមុនអញ្ចឹងគេក៏សម្រេចថានឹងឲ្យផ្លែឈើនឹងមួយបដិសេធទៀតមិនកើតណាមួយផ្លែឈើមួយនឹងវាមានតម្លៃខ្លាំងទៀតផងយាយឈិងខាងក៏បានអរគុណទាំងសប្បាយចិត្តរួចពីនឹងពួកគេក៏ត្រឡប់ទៅមើលច្រកទ្វារអមតៈវិញម្ដងនៅពេលដែលមកដល់ក៏ឃើញថាច្រកទ្វារអមតៈដូចជារាំងរង្គើយាយឈិងខាងក៏ឆ្ងល់មែនទែនហើយល្មិចទីរីមនុស្សមកពីពិភពខុនស៊ូឆ្លងមកទៀតហើយមែនឈិនហ្វានតបដូចជាមេនោះទេច្រកទ្វារអមតៈមិនដឹងដូចជាមានបញ្ហាដែលហៅថាទ្វារអមតៈការពិតទៅគ្រាន់តែជាច្រកទ្វារលំហប៉ុណ្ណោះខាងក្នុងវិញគឺមានភាពច្បុកច្បល់ជាខ្លាំងឃើញវាក្នុងសភាពបែបនេះឈិនហ្វានក៏ទាយថាប្រហែលមកពីការបើបង្ខំរបស់ពពួកស្ដេចរន្ទះអីនឹងឯងអញ្ចឹងក៏មានន័យថានៅក្នុងរយៈពេលខ្លីវាគ្មានផ្លូវធ្វើដំណើររវាងពិភពទាំងពីរនោះទេលុះត្រាតែអ្នកខ្លាំងកម្រិតស្នូលមាសទើបអាចធ្វើដំណើរបុផានដីបានប៉ុន្តែរយៈពេល3ឆ្នាំក្រោយច្រកទ្វារអមតៈប្រហែលจะអាចដំណើរការបានម្ដងទៀតលឺបែបនេះឈិងខាងក៏សប្បាយចិត្តមែនទែនរយៈពេល3ឆ្នាំគឺវាគ្រប់គ្រាន់ហើយអនុញ្ញាតឲ្យពួកគេត្រៀមខ្លួនទុកជាមុនដើម្បីតបទាល់ជាមួយនឹងពពួកមនុស្សមកពីពិភពខុនស៊ូចំណែកឈិនហ្វានក្នុងចិត្តរបស់គេក៏មិនសូវជាសប្បាយព្រោះច្រកទ្វារអមតៈទៅជាយ៉ាងនឹងខ្លួនក៏មិនអាចរកផ្លូវចាក់ចេញពីផែនដីវឹកហាត់ទៅកាន់កម្រិតខ្ពស់ទៀតបានដែររួចមកឈិនហ្វានក៏បានយកនៅរឿងនេះទៅពិភាក្សាជាមួយលោកតាជាមួយនឹងសៀវឈៀងប្រាប់ពួកគេថាខ្លួនចង់ចាក់ចេញពីផែនដីសៀវឈៀងក៏សួរថាឈិនហ្វានចង់ទៅពិភពខុនស៊ូមែនប៉ុន្តែច្រកទ្វារអមតៈបានបិទហើយនឹងឈិនហ្វានតបពិភពខុនស៊ូមិនមែនជាពិភពវឹកហាត់ពិតប្រាកដនោះទេបើមិនចឹងក៏មិនត្រូវបានគេបោះបង់ចោលនោះដែរកន្លែងដែលលោកគេចង់ទៅស្វែងរកគឺជាកន្លែងពោពេញទៅដោយអ្នកវឹកហាត់ពិតប្រាកដនៅឯចក្រវាឡឬនៅព័ត៌មានថ្មីមួយនេះសៀវឈៀងក៏បញ្ជាក់បើសួរថាក្រៅពីផែនដីមាននៅពិភពផ្សេងទៀតដែលមានអ្នកវឹកហាត់ដែរមែនចម្លើយក៏ជាការពិតណាស់នៅក្នុងចក្រវាឡគឺវាធំធេងមានពិភពរាប់ពាន់លានឯណោះចំណែកផែនដីគ្រាន់តែជាពិភពដ៏តូចមួយប្រៀបបានជ
ជាមួយនឹងធូលីទួចមួយប៉ុណ្ណោះនៅក្នុងចក្រវាលឬបែបនេះខ្ញាតកក៏ប្រកែកថាមិនថ្ងៃទៅរួចព្រោះនាងមិនដែលធ្លាប់ឮពីវត្តមានរបស់ពិភពផ្សេងទៀតនោះឡើយបើតាមនាងដឹងគឺមានតែផែនដីមួយគត់ប៉ុណ្ណោះដែលជាពិភពមានជីវិតរស់នៅឆាន់ហ្វានក៏សួរបកទៅវិញបើសិនជាដូចពាក្យរបស់នាងនិយាយពិតមែនចុះអ្នកខ្លាំងការពីបារាំងឥឡូវនេះពួកគេនៅឯណាឮសំណួរនឹងហើយនាងក៏តបចេញឯសៀវឈៀងក៏ស្រាប់តែសង្ស័យអាបងសៀវហ្វាណាឬមួយក៏ការពិតអាបងឯងមកពីកន្លែងនឹងមែនឆាន់ហ្វានក៏តបកុំឲ្យបារម្ភប្រាប់ថាខ្លួននៅតែជាឆាន់ហ្វានអញ្ចឹងគឺគ្មាននៅខ្មោចឬក៏អេលៀនអីមកស្ថិតក្នុងខ្លួននោះឡើយហើយក៏សូមថាមិនទាន់អាចបកស្រាយបាននោះទេប៉ុន្តែថ្ងៃណាមួយរូគេនឹងបកស្រាយឲ្យបានដឹងតែម្ដងឮហើយសៀវឈៀងក៏ជឿជាក់ 100% ងក់ក្បាលយល់ស្របសៀវឈៀងនឹងជាសង្សាររបស់ឆាន់ហ្វានណាព្រោះអ្នកប្រាប់បានដឹងហើយជីតារបស់ឆាន់ហ្វានក៏មិនខ្វល់ឡើយថាអ្នកខាងក្រៅគិតយ៉ាងណាចំពោះឆាន់ហ្វានសម្រាប់រូបកាត់ឆាន់ហ្វានក៏នៅតែជាចៅប្រុសដ៏ល្អសៀវឈៀងសួរបន្ថែមថាគេចង់ចាក់ចែងនៅពេលណាឆាន់ហ្វានក៏មិនទាន់ដឹងដូចគ្នាណាមួយរឿងដែលច្រកទ្វារអមតៈមួយនឹងមិនទាន់បានដោះស្រាយឲ្យផងឬហើយសៀវឈៀងក៏បារម្ភមែនទែនណាមួយគឺភ័យខ្លាចឆាន់ហ្វានអត់ត្រឡប់មកវិញរីឯកញ្ញាតកឮពីរឿងមួយនេះក៏មានចង្អល់ក្នុងចិត្តឆ្ងល់ថាពាក្យសម្ដីរបស់ឆាន់ហ្វានគឺជាការពិតឬក៏យ៉ាងណាប៉ុន្តែក៏គិតថាគឺជាការពិតច្រើនជាងព្រោះវិជ្ជាគុណដែលគេបានបង្ហាញនឹងគឺវាខ្លាំងក្លាពេកឆ្លៀតឱកាសមួយនឹងឆាន់ហ្វានក៏ប្រគល់នៅផ្លែឈើទៅឲ្យជីតាប្រាប់ថាផ្លែឈើមួយនេះវាមានប្រយោជន៍ជាខ្លាំងអ្នកហ្វឹកហាត់ធម្មតាគ្រាន់តែហូបវាទៅនឹងអាចទម្លុះទៅដល់ដំណាក់កាលសៀនធានតែម្ដងហើយផ្លែឈើមួយនឹងវាមាន3ដោយគេស៊ីខ្លួនឯងមួយឲ្យយាយជាខាងមួយអញ្ចឹងសល់មួយទៀតក៏ឲ្យជីតាបដ ជីតាក៏បដិសេធប្រាប់ថាខ្លួនចាស់ហើយអញ្ចឹងកុំខ្ជិះខ្ជាយរបស់មានតម្លៃអញ្ចឹងអីឆាន់ហ្វានក៏ទូចតែឯងកុំភ័យមើលអនាគតទៅខ្ញុំមិនខ្វល់ទេផ្លែឈើអញ្ចឹងដល់ពេលនោះប្រកាសជាអាចធ្វើឲ្យគ្រប់គ្នាទម្លុះទៅដល់ដំណាក់កាលសៀនធានបានដូចងាយហើយចំពោះលើកនឹងឲ្យតែឯងហូបមុនគេក៏មិនជាបញ្ហានោះដែរសៀវឈៀងក៏មកជួយនិយាយក៏មកលោកតាគិតច្រើនទៀតស្របស្រួលគ្នារួចឆាន់ហ្វានក៏ចាប់ផ្ដើមរៀបចំអរិយវេទមន្តដើម្បីជាជំនួយឲ្យជីតារបស់គេហូបនៅផ្លែឈើទើបនឹងបានដោយផ្ទាល់ធ្វើឲ្យកញ្ញាតកដែលឈោមមើលគឺគៀងមែនទែនចំពួកនឹងឡប់ទៅដឹងវ័យផ្លែឈើទើបមិនទាំងអាចហូបបានដោយផ្ទាល់ជាពិសេសគឺត្រូវបានហូបទៅដោយតាចាស់ដែលមានអាយុ80ទៅ90ឆ្នាំឯណោះសរុបមកគឺវាខ្ជិះខ្ជាយជាខ្លាំងប៉ុន្តែបានត្រឹមតែគិតក្នុងចិត្តអត់ហ៊ានមាត់នោះឡើយឯឆាន់ហ្វានក៏បន្តនៅអរិយវេទមន្តក្នុងការជួយជីតាទម្លុះទៅដល់ដំណាក់កាលសៀនធានហើយដំណើរការបានចាប់ផ្ដើមជីតារបស់គេបានហូបនៅផ្លែឈើទើបនឹងទេក៏ឃើញថាមិនជាងាយស្រួលប្រមាណនោះដែរព្រោះថាវាមិនមែនជាផ្លែឈើទើបធម្មតានោះឡើយទោះបីជាអ្នកខ្លាំងកម្រិតសៀនធានក៏ដោយក៏មិនហ៊ានហូបវាដោយផ្ទាល់សៀវឈៀងមានការបារម្ភមែនទែនឆាន់ហ្វានប្រាប់ថាមិនអីនោះទេការឈឺចាប់របស់លោកតានឹងគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះព្រោះទម្លុះទៅដល់ដំណាក់កាលសៀនធានក៏មានន័យថាបំបីខ្លួនពីមនុស្សធម្មតាទៅជាមនុស្សអមតៈអញ្ចឹងក៏ធ្វើរាងកាយប្រៀបដូចជាចាប់កំណើតសាជាថ្មីធ្វើឲ្យមានការឈឺចាប់ចឹងឯងនិយាយបកស្រាយបដៅក៏ប្រើយុទ្ធសាស្ត្រការពារវិញ្ញាណរបស់ជីតាបដៅហើយក៏មានគម្រោងក្នុងការសាងសង់រាងកាយថ្មីរបស់ជីតារបស់គេឲ្យមានសមត្ថភាពរន្ទះព្រោះថាផ្លែឈើទើបគឺវាមានធាតុរន្ទះស្រាប់បើបានសម្រេចប្រកាសជាទទួលបាននៅរាងកាយរន្ទះពិសេសមាននៅស្លាបខុនផឹងសងខាងជារាងកាយវិញ្ញាណកម្រិតខ្ពស់ហើយក៏អាចហ្វឹកហាត់គ្រប់គ្រងរន្ទះបានទៀតផងមកទូក្រោយមកការសាងសង់រាងកាយថ្មីនឹងក៏បានសម្រេចប៉ុន្តែក៏មិនទាន់សម្រេច 100% នោះដែរនៅការទម្លុះទៅកាន់ដំណាក់កាលសៀនធានទៀតដែលជាដំណាក់កាលរួមបញ្ចូលគ្នារវាងរាងកាយជាមួយនឹងវិញ្ញាណព្រោះហើយឆាន់ហ្វានក៏ចាប់ផ្ដើមជួយបើកនៅទ្វារឋានសួគ៌បញ្ចូលវិញ្ញាណជីតារបស់គេទៅក្នុងរាងកាយហើយនៅទីបំផុតក៏បានសម្រេចពន្លឺនៃការទម្លុះដំណាក់កាលក៏បាញ់ឡើងខាងលើយ៉ាងខ្ពស់អូខេគ្នាយើងភាគមួយនឹងក៏បានចប់តែត្រឹមហ្នឹងកុំភ្លេចសាប់អ្នកមួយផងHello ជម្រាបសួរបាទសៀនអេសណាครับហើយថ្ងៃនេះក៏មកបន្តនៅសាររឿងស្ដេចអមតៈចាប់ជាតិរបស់យើងជាបន្តទៀតហើយចំពោះគ្នាយើងណាចិត្តល្អនឹងក៏ជួយប៉ាកាហ្វេខ្ញុំម្នាក់មួយកែវផងភាគថ្មីរបស់យើងក៏បានចាប់ផ្ដើមជាមួយនឹងជីតារបស់ឆាន់ហ្វានបន្ទាប់ពីបានទម្លុះទៅដល់ដំណាក់កាលសៀនធានហើយគាត់ក៏បានយល់ពីចិត្តរបស់ឆាន់ហ្វានដឹងថានៅក្នុងផែនដីមួយនេះប្រៀបដូចជាគុកដ៏ធំមួយសម្រាប់អ្នកខ្លាំងនៅឯកម្រិតសៀនធានប៉ុណ្ណោះមិនអាចហ្វឹកហាត់ឲ្យរីចម្រើនបាននោះទេជាហេតុគាត់ក៏ប្រាប់ឲ្យឆាន់ហ្វានកុំបារម្ភធ្វើដំណើរចាក់ចេញទៅគ្រួសារឆាន់ទុកឲ្យគាត់ជាអ្នកការពារបន្ទាប់ពីនឹងមកក៏ស្រាប់តែវិនចេញត្រូវជាមិត្តភ័ក្តិផងត្រូវជាកូនសិស្សរបស់គេផងបានប្រមូលឆាន់ហ្វានទៅជួបជុំមិត្តចាស់ដែលធ្លាប់រៀននៅវិទ្យាល័យជាមួយគ្នាដោយគិតថាខានជួបគ្នាយូរណាមួយខ្លួនត្រូវចាក់ចែងពីផែនដីផងឆាន់ហ្វានក៏យកព្រមទៅជាមួយមកដល់ពួកគេរាក់ទាក់មែនទែនជាពិសេសទៅកាន់ឆាន់ហ្វានព្រោះប្រហែលឆ្នាំមុននេះគ្មានណាគេអាចតាក់ទងទៅកាន់ឆាន់ហ្វានបានសោះកុំតាវិនចេញបានប្រាប់ក៏គ្មានអ្នកដឹងនោះដែរហើយយើងចាប់អារម្មណ៍មើលឆាន់ហ្វានគេលាកពាក់ឡើងធម្មតាពេលហ្នឹងប្រូវ៉ែនតាម្នាក់ក៏ណែនាំគូដណ្ដឹងរបស់គេទៅឲ្យឆាន់ហ្វានស្គាល់ថានាងមានឈ្មោះថាហុងមីហើយពួកគេទៅតែបានភ្ជាប់ពាក្យអំបញ្ញមិញនេះទេនិយាយប្រូវ៉ែនតាក៏ទៅឃើញសួរទៅកាន់ឆាន់ហ្វានថាគេជាមួយវិនចេញតាក់ទងអីគ្នាមែនព្រោះតាក់ទងបានទាំងពីរនាក់ហើយចង់បញ្ចប់ទើបបានដឹងថាវិនចេញស្នាក់នៅមួយឆាន់ហ្វានឮសំណួរបែបនេះក៏ស្រាប់តាប្រូម្នាក់ដូចជាមិនសូវស្រួលក្នុងចិត្តឆាន់ហ្វានក៏បញ្ញាប្រាប់ថានាងនៅជាមួយខ្លួនគឺដើម្បីតែរៀនតែប៉ុណ្ណោះនឹងឲ្យខ្លាចអាអូនមួយនឹងវាចំណេះណាស់ព្រោះដឹងថាមិត្តភ័ក្តិរបស់គេលួចក្រាស់វិនចេញបើតាមមើលគ្រប់គ្នាគឺមិនបានដឹងពីអត្តសញ្ញាណរបស់ឆាន់ហ្វាននោះឡើយមានតែប៉ែវិនជាមួយនេះប៉ុណ្ណោះដែលបានដឹងថាឆាន់ហ្វានមិនមែនជាមនុស្សធម្មតាជាមនុស្សដែលមានឥទ្ធិពលបំផុតនៅក្នុងផែនដីហើយការជួបជុំគ្នានឹងក៏បន្តយ៉ាងទៅពួកគេនិយាយពីបទពិសោធន៍រៀងៗខ្លួនឯឆាន់ហ្វានអង្គុយចាំតែស្
ស្ដាប់និយាយអស់ប៉ែតសមងក្រមកកញ្ញាហុងមីក៏បបួលនៅអវ៉ែនតាគូដណ្ដឹងរបស់នាងដើម្បីទៅជួបជាមួយនឹងបងប្រុសរបស់នាងម្នាក់ព្រមបាញ់មិញឃើញកាត់អង្គុយនៅបន្ទប់ម្ខាងទៀតដោយសារតែជាបងថ្លៃប្រវ៉ែនតាក៏មិនបានបដិសេធនឹងថែមទាំងបបួលគ្រប់គ្នាឲ្យទៅជួបជាមួយទៀតផងហុងមីក៏រំលឹកថាបងប្រុសរបស់នាងនឹងគឺជាមនុស្សដែលមានឋានៈខ្ពស់សូម្បីតែនាងគឺបានជួបកាត់តាពី3ដងប៉ុណ្ណោះហើយបើសិនជាអាចជួបកាត់មានទំនាក់ទំនងល្អជាមួយប្រកាសជាជួយឲ្យការងាររបស់ពួកគេនឹងរលូនជាងមុនច្រើនឆាន់ហ្វានក៏ដូចជារាំងឆ្ងល់អញ្ចឹងក៏សួរថាជានរណាគេកញ្ញាហុងមីក៏ស្ទាក់ស្ទើរមិនចង់ប្រាប់ក្នុងចិត្តវិញក៏គិតថាអញប្រាប់ទៅក៏ពួកឯងមិនស្គាល់ដែរពួកអាសំរ៉ែហើយមើលទៅដូចជារាំងក្រែងចិត្តគ្រប់គ្នាប្រវ៉ែនតាក៏បញ្ញាប់អូដៃគូនដឹងរបស់ខ្លួនទៅតែ2នាក់បដ ாய் វិនជាក៏ដកដង្ហើមធំមើលទៅប្រពន្ធអាវ៉ែនតានឹងដូចជាចរិតមិនសូវបានហ្មងសោះប៉ុន្តែគ្រប់គ្នាក៏ទទួលស្គាល់ពីការពិតផងដែរថាពិភពលោកឥឡូវនឹងគឺវាអញ្ចឹងពឹងលើខ្សែពឹងលើអីទៅពួកគេក៏រអ៊ូពីផលលំបាករបស់ខ្លួនអារឿងអត់ខ្សែជាហេតុវិនជីងក៏សួរយោបល់របស់ឆាន់ហ្វានគួរតែជួយអត់ឆាន់ហ្វានបានដឹងថាទោះបីជាការជួយពួកគេគ្រាន់តែជាពាក្យសម្ដីមួយម៉ាត់របស់ខ្លួនក៏ដោយក៏មិនបានធ្វើអីនោះដែរព្រោះយល់ថាមនុស្សគ្រប់រូបគឺមាននៅជោគវាសនារៀងៗខ្លួនអញ្ចឹងបើទៅលូកលាន់ជាមួយជោគវាសនារបស់ពួកគេតែប្រេះតែផ្ដាស់អាចនឹងទាញឲ្យពួកគេពាក់ព័ន្ធមួយខ្លួនវាក៏មិនមែនជារឿងដែលល្អនោះដែរមកព្រែក្រោយមកក៏ឃើញថាអាវ៉ែនតាបានត្រឡប់មកវិញទាំងទឹកមុខអៀនខ្មាស់ប្រាប់គ្រប់គ្នាថាបងថ្លៃមួយនឹងមិនទាំងជួបពួកគេទៀតផងសូម្បីតែទ្វារក៏មិនបានបើកឲ្យចូលឮបែបនេះឆាន់ហ្វានក៏កាន់តែឆ្ងល់ថាជានរណាគេស្ទះស្ទើរមកសន្ទុះប្រវ៉ែនតាក៏ប្រាប់ទៅថាគឺជាសៀវស៊ុនឮឈ្មោះមួយនឹងឆាន់ហ្វានដូចជារាំងស្តៀងវិនជាក៏ស្គាល់ថាសៀវស៊ុនគឺជាកូនប្រុសរបស់គ្រួសារសៀវនៅឯយានជីងគ្រួសារមួយនឹងមានអំណាចខ្លាំងមែនទែនប៉ុន្តែក៏ឆ្ងល់មិនបានជាសៀវស៊ុនមកកន្លែងទុយតាអញ្ចឹងទៅវិញអាវ៉ែនតាក៏តបថាខ្លួនបានឃើញនៅមនុស្សគ្រួសារវ័យកន្លែងនឹងដែរអញ្ចឹងប្រហែលជាពួកគេមកជួបគ្នានឹងឯងបានលឺហើយឆាន់ហ្វានក៏នឹកឃើញបដ ாய் អូគឺជាជាង3គ្រួសារវ័យវិនជាក៏សួរនៅឆាន់ហ្វានថាមិនមែនរូបគេជាមួយនឹងគ្រួសារវ័យស្និទ្ធស្នាលមួយគ្នាទេអីអាវ៉ែនតាក៏គិតថាមិននឹងអាចទៅរួចឆាន់ហ្វានគ្រាន់តែជាសិស្សធម្មតាប៉ុណ្ណោះមិនបានជាអាចនឹងមានទំនាក់ទំនងជាមួយគ្រួសារវ័យចំណែកឯឆាន់ហ្វានក៏ងើបឡើងទទួលស្គាល់ខ្ញុំពិតជាមានទំនាក់ទំនងជាមួយនឹងគ្រួសារវ័យពិតមែនថែមទាំងមានរឿងរ៉ាវមួយចំនួនមិនទាន់បានដោះស្រាយមួយគ្នាទៀតផងបន្ទាប់ក៏បបួលអាវ៉ែនតាទៅជាមួយដោយធ្វើជានិយាយថាទៅរាប់អានមិត្តអូខេចំពោះគ្នាយើងណាដែលមិនបានដឹងនោះទេកាលពីស៊ីហ្សិនមុនសៀវស៊ុនគឺជាស្ត្រូវរបស់ឆាន់ហ្វានចំណែកឯគ្រួសារវ័យវិញដំបូងឡើយគឺជាកូនចៅរបស់ឆាន់ហ្វានប៉ុន្តែក៏បានក្បត់គេហើយក៏មិនបាច់ឆ្កល់នោះដែរទៅជួបនឹងគឺទៅសងសឹកនឹងឯងឃើញបែបនេះកញ្ញាហុងមីគឺមួម៉ៅមែនទែនស្ដីឲ្យគូដណ្ដឹងរបស់ខ្លួនថារាល់ថ្ងៃគិតអីមិនបាញ់មែនទៅឲ្យខ្មាស់គេហើយមិនទាន់អស់ចិត្តទេមែនមិត្តភក្តិរបស់នាងក៏មកសម្រួលកុំឲ្យខឹងច្រឡោតអាកម៉ាប់ក៏ឲ្យយោបល់អេតោះពួកយើងនឹកគ្នាទៅមើលដែរវិនជាក៏យល់ស្របតោះចាំកាលទៀតមកមើលនៅគ្រួសារវ័យជាមួយនឹងសៀវស៊ុនណាវិញនិយាយគ្នាឡើងសប្បាយចិត្តមែនទែនស្របពេលដែលឆាន់ហ្វានបានដើរមកដល់ជិតក្នុងបន្ទប់ពួកគេអាវ៉ែតាវិញក៏រាំងភ័យប្រាប់នៅឆាន់ហ្វានថាអេអាម៉ាក់មិនបាច់ទៅដឹងឯងចាំលើក្រោយទៅហើយឆាន់ហ្វានក៏នៅតែមិនស្ដាប់ប្រាប់ថាថ្ងៃនឹងគឺត្រូវតែទៅជូនស្រាមកពេលយបានទៅដល់មុខទ្វារពួកគេទាំងពីរនាក់ក៏ត្រូវបានអាតងល់ម្នាក់មកខិតឃើញអាតងល់នឹងហើយក៏ដឹងថាគឺជាកូនចៅរបស់គ្រួសារវ័យឆាន់ហ្វានក៏ប្រកាសបណ្ដោយថាពួកគេពិតជានៅកន្លែងនេះមែនរួចក៏បើកទ្វារចូលធ្វើឲ្យអាប៉ែម្នាក់នៅខាងក្នុងមួមកជាខ្លាំងហើយមិនអញប្រាប់ហើយទេអីថាឲ្យយាមទ្វារកុំឲ្យមានអ្នកមករំខានអីសោះអញ្ចឹងងាកមើលទៅឃើញថាអ្នកដែលចូលមកគឺជាឆាន់ហ្វានអញ្ចឹងក៏បញ្ញាប់បិទមិត្តភ្លាមស្កាត់ជ្រាបចំណែកឯវ៉ៃឡៅសានដែលជាកូនចៅក្បត់របស់ឆាន់ហ្វានវិញគ្រាន់តែឃើញភ្លាមគឺឡើងស្លើភ្នែកអីលោកម្ចាស់ឈុនកញ្ញាវ៉ៃដែលមិនបានដឹងរឿងក៏និយាយរាក់ទាក់តាមធម្មតាសួរឆាន់ហ្វានថាមកកន្លែងនឹងធ្វើអីគឺមកជូនស្រាមកែវដោះស្រាយនៅគំនុំម៉ាន់ទិញទួចវ៉ៃឡៅសានកាលពីមុនអញដាក់ការងារឲ្យឯងធ្វើឲ្យលក់នៅទឹកអម្រិតឋានសួគ៌ហើយសន្យាថានឹងឲ្យផលចំណេញ 10% ដែលនេះគឺជារឿងដែលសមហេតុផលបំផុតអីខ្ញុំក៏បានឲ្យនៅមុខគ្រួសារវ័យរបស់ពួកឯងគ្រប់គ្រាន់ផងដែរតែអបកាច់ឯងវិញបើជាក្បត់នៅពេលដែលអញបាត់ខ្លួនមិនត្រឹមតែប៉ុណ្ណោះក៏ប្លង់យកនៅទឹកអម្រិតឋានសួគ៌ទៀតផងឬមួយក៏ឯងគិតថាគំនុំមួយនេះអញឆិនបេសុនមិនមកសងសឹកឬលឺភ្លាមវាក៏បញ្ញាប់មកលូចចង្គងចង់វស្រ័យថាខ្លួនខុសហើយអាប៉ែម្នាក់ទៀតក៏ព្យាយាមនិយាយមកសម្រួលយកលេសថារឿងនេះគ្រាន់តែជាការយកច្រឡំប៉ុណ្ណោះលោកម្ចាស់ឆិនណាពួកយើងអង្គុយចុះសិនមកចាំនិយាយគ្នាប៉ុន្តែមនុស្សដូចជាឆិនហ្វានមានគំនុំគឺត្រូវតែសងសឹកចំណែកឯគុណរបស់គ្រួសារវ័យខ្លួនក៏ធ្លាប់បានតបស្នងរួចអស់មកហើយដូចគ្នាឥឡូវនេះដល់គំនុំវិញម្ដងក៏មិនដឹកលេងនោះដែរត្រូវតែសងតាចាស់វ័យក៏ដកដង្ហើមធំទទួលស្គាល់ថារឿងមួយនេះពិតជាកំហុសរបស់គ្រួសារវ័យពួកគេពិតមែនប៉ុន្តែយ៉ាងណាក៏ដោយក៏គិតនៅតែសមយល់មកខ្លួនដែលជាតាចាស់មួយនេះអាចលើកលែងឲ្យវ័យឡៅសានម្ដងបានអត់ឆាន់ហ្វានក៏បន្តសួរលោកតាចាស់វ័យទង្វើគ្រប់យ៉ាងរបស់វ័យឡៅសានលោកតាឯងក៏បានដឹងដែរត្រូវទេកើតក៏តបថាពិតជាបានដឹងទង្វើរបស់វ័យឡៅសានគឺពិតជាខុសប៉ុន្តែនៅពេលដែលកើតបានដឹងការពិតគឺវាយឺតពេលបាត់ទៅហើយក៏នៅតែសង្ឃឹមថាលោកម្ចាស់ឆិន
យល់មុខនៅមិត្តភាពរបស់ពួកយើងជាច្រើនឆ្នាំលើលេងឲ្យវាយឡៅសាន់ម្ដងច្រើនហ្វានបន្ថែមអញ្ចឹងបានន័យថាលោកតាឯងគឺនៅតែបានដឹងប៉ុន្តែមិនបានបណ្ដាលឲ្យកូននឹងចេះដឹងខុសដឹងអីនោះទេសួរថាឥឡូវនេះមានមុខឯណាមកអង្វរខ្ញុំឲ្យលើកលែងជីវិតឲ្យវាលឺនៅឆាន់ហ្វានលេងខ្វល់ពីមុខរបស់ខ្លួនបែបនេះតាចាស់វ័យគាំងខ្លាំងមែនទែនប៉ុន្តែរកពីអីតបទៅវិញមិនកើតបងប្រុសវាយឡៅសាន់ក៏ព្យាយាមមកអង្វរផងដែរប្រាប់ថាទោសរបស់ប្អូនប្រុសគឺមិនដល់ថ្នាក់ស្លាប់នោះទេបើសិនជាលោកម្ចាស់ឈិនត្រូវការគ្រួសារវ័យនៅកន្លែងណាពួកខ្ញុំនឹងព្យាយាមបំពេញបំណងឲ្យទល់តែបានក្រាន់តែអង្វរឲ្យលើកលែងជីវិតប្អូនរបស់ខ្ញុំបានអីអ្វីដែលខ្ញុំចង់បានគ្រួសារវ័យពួកឯងមិនអាចឲ្យបានឡើយនិយាយចប់ក៏បន្តនៅការសងសឹកទៀតធ្វើឲ្យអបៈមួយនឹងគឺភ័យឡើងញើជើងតែម្ដងសៀវស៊ាន់ដែលមកពីគ្រួសារសៀវនេះវិញក៏ប្រាប់កុំឲ្យឆិនហ្វានហួសហេតុពេកលោកតាវ័យក្រាន់តែយកនៅទឹកអម្រិតឋានសួគ៌របស់ឯងតាមបន្តិចប៉ុណ្ណោះបើសិនជាឯងចង់បានមិនបាច់ភ័យនោះទេចាំខ្ញុំរកសងជំនួសចូលមកប៉ែនេះដូចជាមិនទាន់ស្គាល់ឆិនហ្វាននោះទេលើកមុនខ្ញុំដូចនិយាយថាគេគឺជាសត្រូវរបស់ឆិនហ្វានប៉ុន្តែការពិតមិនមែននោះទេខ្ញុំច្រឡំលឺឲ្យឆិនហ្វានក៏ហួសចិត្តអីគេចង់សងលុយកាលនោះពួកដៃឯងបានបង្ខំឲ្យពុកម៉ែរបស់អញនៅក្នុងគ្រោះថ្នាក់ប៊ីតែបំផ្លាញនៅគ្រួសារឆិនទាំងមូលហើយអាដៃឯងមកនិយាយថាចង់យកប្រាក់មកសងហើយលុយនឹងសម្ដីគេលុយនឹងអាចគោលឺបែបនេះសៀវស៊ាន់គឺពិតជាមួម៉ៅមែនទេតាចាស់វ័យក៏នៅតែទទូចអង្វរដដែលឲ្យលើកលែងជីវិតឲ្យវាយឡៅសាន់ឆិនហ្វានវិញក៏នៅតែមិនខ្វល់ថ្ងៃនេះបើសិនជាខ្ញុំដោះលែងវាអនាគតទៅអ្នកផ្សេងទៀតប្រកាសជាមកអង្វរអញ្ចឹងដែរជាមិនខានដល់ពេលនោះមនុស្សទាំងអស់នឹងហ៊ានប្រហើនចំពោះមុខខ្ញុំជាមិនខានដោយលើហេតុផលធ្វើខុសទៅគឺគ្រាន់តែសុំទោសនឹងរួចខ្លួនសម្រាប់ចិត្តរួចហើយក៏ប្រាប់ឲ្យវិនជេងជាអ្នកចាត់ការកញ្ញាវិនជេងក៏ជាអ្នកខ្លាំងម្នាក់ដែរប្រើម្រាមដៃតាមបន្តិចប៉ុណ្ណោះសម្រាប់នៅវាយឡៅសាន់ជាមនុស្សធម្មតាបានយ៉ាងងាយរួចក៏រំលឹកតាចៅវ័យកាលពីពួកយើងបានជួបគ្នាដំបូងថាមនុស្សខ្ញុំនេះមានគុណគឺត្រូវសងដោយគុណមានទោសគឺត្រូវតែសងសឹកឥឡូវខ្ញុំជួនៅតាចាឯងជាមួយនឹងគ្រួសារវ័យមកពេញបញ្ចប់នៅគំនុំពួកយើងនៅថ្ងៃនេះនឹងចាប់ពីថ្ងៃនេះទៅខ្ញុំឆិនបេសុនគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយគ្រួសារវ័យចំណែកឯមិត្តភក្តិរបស់ឆិនហ្វានដែលបានចូលមកដល់ឃើញរឿងទាំងអស់នឹងរួចក៏មិននឹកស្មាននោះទេហើយក៏ងើបគ្នាឆ្ងល់ពីអត្តសញ្ញាណមួយទៀតរបស់ឆិនហ្វានដែលហៅថាឆិនបេសុនកញ្ញាហូមីក៏ដូចជាបានស្គាល់ចំរូបគេគឺជាស្ដេចអមតៈឆិនបេសុនមួយនោះមែនយានជីងក៏មកបញ្ជាក់ថាពិតមែនអីគឺជាស្ដេចអមតៈឆិនបេសុនអ្នកខ្លាំងលេខ1នៅក្នុងពិភពលោកឬហើយសៀវស៊ុនក៏ពិតជាមនុស្សស្មានព្រោះឃើញនៅឆិនហ្វានពិតជាក្មេងពេកមើលពីអាយុរបស់គេវិញគឺត្រឹមតែខ្ទង់20ឆ្នាំប៉ុណ្ណោះប៉ុន្តែក៏នៅតែសន្យាជាមួយនឹងតាចាស់វ័យថាខ្លួននឹងយកការពិតទាំងអស់នៅថ្ងៃនេះទៅប្រាប់ជីតាហើយប្រកាសជាផ្ដល់នូវការបកស្រាយមួយឲ្យគាត់វិញតាចាស់វ័យក៏ដកដង្ហើមធំនិយាយថានេះគឺជាកំហុសរបស់វ័យឡៅសានខ្លួនឯងមិនអាចបន្ទោសគេផ្សេងបាននោះទេសៀវស៊ុនក៏នៅតែម្នាក់ប្រកែកថារឿងមួយនេះគឺមកពីឆិនបេសុនគេកាងខ្លាំងពេកអញ្ចឹងគឺមិនអាចត្រាំជាមួយនឹងទង្វើរបស់គេបានឡើយឃើញសៀវស៊ុនមានអញ្ចឹងតាចាស់វ័យក៏ដកដង្ហើមធំយល់ស្របមួយគេទៅមកមើលនៅឆានហ្វានជាមួយមិត្តភ័ក្តិវិញគ្រប់គ្នានឹងគឺគៀងឡើងស្ងាត់មិត្តជ្រាបតែម្ដងព្រោះពួកគេទើបតែដឹងនៅក្នុងផែនដីមានអ្នកហាត់ក្បាច់គុណដែរអីចឹងណាប៉ុន្តែរឿងនេះក៏មិនបានផ្លាស់ប្ដូរមិត្តភាពរបស់ពួកគេនោះទេបន្តជប់លៀងយ៉ាងសប្បាយរីករាយទៀតកម្មវិធីនឹងបានបញ្ចប់ឆានហ្វានក៏ត្រឡប់មកវិញវ៉ាន់ជីងក៏ឆ្លៀតសួរគេថាពិតជាមិនជួយនៅមិត្តភ័ក្តិទាំងអស់នឹងទេអីតែជួយអីទៀតលើកនឹងខ្ញុំបានទៅបរៀនមេរៀនទៅដល់គ្រួសារវ័យពួកគេក៏នៅកន្លែងនឹងដែរពឹងតែលើតែពាក្យជាមិត្តភ័ក្តិរបស់ឆិនបេសុនម៉ាត់គឺវាគ្រប់គ្រាន់ឲ្យពួកគេនឹងរស់នៅបានដោយស្រួលអីក៏គ្មាននរណាគេហ៊ានប្រហើនទៅរករឿងនោះដែរវ៉ាន់ជីងបន្ថែមហើយចោះគិតមិនជាមួយគ្រួសារវ័យនិងគ្រួសារសៀវឆិនហ្វានមិនចង់បន្តរករឿងអីវែងឆ្ងាយទៀតនោះទេគុំនៅអីនឹងក៏បានទៅសងសឹករួចអស់ហើយដែរណាមួយខ្ញុំជាមួយគ្រួសារវ័យក៏ធ្លាប់ជាមិត្តភ័ក្តិជាមួយគ្នាចំណែកឯសៀវស៊ុនវិញបើសិនជាវាមិនដឹងខ្យល់នោះទេខ្ញុំក៏មិនលើកលែងឲ្យនោះដែរមកមើលសៀវស៊ុនវិញម្ដងទេទៅប្រាប់ជីតារបស់វារួចក៏បានដឹងព័ត៌មានបន្ថែមពីឆិនបេសុនថាមានអំណាចខ្លាំងប៉ុណ្ណានៅក្នុងផែនដីជីតាណែវិញដឹងថាចៅរបស់ខ្លួនបានតែមានរឿងជាមួយឆិនបេសុនភ្លាមក៏ស្ដីឲ្យភ្លេតដេញឲ្យគេទៅសុំទោសភ្លាមទៅបើលោកម្ចាស់ឆិនបេសុនមិនលើកលែងឲ្យនឹងកាត់ការនៅសៀវស៊ុនចោលចេញពីគ្រួសារសៀវមើលទៅគ្មានដំណោះស្រាយផ្សេងទៀតសៀវស៊ុនក៏បានត្រឹមតែយកដំណឹងអាក្រក់មួយនេះទៅប្រាប់គ្រប់គ្នាថាគំនុំរបស់ពួកគេនឹងមិនអាចសងសឹកបាននោះឡើយតាចាស់វ័យវិញក៏ដកដង្ហើមធំក្នុងចិត្តស្ដាយក្រោយជាខ្លាំងគ្រួសារវ័យរបស់ខ្លួនចុងក្រោយគឺសម្រេចចិត្តខុសដដែលប្រហែលថ្ងៃក្រោយមកបន្ទាប់ពីឆិនហ្វានបានចំណាយពេលជាមួយសៀវឈៀងនិងពុកម៉ែរបស់គេរួចរាល់អស់រួចក៏ដល់ពេលក្នុងការរកផ្លូវចាក់ចេញពីផែនដីហើយក៏ដឹងថាអ្នកហ្វឹកហាត់ការពីបុរាណវិធីសាស្ត្រដែលពួកគេចាក់ចេញពីផែនដីគឺមានតែមួយគត់នោះគឺតាមរយៈទ្វារនៃលំហផ្កាយគឺរួចឆិនហ្វានក៏មានកម្រោគក្នុងការទៅស្វែងរកហើយចំពោះទីតាំងដែលគេជ្រើសរើសក្នុងការទៅគឺមានតែសមុទ្រឈាមប៉ុណ្ណោះដែលជាជម្រើសល្អបំផុតប៉ុន្តែកន្លែងនេះគឺជាទឹកដីរបស់ស្ដេចបិសាចជញ្ជក់ឈាមអញ្ចឹងក៏អាចនឹងមានគ្រោះថ្នាក់ក៏ថាបានអញ្ចឹងហើយឆិនហ្វានមិនឆាវឆាវនោះទេចង់ទៅប្រមូល
ព័ត៌មានសិនរួចក៏ធ្វើដំណើរទៅកាន់វិហារបរិសុទ្ធនៅទន្លេខាងលិចធ្វើដំណើរទៅដល់ក៏ត្រូវបានឯជាបញ្ឈប់ប្រាប់ថាសម្ដេចរបស់ពួកគេមិនស្ថិតនៅក្នុងវិហារឡើយបើសិនជាចង់ជួបគឺត្រូវតែចាំសិនឈិនហ្វានក៏តបថាខ្លួនមិនបានចង់ជួបនៅសម្ដេចអីគេនោះទេគឺចង់ជួបនៅស្ដេចពិតប្រាកដដែលគ្រប់គ្រងវិហារបរិសុទ្ធអ្នកយាមក៏ឆ្លើយរូបឯងនឹងគឺគ្មានគុណសម្បត្តិដើម្បីតែជួបលោកម្ចាស់នោះទេអញ្ចឹងបញ្ញាប់ចាក់ចេញទៅវិញទៅប្រយ័ត្នខ្ញុំមិនគួរសមជាមួយអូអញ្ចឹងចង់មិនគួរសមជាមួយខ្ញុំរបៀបម៉េចឃើញថាឈិនហ្វានទាំងឆ្លើយអប៉ែនឹងក៏ត្រៀមខ្លួនដកដាវមកហ៊ានមកប្រកបរឿងនៅកន្លែងនឹងផងរងងាប់អីឯងយីចប់ក៏លោតចូលទៅប្រុកដាក់ដាវក៏ត្រូវបានឈិនហ្វានប្រើម្រាមដៃរបស់គេមិនទៀតប៉ុណ្ណោះបាញ់អប៉ែនឹងខ្ទាតចង់80ម៉ែត្រសម្រុកចូលទៅដល់ខាងក្នុងក៏មាននៅអ្នកផ្សេងទៀតបញ្ញាប់មកធ្វើការហោមពេទ្យបញ្ឈប់ឈិនហ្វានប៉ុន្តែក៏ស្រាប់តាមសម្ដេចប៉ារបស់ព្រះវិហារបានប្រាប់ពួកគេឈប់អូខេ5មិញនឹងក៏បានបញ្ចប់តែត្រឹមហ្នឹងកុំភ្លេចសាប់អ្នកមួយផងណាបាទបាយជួបគ្នាវីដេអូក្រោយHello សួស្តីអ្នកគ្នាមកជួបមួយខ្ញុំសៀនអេស្ត្រីបន្តនៅសាររឿងស្ដេចអមតៈចាប់ជាតិហើយគ្នាយើងណាចិត្តល្អជួយប៉ាកាហ្វេខ្ញុំអ្នកមកកៅផងបាទភាគបន្តរបស់យើងក៏ចាប់ផ្ដើមពីសម្ដេចប៉ារបស់ព្រះវិហារបានសួរទៅកាន់ឈិនហ្វានវិញថាពួកខ្ញុំធ្វើអីខុសមែនបានលោកម្ចាស់ឈិនបិសុទ្ធឯងមករកដល់កន្លែងឃើញមានគេគោរពតាមមួយនឹងច្រើនក៏សួរតើឯងគឺជាសម្ដេចប៉ាដែលកំពុងតែគ្រប់គ្រងព្រះវិហារបរិសុទ្ធនឹងមែនប្រាប់ការពិតខ្ញុំគ្រាន់តែចង់ជួបអ្នកគ្រប់គ្រងប៉ុណ្ណោះប៉ុន្តែពួកគេមិនស្ដាប់ចេញឡើងសុទ្ធតែមកដកដាវសម្លុតហើយនឹងមែនគឺជារបៀបទទួលភ្ញៀវរបស់ព្រះវិហារបរិសុទ្ធពួកឯងអាយ៉ាលោកម្ចាស់ឯងគឺជាអ្នកខ្លាំងលេខ1នៅក្នុងពិភពលោកចាំបាច់ទៅខ្វល់ពីមនុស្សធម្មតាទៅអីឥឡូវលោកម្ចាស់ត្រូវការអីដែរប្រាប់មកចាំខ្ញុំបំពេញបំណងឈិនហ្វានក៏និយាយត្រង់តែម្ដងថាគេចង់បាននៅព័ត៌មានដែលព្រះវិហារបរិសុទ្ធធ្លាប់បានប្រមូលមកអំពីកន្លែងអាចកំបាំងទាំង7នៅក្នុងផែនដីឬហើយគ្រប់គ្នាក៏ព្យាបាលមួយមិនយល់ព្រមនោះទេព្រោះព័ត៌មានទាំងអស់ហ្នឹងគឺបានមកពីអ្នកខ្លាំងនៃព្រះវិហាររបស់ពួកគេច្រើនបដូរជីវិតយកវាប្រសក់លឿងក៏ចេញមកបដិសេធដែលឈិនហ្វានឲ្យត្រឡប់ទៅវិញទៅចំមិនមែនពួកឯងនិយាយខ្លួនឯងទេអីថាបើសិនជាខ្ញុំត្រូវការអីពួកឯងនឹងជួយបំពេញឲ្យហើយមិននិយាយមិនគោរពពាក្យសម្ដីនឹងគឺជាស្ទាយរបស់ព្រះវិហារបរិសុទ្ធមែនឃើញថាឈិនហ្វានប្រហើនហ៊ានដៀលនៅព្រះវិហាររបស់ខ្លួនគ្រប់គ្នាមិនពេញចិត្តនោះទេស្នើសុំឲ្យសម្ដេចប៉ាបដាក់បញ្ជាមកពួកគេនឹងចាប់ឈិនហ្វានបណ្ដោចេញម្ដងឃើញបែបនេះឈិនហ្វានក៏បញ្ចេញកម្លាំងធាតុសម្ដីរឹតមិនតិចដាក់សម្ពាធឲ្យពួកនឹងឡើងងើបមិនរួចសម្ដេចប៉ាបក៏ប្រាប់ឲ្យឈិនហ្វានកុំហួសហេតុពេកឈិនហ្វានមកយើងក៏នៅតែនិយាយពាក្យដដែលបកលនៅព័ត៌មានទាំងអស់នឹងមកខ្ញុំនឹងចាក់ចេញភ្លាមនិយាយបណ្ដាក៏បន្ថែមកម្លាំងធាតុគម្រាមបណ្ដាមើលទៅដូចជាគ្មានជំរឿអីផ្សេងទៀតសម្ដេចប៉ាបក៏សម្រេចចិត្តយល់ព្រមជាមួយសំណើរបស់ឈិនហ្វានមកសន្ទុះក្រោយមកក្រោយពីបាននៅព័ត៌មានទាំងអស់នឹងហើយឈិនហ្វានក៏ត្រឡប់ទៅវិញតាមពាក្យសន្យាពូសក់លឿងក៏មកសួរនៅសម្ដេចប៉ាបថាពួកគេពិតជាបកលឲ្យឈិនហ្វានទាំងអញ្ចឹងមានអីព្រះវិហាររបស់យើងគឺមានអ្នកខ្លាំងជាមួយនឹងអរិយវេទមន្តជាច្រើនគ្មានអីត្រូវខ្លាចជាមួយឈិនបិសុទ្ធម្នាក់ឯងនោះឡើយពេលហ្នឹងក៏មានបរមអ្នកទៀតចេញមកឆ្លើយថាឈិនហ្វានគឺមានយុទ្ធសាស្ត្រខុនផឹងដែលជាសត្វនៅក្នុងព្រៃនិទានបុរាណមានសមត្ថភាពស្រូបយកអ្វីគ្រប់យ៉ាងឃើញម្ដងនឹងភ្លាមអ្នកទាំងពីរក៏លុតជង្គង់គោរពហៅគេថាគឺជាស្ដេចបរិសុទ្ធហើយស្ដេចនឹងក៏សរសើរនៅទង្វើរបស់សម្ដេចប៉ាបថារកគេពិតជាធ្វើរឿងត្រឹមត្រូវកម្លាំងព្រះវិហាររបស់ពួកគេគឺទើបតែចាប់ផ្ដើមប៉ុណ្ណោះអញ្ចឹងមិនគួរបង្កើតសត្រូវច្រើនពេកនោះទេចំណែកឯឈិនបិសុទ្ធមករកនៅព័ត៌មានពីកន្លែងអាចកំបាំងទាំង7ប្រកាសណារកគេនឹងធ្វើដំណើរទៅកាន់សមុទ្រឈាមហើយពេលនោះរកគេប្រកាសជាទៅប៉ះគ្នាជាមួយស្ដេចបិសាចជក់ឈាមមិនខាននិយាយរួមនេះគឺជារឿងល្អសម្រាប់ពួកយើងមកមើលនៅឈិនហ្វានបានព័ត៌មានហើយពីនេះមើលទៅក៏ឃើញថាពិតជាមានព័ត៌មានអំពីច្រកទ្វារលំហផ្កាយមែនហើយក៏ដឹងផងដែរថាពូជអម្បូរបិសាចជក់ឈាមគឺពិតជាខ្លាំងព្រមមានសមត្ថភាពបង្កើតនៅទ្វារនៃលំហប៉ុន្តែបើចង់ទៅកន្លែងនឹងក៏មិនងាយស្រួលដែរព្រមមានស្ដេចបិសាចជក់ឈាមខ្លាំងដល់ទៅ7អ្នកការពារគិតទៅដូចជាមានចង្អុលអម្បូរបិសាចជក់ឈាមខ្លាំងចឹងមិនបានជាពួកគេរត់នៅសំងំលាក់ខ្លួនទៅវិញតែមើលទៅដូចជាគ្មានចម្លើយឈិនហ្វានក៏លេងគិតទៀតបន្តប្រមូលព័ត៌មានដើម្បីចេញដំណើរមកអង្គុយនៅផាប់មួយកន្លែងនៅជិតសមុទ្រឈាមក៏ឮគេនិយាយពីពាក្យចចាមអារ៉ាមនិយាយអំពីស្ដេចបិសាចជក់ឈាមបានសម្លាប់មនុស្សអស់ប្រមាណភូមិហើយគ្រាន់តែឮហើយឈិនហ្វានក៏សង្ស័យប្រហែលជាមានអ្នកចង់ប្រើឈាមដាក់នៅស្ដេចបិសាចជក់ឈាមឲ្យភ្ញាក់ឡើងមកវិញប្រមូលបានព័ត៌មានអស់រួចឈិនហ្វានក៏ចាប់ផ្ដើមចេញដំណើរទៅដល់កន្លែងមួយក៏ឃើញថាវាពោពេញទៅដោយក្លិនចំហាយឈាមប្រើនៅភ្នែកទឹកដែលជាអណ្ដាតភ្លើងតាមដានទៅនៅទៀមផុតក៏មកដល់កន្លែងរបស់ស្ដេចបិសាចជក់ឈាមតែម្ដងដែលមានទីតាំងនៅកណ្ដាលសមុទ្រហើយកាន់ថាពិសេសសមុទ្រមួយនឹងមិនមែនទឹកសមុទ្រធម្មតានោះទេគឺជាឈាមស្រស់ដែលបោះហូរចេញពីជីវិតមនុស្សរាប់លានអ្នកដល់ក៏មកមិនដឹងជាប្រមាណលានអ្នកនោះទេបានអាចប្រែឈាមคล้ายទៅជាសមុទ្រឈិនហ្វានក៏សន្យាថានឹងរកយុទ្ធធឿឲ្យពួកគេបន្ទាប់ហោះចូលទៅដល់ក៏ឃើញថាវាចម្លែកខ្លាំងមែនទែនព្រមមិនបានឃើញវត្តមានរបស់អម្បូរបិសាចជក់ឈាមទាំង6លៃពោពេញទៅដោយមនុស្សធម្មតាសូម្បីតែជាងឈូរ៉ានមិត្តចាស់របស់គេក៏នៅកន្លែងនឹងទៀតអញ្ចឹងហើយក៏ចោះទៅសួរនាងមិនបានជានៅកន្លែងនេះនាងក៏តបទាំងភ្ញាក់ផ្អើលទៅមនុស្សស្មាត់ថាឈិនហ្វានមកកន្លែងនេះដែរសួរថាគេមកធ្វើដំណើរកំសាន្តតាមក្រុមហ៊ុនទេសចរផ្កាយដែរមែននាងក៏អញ្ចឹងដែរមកមើលនៅកន្លែងមួយនេះដែលក្រុមហ៊ុនផ្កាយអះអាងថាគឺជាកន្លែងប្រវត្តិសាស្ត្រនិយាយអំពីបិសាចជក់ឈាមថាពួកគេពិតជាមាន
វត្តមាននៅក្នុងផែនដីឆាន់ហ្វានបានលើគឺពិតជាហួសចិត្តមែនទែនពួកគេគ្រាន់តែជាមនុស្សធម្មតាបែរជាហ៊ានមកទឹកដីបិសាចជជក់ឈាមហើយក៏ជាកន្លែងដែលស្ដេចបិសាចជជក់ឈាមកំពុងតែដេកទៀតបន្ទាប់ឆាន់ហ្វានក៏សួរថាអ្នកដែលជួននាងមកនៅឯណាឈូរ៉ានក៏ប្រាប់ទៅថាគឺជាប្រូវ៉ាន់តាម្នាក់នោះឆាន់ហ្វានក៏លេតាមមួយផ្លេតក៏សម្លាប់វាចោលភ្លាមធ្វើឲ្យការពិតក៏បានបង្ហាញអាប៉ែនឹងគឺជារ៉ូបូតប៉ុណ្ណោះហើយឆាន់ហ្វានក៏បន្ថែមសមុទ្រឈាមមួយនេះទោះបីជាអ្នកខ្លាំងកម្រិតព្រះក៏ដោយក៏មិនហ៊ានឈានជើងចូលដែរគ្រាន់តែអាប់នៅខាងក្រៅគឺវាគ្រប់គ្រាន់ក្នុងការយកជីវិតមនុស្សធម្មតាបានទៅហើយសួរថាពួកឯងនាំពួកគេមកកន្លែងនេះក្នុងគោលបំណងអីរ៉ូបូតមួយនឹងក៏ងើបមកវិញឆ្លើយប្រាប់ថាចង់ប្រើឈាមរបស់ពួកគេដើម្បីដាស់នៅស្ដេចបិសាចជជក់ឈាមហើយនេះក៏ជាគម្រោងពួកគេផងដែរដើម្បីចាត់ការឆាន់ហ្វានភ្លាមៗកន្លែងមួយនឹងក៏បានផ្ទុះដាំងឯឆាន់ហ្វានវិញលឺនៅឈ្មោះក្រុមហ៊ុនផ្កាយមួយនឹងហើយក៏ចាប់ផ្ដើមសង្ស័យពីអ្នកដែលនៅពីក្រោយខ្នងរឿងទាំងនោះប៉ុន្តែយើងក៏មិនទាន់ដឹងថាគឺជានរណាដូចគ្នាបន្ទាប់ពិធីបូជាឈាមក៏ចាប់ផ្ដើមមាននៅសសរឈាមទាំង5ផុសចេញមកដែលក្នុងនោះក៏ភ្ជាប់ជាមួយនឹងស្ដេចបិសាចជជក់ឈាមម្នាក់ឃើញបែបនេះឈូរ៉ានក៏ដូចជារាំងគាំងមែនទែនឆាន់ហ្វានក៏ប្រាប់ថានេះគឺជាពិធីបូជាដើម្បីសម្លាប់ខ្ញុំហើយវាក៏ចៃដន្យបានទៅតាក់ទងជាមួយឈូរ៉ានដែរប៉ុន្តែមិនបាច់ភ័យនោះទេចាំខ្ញុំជាអ្នកការពារភ្លាមពិធីបូជាមួយនឹងក៏បានសម្រេចបិសាចជជក់ឈាមក៏បានដល់ខ្លួនចាប់ផ្ដើមស្រូបយកនៅឈាមពីមនុស្សទាំងអស់ហើយពួកគេក៏បានដឹងខ្លួនស្ដារនៅកម្លាំងវិញបានទាំងអស់តែម្ដងខ្លាំងមែនទែនមួយក្បាលសុទ្ធតែនៅកម្រិតសៀនធានហើយឆាន់ហ្វានក៏និយាយឌឺពួកអាសត្វចង្រៃឥតប្រយោជន៍ដូចពួកឯងនឹងចង់មកចាត់ការអញផងមិនអីទេចាំអញយកពួយអម្បូរអត់ប្រយោជន៍របស់ពួកឯងទៅធ្វើរឿងដែលមានប្រយោជន៍ចម្រាញ់ថ្នាំគ្រាប់ព្រោះខ្សែឈាមពួកឯងមិនអន់ជាខ្សែឈាមសត្វវេទមន្តប្រមាណឡើយត្រូវគេដៀពួកវាមួម៉ៅមែនទែនសម្រុកចូលមកម្ដងទាំងអស់តែឆាន់ហ្វានប្រើលំពេងគេកុំបន្តិចក៏ងឹបអស់លីងតែឆាន់ហ្វានក៏ដល់ក្នុងចិត្តថាវាមិនងាយស្រួលទៅថ្នាក់នឹងឡើយបិសាចជជក់ឈាមនឹងគឺមានរាងកាយអមតៈសម្រាប់មិនចេះងឹបនោះទេការពិតក៏អញ្ចឹងមែនពួកវាក៏ងើបឡើងមកវិញហើយក៏នាំគ្នាចាប់អារម្មណ៍ជាមួយលំពេរបស់ឆាន់ហ្វានដឹងថាវាគឺជាវត្ថុទិព្វដែលធ្លាប់បានសម្លាប់នៅព្រះអញ្ចឹងក៏គម្រាមឲ្យឆាន់ហ្វានប្រគល់នៅលំពេនឹងពួកគេមកចាំពួកគេអនុញ្ញាតឲ្យចាក់ចែងត្រឡប់ទៅវិញប៉ុន្តែពាក្យថាសុំចុះចាញ់គឺគ្មានក្នុងវចនានុក្រមរបស់ឆាន់ហ្វានឡើយធ្វើឲ្យស្ដេចបិសាចជជក់ឈាមក៏ចង់សម្លាប់គេចោលនឹងយល់ថាឆាន់ហ្វានមិនមែនជាដៃគូពួកវានោះទេព្រោះនៅក្នុងសមុទ្រឈាមនេះពួកវាគឺវាយមិនចេះងឹបឯឆាន់ហ្វានវិញក៏គ្មានគម្រោងកិច្ចចេញនោះដែរគឺនៅសងសឹកទៅឲ្យជីវិតមនុស្សរាប់លាននាក់ដែលពួកវាយកមកបូជាការបញ្ជូតក៏ចាប់ផ្ដើមឃើញថាឆាន់ហ្វានដាក់តាមបន្តិចពួកវាក៏ងឹបប៉ុន្តែនៅតែអាចប្រើនៅសមុទ្រឈាមរស់មកវិញសាច់ជាថ្មីហើយពួកវាក៏ដឹងថាទោះបីជាមានរាងកាយអមតៈក៏ដោយបើនៅតែឲ្យឆាន់ហ្វានសម្លាប់ពួកគេអញ្ចឹងទៀតវិញ្ញាណពួកគេប្រកាសជាអាលាយខូចខាតងឹបមែនទែនជាមិនខានអាម្នាក់ដែលទំនងជាមេគេក៏ប្រើឲ្យគ្នាបវិបផ្សេងទៀតប្រើអរេវេទមន្តខ្មៅទៅដំណើរការចាប់ផ្ដើមឃើញថាឆាន់ហ្វានអត់បញ្ឈប់នោះទេឈោមើលបដ យព្រោះដឹងអរេវេទមន្តមួយនឹងត្រូវការមនុស្ស7នាក់ទើបអាចដំណើរការបានពេញលេញខ្វះម្នាក់កម្លាំងរបស់វានឹងថយចុះជាខ្លាំងបន្ទាប់ក៏ប្រើយុទ្ធសាស្ត្រស្រូបយកវាផាផ្ទុះដាំងបិសាចជួយឈាមក៏មួមកមែនទែនអាពងក្តរនេះមិនបានជាវាខ្លាំងម៉េះរអ៊ូសសក៏ស៊ីមកធម្មពលរបស់ឆាន់ហ្វានជាថ្មីលើកនឹងប្រហែលជាងឹបមែនទែនហើយព្រោះថាវាស្រែកឡើងវ៉ាស់បិសាចជួយឈាមផ្សេងទៀតមួមកជាខ្លាំងហ៊ានសម្លាប់ក្លើរបស់អញផងអាម៉ាក់កំភៃចាំអញសងសឹកអុយនិយាយរួចក៏ខ្ចីនៅធម្មពលពីសមុទ្រឈាមក្នុងការយុទ្ធវិបហាឆាន់ហ្វានក៏ព្យាយាមប្រើនៅវិជាអ្នកក្រៀតរងប៉ុន្តែធម្មពលមួយនឹងបែរជាបំលែងខ្លួនខ្លាចជារាងកាយឈាមប្រមាណអ្នកបិសាចជួយឈាមក៏ស្រែកយ៉ាងសប្បាយចិត្តមែនទែនគឺថាវាមានព្រៀបព្រោះឲ្យពួកវាអាចខ្ចីនៅធម្មពលសមុទ្រឈាមបានឯឆាន់ហ្វានវិញគឺមិនអាចសូម្បីតែស្រូបយកនៅធម្មពលផានដៃនឹងមេឃាឯឆាន់ហ្វានក៏មិនខ្លាចនោះទេអញ្ចឹងទៅវាយ៉ាងម៉េចអញប្រើតាមមកកំបិតក៏អាចសម្លាប់ពួកឯងបានដែរហើយក៏ដាក់នៅមកកំបិតទៅដាច់នៅចង្វាក់បិសាចជួយឈាមអស់ប៉ុន្តែក៏នៅតែត្រូវបានពួកវាប្រើនៅរាងកាយបិសាចឈាមជាយាមមកបង្ក្រាបទៀតបន្ថែមជាមួយចង្វាក់ឈាមថ្មីហើយក៏ឃើញថានៅតែមិនអាចធ្វើអីទៅកាន់ឆាន់ហ្វានបានចឹងប្រើនៅកំបិតសម្រុកកាត់ចេញរួចហក់ទៅខាងលើយ៉ាងខ្ពស់កាប់មកក្រោមមកឆ្វាច់បែកចង្វាក់ឈាមអស់លីងធ្វើឲ្យបិសាចជួយឈាមចាប់ផ្ដើមភ័យខ្លួនហើយមិននឹងអាចទៅរួចចុងក្រោយក៏ផ្ទុះដៀងស្រែកថាទេអាផ្សេងទៀតក៏មិនរួចខ្លួនដែរស៊ីម្នាក់មកកំបិតងាប់មកកំបិតងាប់ដល់អាមួយចុងក្រោយដែលទំនងជាខ្លាំងជាងគេទោះបីជាវាព្យាយាមប្រើក្រញាំឈាមក៏ដោយក៏នៅតែមិនអាចទប់បានឆាន់ហ្វានប្រើនៅក្បាច់ដាវទាំង36ឆ្វាច់ស្រែកអែបន្ទាប់ឆាន់ហ្វានក៏បញ្ញាប់នឹមនៅឈួររ៉ានចាក់ចេញពីរាជវាំងបិសាចជក់ឈាមព្រោះថាមើលទៅវាដូចជាចង់អាលុំម៉ានទុក្រោយក៏មកដល់នៅច្រកទ្វារនៃលំហដែលរូគេកំពុងតែស្វែងរកនឹងឃើញមាននៅអាវិញ្ញាណបិសាចជក់ឈាមដដែលបានចេញមកបំភ័យពួកគេថាចាំមើលតាបុព្វបុរសបិសាចជក់ឈាមរបស់ពួកយើងត្រឡប់មកវិញពួកឯងដេកចាំតាំងងឹបទៅនេះគឺជាច្រកទ្វារដែលពួកគេចាក់ចេញហើយមិនជួលទេពួកគេប្រកាសជាត្រឡប់មកវិញឃើញនៅឆាន់ហ្វានដូចជាចង់ដំណើរការច្រកទ្វារមួយនឹងវាក៏សើចំអកប្រាប់ថាមានតែឈាមរបស់ព្រះពិតប្រកបទេទើបអាចដំណើរការវាបានឯរូឯងវិញគឺនឹងត្រូវចាប់គាំងនៅកន្លែងនេះជារៀងរហូតអាមួយនឹងវានិយាយច្រើនពេកឡើងថ្លង់ទៅហើយឆាន់ហ្វានក៏បន្តកំទេចទាំងវិញ្ញាណរបស់វាចោលហើយឆាន់ហ្វានក៏នៅឃើញសួរឈូរ៉ាន់អំពីក្រុមហ៊ុនផ្កាយអីគេនឹងអំពីប្រវត្តិថាចេញមកពីប្រឡោះណាមិនបានជាមិនដែលលឺនាងក៏តបថាក្រុមហ៊ុនផ្កាយគឺទើបតែល្បីល្បាញក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះនោះទេជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ទំនើបមួយប៉ុន្តែមនុស្សស្មា
សោះថាពួកគេធ្វើរឿងថោកទាបនៅពីក្រោយខ្នងបែបនេះនៅខាងក្រៅសម្ដែងធ្វើជាក្រុមហ៊ុនល្អស្អាតស្អំហើយនៅខាងក្នុងវិញគឺឡើងខ្មៅងឹតឆាន់ហ្វានលឺហើយក៏គិតក្នុងចិត្តដែលថាការពីជីវិតមុននឹងគឺគ្មាននៅក្រុមហ៊ុនផ្កាយគ្មានក្រុមហ៊ុនសណ្ដីគេនឹងលៃអញ្ចឹងមើលទៅរឿងមួយនេះប្រហែលជាស្នាដៃរបស់ប្រទេសប៉ុន្តែក៏គិតឃើញថាដូចជាមិនសមហេតុផលសោះព្រោះពួកគេមិនភ្លើនោះទេពួកគេប្រកាសជាបានដឹងថាបិសាចជញ្ជក់ឈាមកាក់មិនអាចធ្វើអីខ្លួនបាននោះឡើយអញ្ចឹងឬមួយក៏ពួកគេមាននៅសញ្ញាកាតពិសេសផ្សេងទៀតគ្រាន់តែនិយាយចប់ក៏ស្រាប់តែមានអ្វីម្យ៉ាងធ្លាក់ពីលើមេឃមកសម្ដៅមកកាន់ឆាន់ហ្វានហើយមើលទៅវានឹងគឺប្រៀបដូចជាអាវុធអីមួយអញ្ចឹងអូខេនឹងហើយភាគមួយនេះក៏បានបញ្ចប់ហើយគ្នាយើងណាចង់ទៅមើលភាគថ្មីគឺមាននៅក្នុង channel មួយទៀតដែលខ្ញុំបានផុសរួចជាស្រេចហើយគ្នាយើងគ្រាន់តែចុចទៅលើ profile channel របស់ខ្ញុំនិងទៅដល់ channel មួយទៀតដែលផុសវីដេអូមួយនឹងហើយប្រកាសជាបានឃើញនៅវីដេអូនឹងខានមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយកុំភ្លេចសាប់មួយផងដែរបាទអូខេបាទមកជួបខ្ញុំសៀនអេស្តេរីមកបន្តនៅសាររឿងស្ដេចអមតៈចាប់ជាតិហើយគ្នាយើងកុំភ្លេចជួយប៉ាវកាហ្វេខ្ញុំម្នាក់មួយកែវផងដោយភាគថ្មីរបស់យើងគឺចាប់ផ្ដើមពីឆាន់ហ្វានបានស៊ីមកបេមួយនឹងផ្ទុះដៀងនិយាយទៅមិនមែនក្របបេធម្មតាទេគឺក្របនុយក្លេអ៊ែរបុរសប្រមាណអ្នកដែលទំនងគឺជាអ្នកបាញ់មើលពីចម្ងាយហើយក៏គិតថាឆាន់ហ្វានគ្មានថ្ងៃអាចរស់បាននោះទេរួចក៏នាំគ្នាត្រឡប់ទៅវិញមានកម្រងទៅបង្ក្រាបប៉3ឈៀងប៉នឹងជាប៉របស់ឆាន់ហ្វានណាជីតាដែលវិញក៏ដូចជាបានដឹងថាមានរឿងធំកើតឡើងនៅឯសមុទ្រឈាមអញ្ចឹងក៏សួរវិនចេញថាមិនមែនឆាន់ហ្វាននៅកន្លែងនឹងទេអីនាងក៏តបថាឆាន់ហ្វានពិតជាបានទៅកន្លែងនឹងមែនឬហើយធ្វើគ្រប់គ្នាមានការបារម្ភជាខ្លាំងប៉ុន្តែក៏មិនអាចធ្វើបានក្រៅពីជឿជាក់ទៅលើឆាន់ហ្វាននៅរងចាំរូគេត្រឡប់មកវិញអ្វីដែលពួកគេត្រូវធ្វើឥឡូវនេះគឺការពារខ្លួនឯងម្ដាយឆាន់ហ្វានក៏លើកឡើងថាមិនល្អទេព្រោះសៀវឈៀងបានចេញទៅខាងក្រៅដើម្បីពិភាក្សាការងារជាមួយក្រុមហ៊ុនផ្កាយឬបែបនេះគ្រប់គ្នាក៏ដឹងថាវាពិតជាអាក្រក់ខ្លាំងមែនទែនមកមើលនៅឆាន់ហ្វានរបស់យើងវិញម្ដងដែលរូគេមិនទាន់បានស្លាប់នៅឡើយប៉ុន្តែក៏ទទួលស្គាល់ផងដែរថាធម្មពលនុយក្លេអ៊ែរនឹងគឺពិតជាខ្លាំងមែនបើទោះបីជាគេបានរត់គេចតាន់ពីកន្លែងដែលវាធ្លាក់មកក៏ដោយក៏នៅតែស៊ីនៅធម្មពលបន្ទុះមួយនឹងដល់ទៅពាក់កណ្ដាលរបស់វាការពិតទៅបើសិនជាឆាន់ហ្វានតែម្នាក់ឯងគឺគ្មានបញ្ហាអីនោះទេប៉ុន្តែរូគេគឺត្រូវការពារឈូរ៉ានទៀតអញ្ចឹងក៏ធ្វើរបួសហើយកាន់តែចង្រៃនោះគឺឆាន់ហ្វានរវល់តែការពារឈូរ៉ានអត់បានការពារនៅច្រត់ទ្វារនៃលំហអញ្ចឹងក៏ធ្វើវាបានបែកបាក់ខ្ទេចអស់ទៅហេតុនេះក៏គុំជាមួយនឹងអាក្រុមហ៊ុនផ្កាយអីគេនឹងខ្លាំងមែនទែនបន្ទាប់ក៏ទៅរកកន្លែងព្យាបាលរបួសសិនរួចហើយចាំទៅសងសឹកមកមើលនៅស្ថានភាពរបស់សៀវឈៀងដែលឡនេះនាងគឺត្រូវបានគេគៀបសង្កត់អីពេញនឹងទាំងប្រទេសបានចោទប្រកាន់នៅគុណភាពផលិតផលរបស់ក្រុមហ៊ុននាងអីចឹងទៅគ្រប់គ្នាគឺឈឺក្បាលមែនទែនព្រោះថាជួយមិនបានហើយមិនត្រឹមតែគ្រួសារឆិនប៉ុណ្ណោះនោះទេមិត្តភ័ក្តិរបស់ឆិនហ្វានផ្សេងទៀតក៏ត្រូវបានប្រទេសផ្សេងគៀបសង្កត់នោះដែរធ្វើឲ្យជីតាឆិនហ្វានឈឺក្បាលតែម្ដងមើលទៅមានតែពឹងលើខ្លួនឯងនោះទេកាត់មកមើលឆិនហ្វានវិញម្ដងដោយសារតែធម្មពលនុយក្លេអ៊ែរវាខ្លាំងពេកស្ទើរតែបំផ្លាញរាងកាយរបស់គេអស់ទៅហើយឥឡូវនេះគឺត្រូវតែព្យាបាលរបួសឲ្យបានឆាប់ទៅបានប៉ុន្តែល្បឿនព្យាបាលនឹងគឺវាយឺតខ្លាំងពេកដែលក្នុងចិត្តថាសាច់ញាតិរបស់គេប្រហែលជាកំពុងតែមានបញ្ហាព្យាយាមរកវិធីផ្សេងទៅក៏នឹកឃើញទៅដល់ខ្សែឈាមរបស់ស្ដេចបិសាចជញ្ជក់ឈាមទាំង6ដែលដំបូងឡើយគេចង់យកវាទៅចម្រាញ់ថ្នាំប៉ុន្តែស្ថានភាពរហ័សបែបនេះគឺមានតែប្រើវាសិននោះទេដើម្បីព្យាបាលរបួសលេបចូលទៅក៏ឃើញថាធម្មពលរបស់វាខ្លាំងក្លាមែនទែនសូម្បីតែរាងកាយរបស់ឆិនហ្វានក៏ពិបាកត្រឹមប៉ុន្តែអត់បញ្ហានោះទេឆិនហ្វានប្រើអណ្ដាតភ្លើងបិសាចដើម្បីចម្រាញ់រាងកាយអស់8សមងក្រមកទៀមផុតឆិនហ្វានក៏ព្យាបាលរបួសរួចរាល់មិនត្រឹមតែប៉ុណ្ណោះក៏ចម្រាញ់រាងកាយរបស់គេទៅដល់កម្រិតទេវភាពទៀតផងអញ្ចឹងឥឡូវនឹងគឺដល់ពេលទៅសងសឹកអីកាត់មកមើលនៅប៉3ឈៀងវិញម្ដងគឺមាននៅអ្នកខ្លាំងច្រើនខ្លាំងមែនទែនកំពុងតែសម្រុកចូលមុខគ្រប់គ្នាក៏ចង់ប្រាប់ឲ្យម្ដាយរបស់ឆិនហ្វានកិច្ចខ្លួនសិនទុកឲ្យពួកគេជាអ្នកទប់ទល់ទៅបានអីប៉ុន្តែនាងមិនយល់ព្រមព្រោះថាប៉3ឈៀងគឺជាកម្លាំងញើសឈាមរបស់ឆិនហ្វានដែលរូគេខំប្រឹងយ៉ាងខ្លាំងទើបអាចបង្កើតបានរូបនាងក្នុងនាមជាម្ដាយរបស់គេគឺត្រូវតែជួយការពារទ្រព្យសម្បត្តិកូនហើយមើលទៅស្ថានភាពនឹងគឺពិតជាអាក្រក់មែនទែនព្រោះឃើញនៅគ្រប់គ្នាសុទ្ធតែបានបញ្ជូនមនុស្សមកជួយនៅប៉3ឈៀងពួកគេក៏នាំគ្នាបារម្ភបើគិតតាមចំនួនអ្នកខ្លាំងរបស់ប៉3ឈៀងគឺមិនអន់ក៏ដូចជាមានចំនួនប្រហែលជាមួយនឹងប៉ទាំងអស់នឹងនោះទេប៉ុន្តែបញ្ហាគឺជាស្ដេចរបស់ព្រះវិហារបរិសុទ្ធភ្លាមពួកអ្នកខ្លាំងទាំងអស់នឹងក៏ចាប់ផ្ដើមមកដល់មានទាំងសងក្បាលទាំងអស់មានអីចឹងទៅនិយាយទៅគឺសុទ្ធតែជាអ្នកខ្លាំងនៅក្នុងពិភពលោកបានមកប្រមូលផ្ដុំគ្នាបន្ទាប់ក៏ឃើញនៅក្រុមរបស់ព្រះវិហារបរិសុទ្ធមកដល់ដែលពិតជាលយមែនទែនជិះទៅទូកហោះមកគ្រប់គ្នាក៏ស្ញាច់សរសើរថានេះពិតជាវត្ថុទិព្វហើយអប៉ែស្ដេចតាបការពីលើកមុននឹងចង់មកដល់ក៏ធ្វើជាយកលេសមករកសងសឹកពីរឿងដែលឆិនបៃសុនបានប្លន់យកនៅព័ត៌មានសំខាន់របស់ពួកគេនិយាយទៅពួកអដែងទាំងអស់នឹងគឺសុទ្ធតែត្រូវបានឆិនហ្វានវាយឡើងរៀបណាទោះបីជាមិនបានវាយពួកវាផ្ទាល់ក៏ដោយក៏វាយនៅសិស្សប្អូនឬក៏គ្នារបស់វាចឹងទៅពួកអត់នឹងសុទ្ធតែពួកអាកំសាទេការដែលឆិនហ្វាននៅគ្មានអាណាគេហ៊ានក្អកមួយឡើយប៉ុន្តែគ្រាន់តែឮថាឆិនហ្វានបានស្លាប់ភ្លេតក៏នឹមគ្នាមករកសងសឹកទៅកាន់ប៉3ឈៀងទាំងអស់ក៏មិនខ្លាចនោះទេហ៊ានមកបង្កបញ្ហាជាមួយប៉3ឈៀងបងអញត្រៀមតែងឹបទៅការប្រយុទ្ធក៏បានចាប់ផ្ដើមសម្ដេចប៉មួយនឹងគឺជាអ្នកខ្លាំងកម្រិតសៀនធានថងស៊ាំព្យាយាមប្រើ
ប្រើនៅរាងកាយខ្លាដើម្បីទៅរាំងប៉ុន្តែក៏តបមិនជាប់សំណាងល្អបានជីតារបស់ឈិនហ្វានមកជួយតាន់ពេលស្ដីឲ្យសម្ដេចប៉ាបថាលបងឯងគឺជាភ្ញៀវមកវាយម្ចាស់ផ្ទះអញ្ចឹងដូចជាឆ្លើយពេកអីឃើញបែបនេះសម្ដេចប៉ាបក៏នឹកស្មានប៉ាបីឈៀងក្រៅពីឈិនបេសុននៅមានអ្នកខ្លាំងលាក់បាំងចឹងទៀតឃើញបែបនេះគ្រប់គ្នាក៏ភ្ជាប់ផ្អើលថាឈិនហោអានទម្លុះទៅកាន់កម្រិតស្ដេចអមតៈផែនដីពីពេលណាកម្រិតនឹងគឺជាកម្រិតសៀនធាននោះទេប៉ុន្តែមនុស្សក្នុងផែនដីអត់ស្គាល់ក៏ហៅអញ្ចឹងទៅហើយទោះបីនេះគឺជារឿងមនុស្សស្មានក៏ដោយក៏សម្ដេចប៉ាបនៅតែសើចរួចក៏សុំឲ្យស្ដេចបវាចៃមុខដែលនោះគឺជាទេវបុត្ររបស់ព្រះវិហារគឺជាពូជអម្បូររបស់ព្រះឬក៏ហៅថា Angel ជីតាឈិនហ្វានក៏ដឹងខ្លួនថាទោះបីជាគាត់បានហ្វឹកហាត់រាងកាយរន្ទះក៏ដោយក៏មិនមែនជាដៃគូរបស់រាងកាយព្រះដែរការប្រយុទ្ធចាប់ផ្ដើមដោនៅពន្លឺជាមួយនឹងធម្មពលរន្ទះប៉ះគ្នាផ្ទុះទាំងឯជីតាឈិនហ្វានមិនអំណោយផលនោះទេដូចរបួសស្ដេចប៉ាបក៏ស្រែកប្រកាសឲ្យប៉ាបីឈៀងប្រកល់នៅគម្ពីរវិជ្ជាគុណទាំងអស់មកចាំវាធានាថានឹងជួយលាងទោសអោយដេកសម័យទៅអាក្តរក្លិតចូលទៅម្ដងទៀតជាយាមប្រើរន្ទះបង្កើតជាគុកឃុំឃាំងនៅ Angel ប៉ុន្តែមិនអាចនោះទេត្រូវបានគេតបមកវិញដោយប្រើដាវពលឺផ្ទុះទាំងគ្រប់គ្នាបារម្ភមែនទែនជីតាឈិនហ្វានក៏ស្រែកប្រាប់ថាមិនអីស្ដេចប៉ាបក៏នៅតែនិយាយដដែលឲ្យប៉ាបីឈៀងសុំចោះចាញ់ទៅប៉ុន្តែនេះវាគឺមិនអាចទៅរួចសម្រាប់គ្រប់គ្នានោះឡើយភ្លាមសត្វនាគដែលជាអរេវេទមន្តការពារប៉ាក៏ចេញមកទៅទប់ទល់ជាមួយការវាយប្រហាររបស់ស្ដេចប៉ាបប៉ុន្តែគេក៏មិនភ្ញាក់ផ្អើលនោះដែរព្រោះថាបានដឹងទុកជាមុនស្រែកអហោះរួចប្រើយុទ្ធសាស្ត្រនៃការបំផ្លាញដាក់ប៉ាំងទៅសត្វនាគគឺមិនអាចទប់បានព្រួយហើយក៏បោះពាក្យសម្ដីយ៉ាងកក្លឿនចាប់ពីថ្ងៃនេះតទៅនឹងលែងមានប៉ាបីឈៀងនៅក្នុងផែនដីទៀតអ្នកខ្លាំងនៅជុំវិញពិភពលោកវិញក៏ចាប់ផ្ដើមទៅវាយប្រហារប៉ុន្តែភ្លាមក៏ដូចជាមាននៅធម្មពលអ្វីម្យ៉ាងហោះកាត់មុខគេធ្វើឲ្យសងតងឆ្ងល់មែនទែនចំអីគេនឹងមិនទាន់នឹងដឹងរឿងអីផងក៏ជ្រុះក្បាលដាច់បាត់ហើយនោះគឺជាវត្តមានរបស់ឈិនហ្វានរបស់យើងបើមកយ៉ាងសង្ហាជាមួយនឹងកៅអៅថ្មីជីតាឈិនហ្វានដែលកំពុងតារបួសនេះវិញក៏មានការសប្បាយចិត្តតាថាឲ្យថាទៀតថាចៅរបស់តាគ្មានថ្ងៃកើតអីហើយអ្នកផ្សេងទៀតវិញក៏ព្យាយាមសម្រុកចូលទៅទាំងអស់គ្នាប៉ុន្តែសូម្បីតែខ្លួនរបស់ឈិនហ្វានក៏មិនបានប៉ះផងប្រើកម្លាំងធាតុម៉ាន់តិចពួកវាខ្ទាតអស់លីងរួចក៏ដើរមកសួរសុខទុក្ខរបស់ជីតាថាមិនអីទេអីកុំភ័យពួកយើងមិនអីនោះទេឆ្អឹងចាស់របស់តានេះអាចឲ្យវាយគ្នាបានដល់ទៅ500ឆ្នាំទៀតឯណោះឃើញថាពួកគេមិនអីហើយឈិនហ្វានក៏ប្រកាសអញឈិនបេសុនគឺជាមនុស្សមានគុណសងគុណមានទោសត្រូវតែសងសឹកដំបូងឡើយអញមិនចង់ទៅខ្វល់ជាមួយពួកអដែងឯងនោះទេប៉ុន្តែពួកអដែងឯងប្រហើនមកបង្កបញ្ហានៅប៉ារបស់អញថ្ងៃនេះអញនឹងយកឈាមរបស់ព្រះគំរាមទៅពិភពលោកអាណាគេក៏ដោយបង្កបញ្ហាប៉បីឈៀងបាញ់គឺត្រូវតែសម្លាប់គ្មានមេត្តាឈិនហ្វានពេលនឹងគឺកាចមែនទែនអែនចែលឺក៏ចំអកកុំបានតែមាត់ឈិនហ្វានមិននិយាយច្រើនប្រើក្បាច់បំបីភ្នំដាក់ឆ្វាច់ផ្ទុះពេញមេឃបាក់ដាវពន្លឺអែនចែលពាក់កណ្ដាលស្ដេចប៉ាព្យាយាមប្រើយុទ្ធសាស្ត្រនៃការបំផ្លាញទៅជួយហើយវិជាខ្លាំងរបស់គេផ្សេងទៀតក៏មិនទុកនោះដែរប្រើក្នុងពេលដំណើរគ្នាវាយបោកទៅកាន់ឈិនហ្វានប៉ុន្តែគ្នាទេឈិនហ្វានបានកើតអីបន្តិចស្រែកសួរទៅវិញថាហើយកំពុងតែអេះអញមែនឃើញបែបនឹងស្ដេចប៉ាចាប់ផ្ដើមស្លើភ្នែកអីមិនទាំងអាចទៅរួចមិនត្រឹមតែវាតបដោយផ្ទាល់នោះទេថែមទាំងមិនបានមានរបួសអីបន្តិចរួចហើយឈិនហ្វានក៏គវាមកដាររន្ទះធ្វើឲ្យស្ដេចប៉ាព្យាយាមប្រើស្លាប Angel ដើម្បីការពារស៊ីមកដាវឆ្វាច់ស្លាប Angel នឹងក៏មិនអាចជួយបានដែរដាច់ឡើងខ្ទេចរបួសធ្លាក់មកក្រោមមិនទាន់អស់ឡើយ Angel ព្យាយាមលោតមកវិញម្ដងប៉ះគ្នាប៉ាំងពីពេញមេឃឈិនហ្វានវិញក៏ដឹងថា Angel កំពុងតែប្រើអាវុធវិញ្ញាណអញ្ចឹងឯតាបានលើកនឹងដូចជារាំងខ្លាំងជាងមុននិយាយទៅអាដាវមួយនឹងគឺបន្សល់ទុកទៅដោយឪរបស់វាហើយក៏ធ្វើឲ្យ Angel ក្អេងក្អាងមែនទែនប្រាប់ឲ្យឈិនហ្វានគួរតែមានមោទនភាពលើខ្លួនឯងទៅបានងាប់ក្រោមអាវុធមួយនេះស្អីគេសម្បត្តិត្រឹមអាវុធកាក់អញ្ចឹងក៏អួតដែរហើយឯងមួយទៀតគ្រាន់តែជា Angel ស្លាពីមកពីកោសម្ព័ន្ធពន្លឺប៉ុណ្ណោះហ៊ានមកប្រហើននៅចំពោះមុខអញផងសូម្បីតែព្រះនៃសម្ព័ន្ធនៃពន្លឺនឹងក៏ដោយក៏អានក្លឹបសម្លាប់ចោលសម្បត្តិអីត្រឹមឯងនឹងឃើញឈិនហ្វានដៀលដល់ពូជវវាអបិនឹងគឺមួម៉ៅមែនទែនដាក់មកដល់ពន្លឺឆ្វាច់ឈិនហ្វានក៏តបមនីរន្ទះវិញថាមកពលដល់ខ្លាំងពីផ្ទុះទាំងលទ្ធផលក៏ឃើញថា Angel បានធ្លាក់បាត់ទៅហើយដូចជាចាបស៊ីមកចំពីមសៀនអញ្ចឹងថែមទាំងបានរបួសឆ្វកពាក់កណ្ដាលទ្រូងទៀតផងឃើញមេរបស់វាចាញ់អញ្ចឹងកូនចៅក៏ចាប់ដើមដាក់មេប្រូចអីហើយក៏មិនអាចទៅរួចនោះឡើយនៅចំពោះមុខឈិនហ្វានស៊ីមករន្ទះឆក់ឡើងបាសពងសស្ដេចប៉ាបគឺខឹងសម្បាខ្លាំងមែនទែនឈិនបីសួនមិនតាន់បានដាក់បដាសាផងក៏ស៊ីមកដៅងឹបបាត់ Angel ក៏ស្ដីឲ្យអាមនុស្សធម្មតាឯងហ៊ានសម្លាប់អ្នកនំសាររបស់ព្រះចាំមើលតាព្រះចូលមកផែនដីនោះសំបីតែឋាននរកក៏គ្មានកន្លែងទុកឯងដែរអូមិនត្រូវការអូនឯងបារម្ភនោះទេបើសិនជាព្រះហ៊ានចុះមកអញក៏ហ៊ានសម្លាប់វាដូចគ្នាឃើញឈិនហ្វានថ្លើមពីមេឃ Angel ចាប់ផ្ដើមបច្ចេកនៅស្នៀតពិសេសទីរីឈិនហ្វានមិនបង្អង់ក៏ដាក់មកដៅទៅប្រឈប់ចំហាយដាវដែលនៅសល់ក៏សម្រុកទៅសម្លាប់ Angel ប៉ុន្តែ Angel មិនដឹងជាប្រើវិជាអីគេនោះទេមកការពារឡងដាវរបស់ឈិនហ្វានត្រឡប់ទៅវិញហើយនេះគឺជាយុទ្ធសាស្ត្រអប Angel ធ្វើឲ្យវាបានអួតក្តែងថាទោះបីជាមានស្ដេចអមតៈចំនួន10នាក់ទៀតក៏ដោយក៏មិនអាចធ្វើបានទៅកាន់ខែលការពារមួយនេះឈិនបេសុនឯងគឺពិតជាខ្លាំងប៉ុន្តែគួរស្ដាយដែលឯងគឺជាសត្រូវរបស់ពួកយើង
ឥឡូវដេកចាំតាឪរបស់អញមួយសងសឹកទៅនិយាយចោលវាក៏ចង់ដាក់មេប្រូចច្រើនហ្វានក៏ស្រែកថាឈប់គ្រាន់តែលឺអែនចែលក៏យល់ច្រឡំយ៉ាងម៉េចឥឡូវនឹងឯងចង់អង្វរហើយមែនប៉ុន្តែវាយឺតពេលបាត់ទៅហើយអត់ទេមានណាអូនឯងកុំគិតច្រើនពេកបងគ្រាន់តែគិតថាគួរតែប្រើនៅក្បាច់អីដែលគ្រាន់តែអាចបបែកនៅអាខែលនៅរបស់អូនឯងប៉ុន្តែមិនបំផ្លាញរាងកាយរបស់អូនឯងឲ្យខ្ទេចប៉ុណ្ណោះព្រោះថាបងត្រូវការរាងកាយអូនឯងទៅចម្រាញ់ថ្នាំទៀតណាលឺបែបនេះក៏មួម៉ៅមែនទេឯឆាន់ហ្វានក៏គិតឃើញល្មមចាប់ផ្ដើមប្រើនៅក្បាច់ដែលរកគេបានត្រៀមទុកឲ្យពណ៌ដៃមកពីពិភពខុនស៊ូទៅកាន់អបអែនចែលជំនួសវិញដាក់មកដល់ឆ្វាច់អែនចែលក៏ស្រែកថាអូយផ្ទុះដៀងចុងក្រោយក៏បាក់ឡាបាយអស់លីងធ្លាក់ចុះមកត្រូវបានឆាន់ហ្វានសរុបរាងកាយរបស់វាទុកក្នុងឃ្លោកទឹកអ្នកខ្លាំងនៅជុំវិញពិភពលោកដែលបានមកឈរមើលឃើញជ័យជំនះរបស់ឆាន់ហ្វានហើយក៏ចាប់ផ្ដើមគោរពមេតាប់យេណានធានក៏លឿនមិត្តសរសើរអ្នកខ្លាំងដែលប្រៀបបានដូចជាព្រះចំនួន2បូករួមជាមួយនឹងអ្នកខ្លាំងជាង100អ្នកផ្សេងទៀតគឺមិនអាចសំបីតែតបទាល់ជាមួយឆាន់ហ្វានម្នាក់ឯងបាននេះមិនមែនទៅហៅថាមនុស្សម្នាក់បង្ក្រាបមួយពិភពលោកស្លេះពេលនឹងយើងមកមើលពួកអដៃអេលៀនដែលជាអ្នកនៅពីក្រោយខ្នងរឿងទាំងអស់វិញម្ដងឃើញថាឆាន់បៃសុនមិនទាន់ងាប់ពួកវាក៏ឈឺក្បាលជាខ្លាំងព្រោះដឹងថាលើក្រោយបើសិនជាចង់បោកឆាន់បៃសុនឲ្យទៅស៊ីអាបេរបស់វាទៀតប្រកាសជាមិនងាយស្រួលប៉ុន្តែប៉ែម្នាក់ក៏លើកឡើងថាមិនចាំបាច់ភ័យនោះទេពួកយើងនៅមានសម្លឹកការចុងក្រោយឲ្យតែគ្រប់គ្រងបានគឺស្មើជាមួយនឹងគ្រប់គ្រងជីវិតរបស់ឆាន់បៃសុនហើយយើងក៏មិនដឹងថាសម្លឹកការមួយនឹងគឺជាអ្វីនោះដែរមកមើលឆាន់ហ្វានវិញម្ដងចាត់ចែងនៅរឿងសងសឹកអស់រួចក៏មកជួបជុំនៅគ្រួសាររបស់គេឯម្ដាយឆាន់ហ្វានគឺបារម្ភជាខ្លាំងព្រោះគិតថាឆាន់ហ្វានមានគ្រោះថ្នាក់ឆាន់ហ្វានក៏ប្រាប់កុំឲ្យបារម្ភអីខ្ញុំមិនអីនោះទេនិយាយអញ្ចឹងសឿឈៀងនៅណាមិនបានជាមិនឃើញអញ្ចឹងឬសំណួរនេះគ្រប់គ្នាក៏ខ្មាស់អៀនមែនទែនបន្ទោសខ្លួនឯងថាមកពីពួកគេមិនបានការពារនាងឲ្យបានល្អឥឡូវនេះនាងកំពុងតែត្រូវបានគេឃុំនៅឯប្រទេសអឹមគឺជាក្រុមហ៊ុនផ្កាយដែលបានទៅចោទប្រកាន់ក្រុមហ៊ុនសៀវឈៀមផ្សេងៗឬភ្លាមឆាន់ហ្វានមួម៉ៅមែនទែនម្ដាយគេក៏ប្រាប់កុំឲ្យបារម្ភប្រទេសអឹមនៅពេលនេះប្រហែលជាទទួលបានដំណឹងដែលឯងត្រឡប់មកវិញទាំងមានជីវិតរួចហើយអញ្ចឹងពួកគេប្រកាសជាបញ្ជូនសៀវឈៀងមកវិញដោយមានសុវត្ថិភាពប៉ុន្តែពេលនឹងកញ្ញាម្នាក់ក៏យកដំណឹងអាក្រក់មកប្រាប់ថាប្រទេសអឹមកំពុងតែកាត់ក្តីទៅកាន់កញ្ញាសៀវឈៀងឥឡូវនឹងក៏កំពុងតែឡាយផ្ទាល់ទៀតផងបើមើលទៅឃើញថាសៀវឈៀងបានប្រកែកក្រុមហ៊ុនរបស់នាងគឺមិនបានធ្វើខុសឬក៏លក់ផលិតផលដែលធ្វើប៉ះពាល់ដល់អាយុជីវិតអ្នកផ្សេងទៀតនោះដែរមេតាប់យេណានធានក៏យកដំណឹងមកប្រាប់ថែមទៀតថាអ្នកនាំសារមកពីប្រទេសអឹមបានមកដល់យានជីងដោយនាំសារមកប្រាប់ថារឿងដែលកើតឡើងនៅឯសមុទ្រឈាមគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះហើយនឹងសន្យាថារឿងនេះនឹងគ្មានថ្ងៃកើតឡើងជាលើកទី2នោះទេចំណែកឯកញ្ញាហ្វាំងឈៀងក៏គ្មានបញ្ហាអីកើតឡើងដែរនៅឯតុលាការកាត់ក្តីប៉ុន្តែគ្រាន់តែនាងត្រូវស្នាក់នៅកន្លែងនឹងជាភ្ញៀវមួយរយៈសិនឬហើយគ្រប់គ្នាក៏ដឹងយ៉ាងច្បាស់ថាពួកនឹងថោកទាបមែនទែនមើលពីខាងក្រៅគឺមិនសមទោសអីនោះទេប៉ុន្តែការពិតគឺកំពុងតែគំរាមឆាន់ហ្វានមេវិជាការក៏បន្ថែមពាក្យសម្ដីរបស់អ្នកនាំសារប្រទេសអឺបានដាក់ពាក្យសម្ដីមួយថាបើសិនជាឆាន់ហ្វានមិនយល់ព្រមជាមួយនឹងការរៀបចំរបស់ពួកគេនោះទេពួកគេនឹងប្រើនៅគ្រាប់បែកនុយក្លេអ៊ែរហើយកញ្ញាហ្វាងឈៀងនឹងត្រូវដាក់ទោសប្រហារជីវិតជីតាឆាន់ហ្វានក៏បន្ថែមថាគាត់ទទួលបានដំណឹងពីប្រទេសជុំវិញពិភពលោកពួកគេសុទ្ធតែចង់ឲ្យឆាន់ហ្វានដោះស្រាយដោយសន្តិភាពព្រោះថាបើសិនជាសង្គ្រាមនុយក្លេអ៊ែរបានកើតឡើងសូម្បីតែផែនដីទាំងមូលក៏ត្រូវបំផ្លាញបែបនេះម្ដាយឆាន់ហ្វានក៏កាន់តែបារម្ភឯឆាន់ហ្វានក៏ដឹងផងដែរថារយៈពេលប្រមាណឆ្នាំនេះដោយសារតែទង្វើរបស់ខ្លួនទើបធ្វើឲ្យពួកគេនឹងរវល់ចិត្តរហូតរំខានទៅដល់ជីវិតសុខសាន្តពួកគេប៉ុន្តែឆាន់ហ្វានគឺត្រូវតែអាត្មានិយមម្ដងទៀតហើយហ្វាងឈៀងគឺជាប្រពន្ធរបស់ខ្ញុំធ្លាប់សន្យាជាមួយនាងថានឹងការពារនាងអស់មួយជីវិតលើកនឹងខ្ញុំក៏មិនរារែកនោះដែរអូខេឆាន់ហ្វាននិយាយអញ្ចឹងប្រទេសអឹមដឹងតែស្បៃហ្មងហើយក៏មានតែប៉ុណ្្នឹងទេបាយជួបគ្នាវីដេអូក្រោយកុំភ្លេចសាប់អ្នកមួយផងបាទអូខេបាទសួស្តីអ្នកគ្នាជួបមកខ្ញុំសៀនអេសត្រីមកបន្តនៅរឿងស្ដេចអមតៈចាប់ជាតិទៀតហើយចំពោះអ្នកដែលមិនទាន់បានទៅមើលភាគមុនទេក៏ទៅមើលសិនទៅខ្ញុំបានសរុបភាគផុសរួចស្រេចហើយកុំភ្លេចសាប់អ្នកមួយផងបាទភាគបន្តរបស់យើងគឺចាប់ផ្ដើមពីឆាន់ហ្វានទទួលបានការអនុញ្ញាតពីម្ដាយរបស់គេហើយក៏ចាប់ផ្ដើមចេញដំណើរទៅសងសឹកដំបូងគេគឺប្រទេសជេហោះមកដល់ភ្លាមកំទេចនៅយន្តហោះចម្បាំងរបស់ពួកគេភ្លេតឯគោលបំណងរបស់ឆាន់ហ្វានគឺកំទេចនៅនាវាចម្បាំងរបស់ប្រទេសជេនឹងឯងហោះមកដល់ក៏ស្វាគមន៍ពួកគេជាមួយនឹងកំបិតក្នុងដៃដាក់ប៉ាំងនាវាចម្បាំងប្រប៉ុណ្ណាបាក់ជាពីខ្ទេចធ្លាក់លេចចូលទៅក្នុងទឹកប្រងអ្នកនៅលើកោះវិញបាញ់អាបេផងអីផងប៉ុន្តែគឺគ្មានស្គៀបទៅកាន់ឆាន់ហ្វាននោះឡើយហើយប្រទេសជេទាំងមូលនឹងគឺខ្ទេចតែម្ដងត្រឹមតែមកប្រព្រឹត្តភ្នែកក៏ស្ទើរតែคล้ายទៅជាទីក្រុងខ្មោចទៅហើយទីហ៊ានម្នាក់ក៏រាយការណ៍ទៅកាន់គ្នារបស់គេថាប្រទេសរបស់ខ្លួនត្រូវបានកំទេចសត្រូវមានតែម្នាក់នោះទេច្រើន3ស៊ុននឹងហើយឆាន់ហ្វានរបស់យើងឆៅមិនគ្មានមេត្តាជាមួយសត្រូវទាំងអស់នេះឡើយបន្តហោះមកដល់កន្លែងថ្មីមេទាហានធំទាំងអស់វិញគឺពិតជាមួម៉ៅស្រ័យថានេះគឺពិតជាបិសាចពិតមែនត្រឹមតែរយៈពេល1ម៉ោងទ្វីបអាស៊ីទាំងមូលគឺស្ទើរតែខ្ទេចមេបញ្ជាការម្នាក់ក៏ប្រាប់កុំឲ្យប្រកែកគ្នាឥតប្រយោជន៍ឥឡូវគួរតែពិភាក្សាគ្នាដើម្បីត្រៀមខ្លួនទប់ទល់ជាមួយឆាន់3ស៊ុនកំពុងតែពិភាក្សាសុកក៏ស្រាប់តែដឹងថាមិនល្អព្រោះថាឆាន់3ស៊ុនរបស់យើងបានមកដល់បន្ទាយមួយនឹងល្មមគ្រាន់តែឃើញភ្លាមពួកគេក៏ស្វាគមន៍ភ្លេតប្រើមីស៊ីលផងអីផងហើយដូចជាយើងបានឃើញត្រឹមតែម្ដៅប៉ុណ្ណោះក៏ខ្ទេចនៅនាវាចម្បាំងអីអស់លីងមេបញ្ជាការក៏វាយឲ្យកុំដាក់បញ្ជាឲ្យកងទ័ពប្រើនៅកំភ្លើងអេឡិចត្រូនិកប៉ុន្តែក៏ឃើញថាឆាន់ហ្វានរបស់យើងបានចាប់នៅគ្រាប់មួយនឹងដោយប្រើតែដៃម្ខាងនឹងមិនគឺ
គឺជាសัญลักษณ์ការរបស់ឯងមើលទៅដូចជាក្រាក់ណាស់យកវាត្រឡប់ទៅវិញទៅកុំឆ្វាច់កុំផ្ទុះខ្ទេចអស់នាវាមួយទៀតមេបញ្ជាការម្នាក់ឃើញបែបហ្នឹងមួម៉ៅមែនទេដាក់បញ្ជាថាឲ្យប្រើនុយក្លេអ៊ែរទៅមិនចាំបាច់ខ្វល់ទៀតទេមិនថាយ៉ាងណាក៏ដោយត្រូវតែសម្លាប់អាបិសាចមួយនេះបានប៉ុន្តែដាក់បញ្ជាមិនទាន់បានចប់ផងកន្លែងមួយនឹងក៏បានគឺទាហានម្នាក់ក៏រាយការណ៍ប្រាប់ថាគឺជាស្នាដៃរបស់ឈិនបៃសុនកំពុងតែវាយប្រហារបន្ទាយរបស់ពួកគេពីខាងលើនិយាយទៅគឺអស្ចារ្យមែនទេមកសងសឹកលើកនឹងដូចជាពេញចិត្តខ្ញុំតែម្ដងព្រោះមិនឃើញមានកន្លែងនិយាយអត់ប្រយោជន៍ណាមកសងសឹកគឺដឹងតែមកសងសឹកហើយព័ត៌មានក៏បានចុះផ្សាយល្បីពេញទឹកអំពីមនុស្សម្នាក់ដែលបានទៅវាយប្រហារកំទេចនៅនាវាចម្បាំងក៏ដូចជាបន្ទាយទាហានអស់ឡើងច្រើនគ្រប់គ្នាគឺគៀងតែម្ដងជួយមិនបានជាវាប្រហើនម៉េះឯឈិនហ្វានក៏ធ្វើដំណើរមកដល់បន្ទាយការពារជាតិរបស់ប្រទេសអឺមីក្រុមទាហានគឺឡើងស្លើភ្នែកបញ្ញាប់ដាក់បញ្ជាត្រៀមនៅអាវុធធនធ្ងន់ដើម្បីទប់ទល់ហើយក៏ស្នើសុំថ្នាក់លើប្រើប្រាស់នុយក្លេអ៊ែរប៉ុន្តែពេលដែលក្របបីបានបាញ់ទៅគឺតាមមិនទាន់លបឿនរបស់ឈិនហ្វានឡើយរួចក៏បានប្រើនៅក្បួនដាវទៅវាយប្រហារផ្ទុះដៀងពេញមេឃសូម្បីតែក្រុមទាហានពិសេសរបស់ពួកគេក៏មិនអាចទប់ទល់បាននោះដែរនៅចំពោះមុខឈិនបៃសុនប្រៀបដូចជាកូនម៉ានមួយក្បាលចុងក្រោយក៏សម្រេចចិត្តដាក់បញ្ជាប្រើនុយក្លេអ៊ែរទៅប៉ុន្តែឃើញថាឈិនហ្វានហោះចេញមុខគ្មានបញ្ហាអីម៉ាន់តិចដល់ចឹងគ្រប់គ្នាគឺស្ទើរតែមិនជឿនឹងភ្នែកតើនេះគឺជាព្រះឬក៏បិសាចឯឈិនហ្វានបើយើងវិញការពិតរូបគេគឺព្យាយាមរកមើលពីដែនកំណត់របស់ខ្លួនថារាងកាយដែលបានទម្លុះទៅដល់ដំណាក់កាលថ្មីវាតាន់ប៉ុណ្ណាឥឡូវក៏ដឹងថាអាចទប់ទល់ជាមួយនឹងក្របនុយក្លេអ៊ែរបានអញ្ចឹងហើយក៏មិនព្រឺជាមួយនឹងនុយក្លេអ៊ែរទៀតនោះទេនុយក្លេអ៊ែរក៏ចេះតែបន្តបំផ្ទុះឃើញថាពួកនឹងដូចជាវាយស្លាប់រស់ឈិនហ្វានក៏ជួយបំពេញបំណងចំណែកឯអ្នកខ្លាំងនៅក្នុងប្រទេសអឹមទៀតសោតក៏កំពុងតែត្រៀមខ្លួនដើម្បីទប់ទល់ជាមួយឈិនបៃសុនដែរអាម្នាក់ក៏សួរលបងមើលទៅយើងមានសង្ឃឹមអត់ឈិនបៃសុននោះដូចជាខ្លាំងដល់អីមិនថាវាខ្លាំងប៉ុណ្ណាមិនទាំងអាចយកឈ្នះគ្នារបស់យើងច្រើននិយាយមិនទាន់ចប់ឈិនហ្វានក៏មកដល់ប្រាណដុំភ្លើងខោដូចជាអាចកាយវាប្រហាមុខពួកគេចង់រត់នឹងក៏រត់មិនទាន់ដែរឈិនហ្វានក៏បន្តចូលមកក្នុងទីក្រុងប្រទេសអឹមម្ដងប្រើនៅរន្ទះកំទេចទីក្រុងមួយនឹងឡើងខ្ទេចមកមើលនៅតុលាការវិញម្ដងដែលចៅក្រមនៅតែចោទប្រកាន់កញ្ញាហ្វាំងឈៀងថាក្រុមហ៊ុនរបស់នាងពិតជាធ្វើខុសច្បាប់មែនពួកគេថែមទាំងមានភ័ស្តុតាងផ្អីទៀតផងហើយក៏សម្លុតឲ្យនាងទទួលស្គាល់ប៉ុន្តែយ៉ាងណាក៏ដោយហ្វាំងឈៀងនៅតែប្រកាន់គោលចំហរបស់នាងថាមិនបានខុសកំពុងតែកាត់ក្តីសក់សក់ក៏ស្រាប់តែគ្រប់គ្នាក៏ស្រាប់តែឃើញនៅព័ត៌មានរបស់ឈិនហ្វានហើយភ្លាមនឹងទៀតសោតក៏មាននៅបរិមម្នាក់បានដើរមកបញ្ឈប់ចៅក្រមឆ្ងល់ខ្លាំងមែនទែនតើមានរឿងអីបានជាអាចបញ្ឈប់នៅការកាត់ក្តីចំពោះមុខមនុស្សរាប់ពាន់លានអ្នកដែលកំពុងតែមើលអាប៉ែនឹងក៏ឲ្យទូរស័ព្ទទៅនាងមើលហើយមើលមិនទាន់ចប់ផងឈិនបៃសុនក៏ធ្វើដំណើរមកដល់តុលាការនឹងល្មមវាបំបែកនៅខែលការពាររបស់តុលាការនឹងរួចស្រែកសួរថាពួកឯងមែនដែលហ៊ានកាត់ក្តីដាក់ទោសប្រព័ន្ធរបស់អញឈិនហ្វាននៅពេលនេះគឺពិតជាក្តៅក្រហាយមានតែក្រុមហ៊ុនផ្កាយដែលលួចវាឆ្មក់ខ្លួនដោយប្រើនៅក្របបែកនុយក្លេអ៊ែរចំណែកឯប្រទេសអឹមវិញក៏ចង់ចាប់នៅប្រព័ន្ធរបស់គេដាក់ទោសទៀតម៉េចគឺថាអញឈិនបៃសុនចេះតែអាចធ្វើបាបបានដោយងាយអញ្ចឹងមែនអាប៉ែម្នាក់ក៏ប្រាប់ឲ្យគេតិចចិត្តសិននេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះអូខេយល់ច្រឡំអញ្ចឹងអញច្រឡំដែរសម្រាប់ឯងដែរទៅចឹងអាប៉ែម្នាក់ទៀតក៏និយាយរូគេដោះស្រាយបញ្ហាដោយរបៀបអញ្ចឹងគឺមិនត្រឹមត្រូវឡើយក៏ដូចជាគម្រាមឈុនហ្វានពិតជាមានថាមពលខ្លាំងក្របនុយក្លេអ៊ែរគឺមិនអាចធ្វើអីទៅកាន់គេបានមែនប៉ុន្តែចោះសាច់ញាតិប្រព័ន្ធកូនរបស់គេវិញសួរថាពួកគាត់មានសមត្ថភាពដូចជាឈុនហ្វានអត់ឈុនហ្វានក៏តបអញ្ចឹងបើសិនជាអញ្ចឹងមែនអញនឹងយកជីវិតមនុស្សនៅក្នុងផែនដីទាំងអស់ទៅកប់ជាមួយឬហើយក៏ស្លើភ្នែកប្រដឹងថាពាក្យសម្ដីរបស់ឈុនហ្វានមិនបានលេងសើចហើយចុងក្រោយគ្មានជំរឿសក៏សុំចុះចាញ់ប្រាប់ថាប្រទេសអឹមសុំបញ្ចប់នៅសង្គ្រាមរួចមកឈុនហ្វានក៏ដើរមកអបសៀវឈៀងហើយសន្យាថាមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងម្ដងទៀតទេបន្ទាប់ក៏ប្រាប់ឲ្យសៀវឈៀងចាំខ្លួននៅកន្លែងនឹងហើយព្រោះមានកិច្ចការត្រូវធ្វើបន្តិចនឹងហើយគឺទៅសងសឹកក្រុមហ៊ុនផ្កាយនឹងម្ដងឈុនហ្វានហោះចេញទៅបាត់គ្រប់គ្នាឆ្ងល់មែនទែនថាគេចង់ធ្វើអីប៉ុន្តែដំបូងគេក៏ធ្វើដំណើរមកកាន់ប្រទេសទាហានមួយទៀតសិនសួរពួកគេថានៅចង់ធ្វើសង្គ្រាមទៀតមែនព្រោះប្រធានាធិបតីក៏ដូចជាតុលាការរបស់ប្រទេសអឹមអីនឹងបានសុំចុះចាញ់ហើយមេបញ្ជាការទាហានមួយនឹងក៏ដកដង្ហើមធំប៉ុន្តែក៏ស្វាគមន៍នៅវត្តមានរបស់ឈុនហ្វានឯឈុនហ្វានក៏តបខ្ញុំមិនបានមកលេងនោះទេគឺមកសងសឹកឯមេទាហានមួយនឹងក៏បកស្រាយថារឿងខ្លះគឺមិនដូចជាអ្វីដែលឈុនហ្វានបានគិតឡើយប៉ុន្តែឈុនហ្វានគឺជឿជាក់ទៅលើគំនិតរបស់ខ្លួនដឹងថាពួកគេបានទៅខົບខិតជាមួយនឹងពពួកអេលៀនវាប្រហារខ្លួនក្នុងនាមជាមនុស្សបែរជាក្បត់ជាតិសាមមនុស្សអញ្ចឹងគឺត្រូវតែងាប់ចាត់ការអស់រួចក៏ហោះមកជួបជាមួយនឹងក្រុមអេលៀនវិញម្ដងមកដល់ឃើញថាប្រាសាទដែលពួកគេស្ថិតនៅគឺពិតជាមិនធម្មតាដឹងថាគឺមុខត្រូវកន្លែងក៏ចាប់ផ្ដើមវាប្រហារទៅកាន់ខែលការពារពួកគេទៅស៊ីម្ដៅខែលការពារក៏នៅតែមិនអីធ្វើឈុនហ្វានបានសរសើរប៉ុន្តែក៏នៅតែបន្តដាក់ម្ដាយទៀតពពួកអេលៀនក៏នៅគ្នាឆ្លេឆ្លាមែនទែនឃើញឈិនបៃសុនហ៊ានតាមរកខ្លួនអាប៉ែតាមម្នាក់ទំនោរជាមេគេក៏មិននឹកស្មានផងដែរថាសូម្បីតែនុយក្លេអ៊ែរហើយមិនអាចកម្ចាត់ឈិនបៃសុនបានទៀតមិនត្រឹមតែប៉ុណ្ណោះឈិនបៃសុនថែមទាំងមានអាវុធដ៏ខ្លាំងក្នុងដៃភ្លាមអ្នកគ្រប់គ្រងម្នាក់ក៏ប្រាប់ដំណើរអាក្រក់ថាមពលនៅក្នុងយានរបស់ពួកគេគឺត្រូវបានចុះខ្សោយដល់ទៅ 30% គឺអាចទៅបានត្រឹមតែ 7 ក្បាច់របស់ឈិនបៃសុនទៀតប៉ុណ្ណោះមុនពេលដែលវាត្រូវបានបែកអញ្ចឹងក៏នឹមគ្នាភ័យមែនទែនសួរថាត្រូវតែធ្វើម៉េចប្រវតាក៏ប្រាប់ថាឲ្យប្រើនៅធម្មពលដែលនៅសេសសល់ទាំងអស់ទៅកាន់អាវុធហើយវាប្រហារទទួលបញ្ជាឲ្យធ្វើការវាប្រហារទៅឈិនហ្វានក៏ឆ្ងល់ថាជាសម្ដីគេហើយឃើញវាសម្រុកម្រោកខ្លួនក៏ព្យាយាមរងលទ្ធផលផ្ទុះដៀងការវាប្រហារក៏នៅតែបន្តឈិនហ្វានក៏នៅតែព្យាយាមវាបកធ្វើឲ្យខែល
ការពាររបស់យានចាប់ផ្ដើមបញ្ចេញសញ្ញានៃការបែកមើលទៅដូចជាគ្មានវិធីសាស្ត្រផ្សេងអេលៀនដែលជាមេគេក៏សម្រេចចិត្តចេញមុខព្យាយាមនិយាយទៅកាន់ឆាន់ហ្វានពួកគេមិនមែនជាសត្រូវស្លាប់រស់អីនោះឡើយយកល្អគួរតែដោះស្រាយដោយសន្តិវិធីហើយពួកគេក៏សុខចិត្តសងនឹងការខូចខាតកាលពីមុនផងដែរបើមិនចឹងពួកគេនៅតែបន្តប្រយុទ្ធគ្នាទៀតប្រកាសជាត្រូវចាញ់ទាំងសងខាងហើយឆាន់ហ្វានក៏ឌីលអីគេសម្បត្តិត្រឹមអាសម្រាមយានអវកាសរបស់ឯងនឹងចង់មកនិយាយនៅលក្ខខណ្ឌជាមួយអញផងឬឆាន់ហ្វានឌីលខ្លួនវាក៏មួម៉ាមែនទែនចាប់ផ្ដើមវាប្រហាបដោយលើកទី1ឃើញថាមិនត្រូវក៏បញ្ចេញលើកទី4 10 100ទៀតឆាន់ហ្វានក៏មិននឹកស្មានផងដែរធម្មពលរបស់យានមួយនេះពិតជាមិននឹកស្មានដល់ប៉ុន្តែក៏នៅតែវាប្រហាកំតិចនៅក្របធម្មពលរបស់យាននឹងអស់លីងធ្វើឲ្យពពួកអេលៀនគឺពិតជាមួម៉ៅធ្វើអីទៅកាន់ឆាន់ហ្វានមិនបានហើយចង់ការពារខ្លួនក៏ការពារមិនបានទៀតដល់ចឹងក៏ចាប់ផ្ដើមបញ្ចេញនៅអាវុធពិសេសរបស់វាលើកនេះធម្មពលគឺពិតជាខ្លាំងជាងមុនទោះបីជាឆាន់ហ្វានព្យាយាមប្រើនៅយុទ្ធសាស្ត្រស្រូបក៏ដោយក៏នៅតែធ្វើរោគេធ្លាក់ខ្ទាតចំម្ដីប្រោកពួកវាក៏គិតថាប៉ុណ្ណឹងគួរតែងើបហើយត្រូវទេប៉ុន្តែការពិតគឺមិនដូចជាការគិតព្រោះថាឆាន់ហ្វានបានងើបឡើងមកវិញប្រើក្បួនដាវរបស់គេបន្តវាប្រហារទៅកាន់យានអវកាសនឹងទៅនឹងហើយនិយាយពីការបញ្ជាមុនវិញយានអវកាសមួយនឹងក៏ពិតជាខ្លាំងមែនទែនក៏សម្ព័ន្ធអេលៀនបានពឹងទៅលើវាក៏អាចប្រយុទ្ធគ្នាជាមួយនឹងអ្នកខ្លាំងនៅកម្រិតស្នូលបានប៉ុន្តែនេះគឺពិតជាគួរស្ដាយដែលបានជួបមួយឆាន់ហ្វានប្រើក្បួនដាវមិនអស់ចិត្តក៏បន្ថែមនៅរន្ទះធ្វើឲ្យយានអវកាសមួយនឹងតបមិនចង់ជៀបទៀតឡើយចុះថយនៅថោពលសល់ត្រឹមតែ 20% ចុងក្រោយក៏សល់ត្រឹមតែ 10% ជាហេតុក៏ធ្វើឲ្យមេអេលៀនបង្ខំចិត្តដាក់បញ្ជាប្រើនៅធម្មពលដែលបំរុងទុកទៅកូនចៅរបស់វាក៏រំលឹកថាធម្មពលបំរុងទុកពួកគេគឺបំរុងទុកដើម្បីចាក់ចេញពីផែនដីអញ្ចឹងបើសិនជាប្រើវាតើបានធម្មពលឯណាដើម្បីចាក់ចេញពីផែនដីនៅថ្ងៃក្រោយមេអេលៀនក៏តបឯខ្វល់ច្រើនម៉េះបើសិនជាមិនអាចឆ្លងកាត់នៅក្រុមមួយនេះនោះទេសួរថាតើមានអនាគតឯណាឲ្យពួកគេចាក់ចេញពីផែនដីបានប្រើនៅធម្មពលបំរុងនឹងហើយឃើញតែអាចតបតល់ជាមួយនឹងការវាយប្រហាររបស់ឆាន់ហ្វានបានថែមទាំងវាបកមកវិញឆាន់ហ្វានក៏មិនព្រឺឡើយបន្ថែមនៅការវាយប្រហារចុងក្រោយក៏ផ្ទុះទាំងឆាន់ហ្វានក៏ប្រើអាវក្រោលរបស់គេកុំឲ្យមានរបួសចំណែកឯខែការពារក៏បែកបានសម្រេចដល់ចឹងក្រុមអេលៀនក៏ព្យាយាមបញ្ជានៅជាតិអវកាសដើម្បីដាក់មេប្រូចប៉ុន្តែតាំងពីដើមមកគឺគ្មាននរណាគេអាចគេចផុតពីកណ្ដាប់ដៃឆាន់ហ្វានបាននោះឡើយត្រូវមករំពេចភ្នែកក៏តាមទឿនប៉ុន្តែក៏ឃើញថាយានអវកាសមួយនឹងគឺតាន់ផងដែរចំណែកឯមេអេលៀនវិញក៏បញ្ជាឲ្យកូនចៅបើកយានទៅកាន់កន្លែងមួយដែលមានអន្ទាក់រីឯឆាន់ហ្វានរបស់យើងទោះបីជាដៃរបស់យានអវកាសមួយនឹងតាន់ប៉ុណ្ណាក៏ដោយក៏វាគ្រាន់តែជាវត្ថុប៉ុណ្ណោះមិននឹងអាចបញ្ឈប់ខ្លួនបានរួចហើយប្រយុទ្ធសិលបច្ចេកគុណផឹងមកវាប្រហារទៅកាន់យានអវកាសមួយនឹងទៅធ្វើឲ្យពួកគេគ្មានជំរឿននោះទេបានប្រើទៅថាមពលចុងក្រោយដើម្បីទប់ទល់ថាមពលមួយនឹងក៏កាន់តែខ្លាំងជាងមុនទ្វេដងដាក់ប៉ាងផ្ទុះដៀងក៏ក្រោកបីសមុទ្ររួចហើយក៏នៅគ្នាគិតថាប៉ុណ្ណេះគួរតែងើបហើយត្រូវទេចម្លើយគឺអត់នោះឡើយគុណផឹងបន្តសម្រុកចូលមកទៀតការពិតអំបីមិនឆាន់ហ្វានបានកិច្ចតិនព្រោះគេមានការប្រុងប្រយ័ត្នដែរបើសិនជាកិច្ចមិនទាន់ប្រកាសជារបួសមិនខានរួចហើយក៏ចាប់ផ្ដើមវាប្រហារកំទេចយានអវកាសនឹងចូលពពួកអេលៀនក៏ស្រែកអាមេគេក៏ដាក់មេប្រូចព្យាយាមស្រែកអង្វរថាលោកម្ចាស់ទុកជីវិតឲ្យខ្ញុំផងខ្ញុំប្រកាសជាមានព័ត៌មានជាច្រើនដែលលោកម្ចាស់ចង់ដឹងប៉ុន្តែឆាន់ហ្វានមិនខ្វល់នោះឡើយដាក់មកដាវឆ្វាច់ឲ្យវាទៅងឹបទៅប៉ុន្តែអាមួយនឹងក៏អាយុវែងមែនទែនខ្ទេចរាងកាយនៅសល់វិញ្ញាណព្យាយាមមកនិយាយសម្រួលជាមួយនឹងឆាន់ហ្វានព្រោះដឹងថារត់ក៏រត់មិនរួចឆាន់ហ្វានគ្មានអីនិយាយជាមួយឡើយប្រើនៅកំបិតទឹកកាត់វិញ្ញាណរបស់វាខ្ទេចអេលៀនមួយនឹងក៏ដាក់ទំនាយថាក៏សម្ព័ន្ធអេលៀនរបស់ពួកវានៅក្រៅផែនដីប្រកាសជាត្រឡប់មកវិញពេលនោះឆាន់ហ្វានប្រកាសជាគ្មានកន្លែងរត់គេចហើយមិនត្រឹមតែប៉ុណ្ណោះក៏មានកោសម្ព័ន្ធបុរាណផ្សេងទៀតមកកាន់ផែនដីផងដែរផែនដីដែលជាកន្លែងសមរភូមិបុរាណនឹងក្លាយជាសមរភូមិដងទៀតក្លាយទៅជាវារហោឋានឯឆាន់ហ្វានវិញគឺមិនខ្វល់ច្រើនទៀតនោះឡើយមានបញ្ហាអីខ្លួនជាអ្នកដោះស្រាយហើយអូខេហ្នឹងហើយសាររឿងវិជើងក៏បានកាត់ចប់តែត្រឹមនេះមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយហើយកុំភ្លេចស្ដាប់អ្នកមួយផងបាទអូខេបាទសួស្ដីអ្នកគ្នាជួបមួយខ្ញុំសៀនអេសត្រី មកបន្តនៅសាររឿងស្ដេចអមតៈចាប់ជាតិទៀតហើយចំពោះអ្នកដែលមិនទាន់បានទៅមើលភាគមុនទេក៏ទៅមើលសិនទៅខ្ញុំបានសរុបភាគផុសរួចស្រេចហើយកុំភ្លេចសាប់អ្នកមួយផងបាទភាគបន្តរបស់យើងគឺចាប់ផ្ដើមពីឆាន់ហ្វានទទួលបានការអនុញ្ញាតពីម្ដាយរបស់គេហើយក៏ចាប់ផ្ដើមចេញដំណើរទៅសងសឹកដំបូងគេគឺប្រទេសជេហោះមកដល់ភ្លាមកំទេចនៅយន្តហោះចម្បាំងរបស់ពួកគេភ្លេតឯគោលបំណងរបស់ឆាន់ហ្វានគឺកំទេចនៅនាវាចម្បាំងរបស់ប្រទេសជេនឹងឯងហោះមកដល់ក៏ស្វាគមន៍ពួកគេជាមួយនឹងកំបិតក្នុងដៃដាក់ប៉ាំងនាវាចម្បាំងប៉ុណ្ណានៃបាក់ជាពីរខ្ទេចធ្លាក់លេចចូលទៅក្នុងទឹកប្រងអ្នកនៅលើកោះវិញបាញ់អាបេផងអីផងប៉ុន្តែគឺគ្មានស្គៀបទៅកាន់ឆាន់ហ្វាននោះឡើយហើយប្រទេសជេទាំងមូលនឹងគឺខ្ទេចតែម្ដងត្រឹមតែមកប្រព្រឹត្តភ្នែកក៏ស្ទើរតែคล้ายទៅជាទីក្រុងខ្មោចទៅហើយទីហ៊ានម្នាក់ក៏រាយការណ៍ទៅកាន់គ្នារបស់គេថាប្រទេសរបស់ខ្លួនត្រូវបានកំទេចសត្រូវមានតែម្នាក់នោះទេច្រើន3ស៊ុននឹងហើយឆាន់ហ្វានរបស់យើងឆៅមិនគ្មានមេត្តាជាមួយសត្រូវទាំងអស់នេះឡើយបន្តហោះមកដល់កន្លែងថ្មីមេទាហានធំទាំងអស់វិញគឺពិតជាមួម៉ៅស្រ័យថានេះគឺពិតជាបិសាចពិតមែនត្រឹមតែរយៈពេល1ម៉ោងទ្វីបអាស៊ីទាំងមូលគឺស្ទើរតែខ្ទេចមេបញ្ជាការម្នាក់ក៏ប្រាប់កុំឲ្យប្រកែកគ្នាឥតប្រយោជន៍ឥឡូវគួរតែពិភាក្សាគ្នាដើម្បីត្រៀមខ្លួនទប់ទល់ជាមួយឆាន់3ស៊ុនកំពុងតែពិភាក្សាសុកក៏ស្រាប់
ដឹងថាមិនល្អព្រោះថាឈិន3សុនរបស់យើងបានមកដល់បន្ទាយមួយនឹងល្មមគ្រាន់តែឃើញព្រាមពួកគេក៏ស្វាគមន៍ភ្លេតប្រើមីស៊ីលផងអីផងហើយដូចជាយើងបានឃើញត្រឹមតែម្ដៅប៉ុណ្ណោះក៏ខ្ទេចនៅនាវាចម្បាំងអីអស់លីងមេបជាការក៏វាយឲ្យកុំដាក់បញ្ជាឲ្យកងទ័ពប្រើនៅកំភ្លើងអេឡិចត្រូនិកប៉ុន្តែក៏ឃើញថាឈិនហ្វានរបស់យើងបានចាប់នៅក្រុមមួយនឹងដោយប្រើតែដៃម្ខាងនឹងមិនគឺជាសัญลักษณ์ការរបស់ឯងមើលទៅដូចជាក្រាក់ណាស់យកវាត្រឡប់ទៅវិញទៅកុំឆ្វាច់ក៏ផ្ទុះខ្ទេចអស់នាវាមួយទៀតមេបជាការម្នាក់ឃើញបែបនឹងមួម៉ៅមែនទែនដាក់បញ្ជាថាឲ្យប្រើនុយក្លេអ៊ែរទៅមិនចាំបាច់ខ្វល់ទៀតទេមិនថាយ៉ាងណាក៏ដោយត្រូវតែសម្លាប់អាបិសាចមួយនេះបានប៉ុន្តែដាក់បញ្ជាមិនទាន់បានចប់ផងកន្លែងមួយនឹងក៏បានគឺទាហានម្នាក់ក៏រាយការណ៍ប្រាប់ថាគឺជាស្នាដៃរបស់ឈិន3សុនកំពុងតែវាយប្រហារបន្ទាយរបស់ពួកគេពីខាងលើនិយាយទៅគឺអស្ចារ្យមែនទែនមកសងសឹកលើកនឹងដូចជាពេញចិត្តខ្ញុំតែម្ដងព្រោះមិនឃើញមានកន្លែងនិយាយអត់ប្រយោជន៍ណាមកសងសឹកគឺដឹងតែមកសងសឹកហើយព័ត៌មានក៏បានចុះផ្សាយល្បីពេញទឹកអំពីមនុស្សម្នាក់ដែលបានទៅវាយប្រហារកំទេចនៅនាវាចម្បាំងក៏ដូចជាបន្ទាយទាហានអស់ឡើងច្រើនគ្រប់គ្នាគឺគៀងតែម្ដងជួយមិនបានជាវាប្រហើនម៉េះឯឈិនហ្វានក៏ធ្វើដំណើរមកដល់បន្ទាយការពារជាតិរបស់ប្រទេសអឺមីក្រុមទាហានគឺឡើងស្លើភ្នែកបញ្ញាប់ដាក់បញ្ជាត្រៀមនៅអាវុធធនធ្ងន់ដើម្បីទប់ទល់ហើយក៏ស្នើសុំថ្នាក់លើប្រើប្រាស់នុយក្លេអ៊ែរប៉ុន្តែពេលដែលក្របបីបានបាញ់ទៅគឺតាមមិនទាន់លបឿនរបស់ឈិនហ្វានឡើយរួចក៏បានប្រើនៅក្បួនដាវទៅវាយប្រហារផ្ទុះដាំងពេញមេឃសូម្បីតែក្រុមទាហានពិសេសរបស់ពួកគេក៏មិនអាចទប់ទល់បាននោះដែរនៅចំពោះមុខឈិន3សុនប្រៀបដូចជាកូនម៉ានមួយក្បាលចុងក្រោយក៏សម្រេចចិត្តដាក់បញ្ជាប្រើនុយក្លេអ៊ែរទៅប៉ុន្តែឃើញថាឈិនហ្វានហោះចេញមុខគ្មានបញ្ហាអីម៉ាន់តិចដល់ចឹងគ្រប់គ្នាគឺស្ទើរតែមិនជឿនឹកភ្នែកតើនេះគឺជាព្រះឬក៏បិសាចឯឈិនហ្វានរបស់យើងវិញការពិតរូបគេគឺព្យាយាមរកមើលពីដែនកំណត់របស់ខ្លួនថារាងកាយដែលបានទម្លុះទៅដល់ដំណាក់កាលថ្មីវាតាន់ប៉ុណ្ណាឥឡូវក៏ដឹងថាអាចទប់ទល់ជាមួយនឹងក្របនុយក្លេអ៊ែរបានអញ្ចឹងហើយក៏មិនព្រឺជាមួយនឹងនុយក្លេអ៊ែរទៀតនោះទេនុយក្លេអ៊ែរក៏ចេះតែបន្តបំផ្ទុះឃើញថាពួកនឹងដូចជាវាយស្លាប់រស់ឈិនហ្វានក៏ជួយបំពេញបំណងចំណែកឯអ្នកខ្លាំងនៅក្នុងប្រទេសអឹមទៀតសោតក៏កំពុងតែត្រៀមខ្លួនដើម្បីទប់ទល់ជាមួយឈិន3សុនដែរអាម្នាក់ក៏សួរអេលបងមើលទៅយើងមានសង្ឃឹមអត់ឈិន3សុននោះដូចជាខ្លាំងដល់អីមិនថាវាខ្លាំងប៉ុណ្ណាមិនទាំងអាចយកឈ្នះគ្នារបស់យើងច្រើននិយាយមិនទាន់ចប់ឈិនហ្វានក៏មកដល់ប្រាណដុំភ្លើងខោដូចជាអាចកាយវាប្រហាមុខពួកគេចង់រត់នឹងក៏រត់មិនទាន់ដែរឈិនហ្វានក៏បន្តចូលមកក្នុងទីក្រុងប្រទេសអឹមម្ដងប្រើនៅរន្ទះកំទេចទីក្រុងមួយនឹងឡើងខ្ទេចមកមើលនៅតុលាការវិញម្ដងដែលចៅក្រមនៅតែចោទប្រកាន់កញ្ញាហ្វាំងឈៀងថាក្រុមហ៊ុនរបស់នាងពិតជាធ្វើខុសច្បាប់មែនពួកគេថែមទាំងមានភ័ស្តុតាងផ្អីទៀតផងហើយក៏សម្លុតឲ្យនាងទទួលស្គាល់ប៉ុន្តែយ៉ាងណាក៏ដោយហ្វាំងឈៀងនៅតែប្រកាន់គោលចំហរបស់នាងថាមិនបានខុសកំពុងតែកាត់ក្តីសក់សក់ក៏ស្រាប់តែគ្រប់គ្នាក៏ស្រាប់តែឃើញនៅព័ត៌មានរបស់ឈិនហ្វានហើយភ្លាមនឹងទៀតសោតក៏មាននៅបរិមម្នាក់បានដើរមកបញ្ឈប់ចៅក្រមឆ្ងល់ខ្លាំងមែនទែនតើមានរឿងអីបានជាអាចបញ្ឈប់នៅការកាត់ក្តីចំពោះមុខមនុស្សរាប់ពាន់លានអ្នកដែលកំពុងតែមើលអាប៉ែនឹងក៏ឲ្យទូរស័ព្ទទៅនាងមើលហើយមើលមិនទាន់ចប់ផងឈិន3សុនក៏ធ្វើដំណើរមកដល់តុលាការនឹងល្មមវាបំបែកនៅខែលការពាររបស់តុលាការនឹងរួចស្រែកសួរថាពួកឯងមែនដែលហ៊ានកាត់ក្តីដាក់ទោសប្រព័ន្ធរបស់អញឈិនហ្វាននៅពេលនេះគឺពិតជាក្តៅក្រហាយមានតែក្រុមហ៊ុនផ្កាយដែលលួចវាឆ្មក់ខ្លួនដោយប្រើនៅក្របបែកនុយក្លេអ៊ែរចំណែកឯប្រទេសអឹមវិញក៏ចង់ចាប់នៅប្រព័ន្ធរបស់គេដាក់ទោសទៀតមិនគិតថាអញឈិន3សុនចេះតែអាចធ្វើបាបបានដោយងាយអញ្ចឹងមែនអាប៉ែម្នាក់ក៏ប្រាប់ឲ្យគេតិចចិត្តសិននេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះអូខេយល់ច្រឡំអញ្ចឹងអញច្រឡំដៃសម្រាប់ឯងដែរទៅចឹងអាប៉ែម្នាក់ទៀតក៏និយាយរូគេដោះស្រាយបញ្ហាដោយរបៀបអញ្ចឹងគឺមិនត្រឹមត្រូវឡើយក៏ដូចជាគម្រាមឈុនហ្វានពិតជាមានថាមពលខ្លាំងក្របនុយក្លេអ៊ែរគឺមិនអាចធ្វើអីទៅកាន់គេបានមែនប៉ុន្តែចោះសាច់ញាតិប្រព័ន្ធកូនរបស់គេវិញសួរថាពួកគាត់មានសមត្ថភាពដូចជាឈុនហ្វានអត់ឈុនហ្វានក៏តបអញ្ចឹងបើសិនជាអញ្ចឹងមែនអញនឹងយកជីវិតមនុស្សនៅក្នុងផាត់ដីទាំងអស់ទៅកប់ជាមួយឬហើយក៏ស្លើភ្នែកប្រដឹងថាពាក្យសម្ដីរបស់ឈុនហ្វានមិនបានលេងសើចហើយចុងក្រោយគ្មានជំរឿសក៏សុំចុះចាញ់ប្រាប់ថាប្រទេសអឹមសុំបញ្ចប់នៅសង្គ្រាមរួចមកឈុនហ្វានក៏ដើរមកអបសៀវឈៀងហើយសន្យាថាមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងម្ដងទៀតទេបន្ទាប់ក៏ប្រាប់ឲ្យសៀវឈៀងចាំខ្លួននៅកន្លែងហ្នឹងហើយព្រោះមានកិច្ចការត្រូវធ្វើបន្តិចនឹងហើយគឺទៅសងសឹកក្រុមហ៊ុនផ្កាយនឹងម្ដងឈុនហ្វានហោះចេញទៅបាត់គ្រប់គ្នាឆ្ងល់មែនទែនថាគេចង់ធ្វើអីប៉ុន្តែដំបូងគេក៏ធ្វើដំណើរមកកាន់ប្រទេសទាហានមួយទៀតសិនសួរពួកគេថានៅចង់ធ្វើសង្គ្រាមទៀតមែនព្រោះប្រធានាធិបតីក៏ដូចជាតុលាការរបស់ប្រទេសអឹមអីនឹងបានសុំចុះចាញ់ហើយមេបញ្ជាការទាហានមួយនឹងក៏ដកដង្ហើមធំប៉ុន្តែក៏ស្វាគមន៍នៅវត្តមានរបស់ឈុនហ្វានឯឈុនហ្វានក៏តបខ្ញុំមិនបានមកលេងនោះទេគឺមកសងសឹកឯមេទាហានមួយនឹងក៏បកស្រាយថារឿងខ្លះគឺមិនដូចជាអ្វីដែលឈុនហ្វានបានគិតឡើយប៉ុន្តែឈុនហ្វានគឺជឿជាក់ទៅលើគំនិតរបស់ខ្លួនដឹងថាពួកគេបានទៅខົບខិតជាមួយនឹងពពួកអេលៀនវាប្រហារខ្លួនក្នុងនាមជាមនុស្សបែរជាក្បត់ជាតិសាមមនុស្សអញ្ចឹងគឺត្រូវតែងាប់ចាត់ការអស់រួចក៏ហោះមកជួបជាមួយនឹងក្រុមអេលៀនវិញម្ដងមកដល់ឃើញថាប្រាសាទដែលពួកគេស្ថិតនៅគឺពិតជាមិនធម្មតាដឹងថាគឺមុខត្រូវកន្លែងក៏ចាប់ផ្ដើមវាប្រហារទៅកាន់ខែលការពារពួកគេទៅស៊ីម្ដៅខែលការពារក៏នៅតែមិនអីធ្វើឲ្យឈុនហ្វានបានសរសើរប៉ុន្តែក៏នៅតែបន្តដាក់ម្ដាយទៀតពពួកអេលៀនក៏នឹមគ្នាឆ្លេឆ្លាមែនទែនឃើញឈិន3សុនហ៊ានតាមរកខ្លួនអាប៉ែតាមម្នាក់ទំនោរជាមេគេក៏មិននឹកស្មានផងដែរថាសូម្បីតែនុយក្លេអ៊ែរហើយមិនអាចកម្ចាត់ឈិន3សុនបានទៀតមិនត្រឹមតែប៉ុណ្ណោះឈិន3សុនថែមទាំងមានអាវុធដ៏ខ្លាំងក្នុងដៃភ្លាមអ្នកគ្រប់គ្រងម្នាក់ក៏ប្រាប់ដំណើរអាក្រក់ថាមពលនៅក្នុងយានរបស់ពួកគេគឺត្រូវបានចុះខ្សោយដល់ទៅ 30% គឺអាចទៅបានត្រឹមតែ
ក្បាច់របស់ឆិត3ស៊ុនទៀតប៉ុណ្ណោះមុនពេលដែលវាត្រូវបានបែកអញ្ចឹងក៏នឹមគ្នាភ័យមែនទេសួរថាត្រូវតែធ្វើម៉េចប្រវន្តាក៏ប្រាប់ថាឲ្យប្រើនៅធម្មពលដែលនៅសេសសល់ទាំងអស់ទៅកាន់អាវុធហើយវាប្រហារទទួលបញ្ជាឲ្យធ្វើការវាប្រហារទៅឆិនហ្វានក៏ឆ្ងល់ថាជាសម្ដីគីហើយឃើញវាសម្រុកម្រោកខ្លួនក៏ព្យាយាមរងលទ្ធផលផ្ទុះទាំងការវាប្រហារក៏នៅតែបន្តឆិនហ្វានក៏នៅតែព្យាយាមវាបកធ្វើឲ្យខែលការពាររបស់យានចាប់ផ្ដើមបញ្ចេញសញ្ញានៃការបែកមើលទៅដូចជាគ្មានវិធីសាស្ត្រផ្សេងអេលៀនដែលជាមេគេក៏សម្រេចចិត្តចេញមុខព្យាយាមនិយាយទៅកាន់ឆិនហ្វានពួកគេមិនមែនជាសត្រូវស្លាប់រស់អីនោះឡើយយកល្អគួរតែដោះស្រាយដោយសន្តិវិធីហើយពួកគេក៏សុខចិត្តសងនឹងការខូចខាតកាលពីមុនផងដែរបើមិនចឹងពួកគេនៅតែបន្តប្រយុទ្ធគ្នាទៀតប្រកាសជាត្រូវចាញ់ទាំងសងខាងហើយឆើនហ្វានក៏ឌីលអីគេសម្បត្តិត្រឹមអាសម្រាមយានអវកាសរបស់ឯងនឹងចង់មកនិយាយនៅលក្ខខណ្ឌជាមួយអញផងឬឆើនហ្វានឌីលខ្លួនវាក៏មួម៉ាមែនទែនចាប់ផ្ដើមវាប្រហារបដ ாய் លើកទី1ឃើញថាមិនត្រូវក៏បញ្ចេញលើកទី4 10 100ទៀតឆើនហ្វានក៏មិននឹកស្មានផងដែរធម្មពលរបស់យានមួយនេះពិតជាមិននឹកស្មានដល់ប៉ុន្តែក៏នៅតែវាប្រហារកំតិចនៅក្របធម្មពលរបស់យាននឹងអស់លីងធ្វើឲ្យពពួកអេលៀនគឺពិតជាមួម៉ៅធ្វើអីទៅកាន់ឆើនហ្វានមិនបានហីចង់ការពារខ្លួនក៏ការពារមិនបានទៀតដល់ចឹងក៏ចាប់ផ្ដើមបញ្ចេញនៅអាវុធពិសេសរបស់វាលើកនេះធម្មពលគឺពិតជាខ្លាំងជាងមុនទោះបីជាឆិនហ្វានព្យាយាមប្រើនៅយុទ្ធសាស្ត្រស្រូបក៏ដោយក៏នៅតែធ្វើរោគេធ្លាក់ខ្ទាតចំម្ដីប្រោកពួកវាក៏គិតថាប៉ុណ្ណឹងគួរតែងើបហើយត្រូវទេប៉ុន្តែការពិតគឺមិនដូចជាការគិតព្រោះថាឆិនហ្វានបានងើបឡើងមកវិញប្រើក្បួនដាវរបស់គេបន្តវាប្រហារទៅកាន់យាវអវកាសនឹងទៅនឹងហើយនិយាយពីការបញ្ជាមុនវិញយានអវកាសមួយនឹងក៏ពិតជាខ្លាំងមែនទែនក៏សម្ព័ន្ធអេលៀនបានពឹងទៅលើវាក៏អាចប្រយុទ្ធគ្នាជាមួយនឹងអ្នកខ្លាំងនៅកម្រិតស្នូលបានប៉ុន្តែនេះគឺពិតជាគួរស្ដាយដែលបានជួបមួយឆិនហ្វានប្រើក្បួនដាវមិនអស់ចិត្តក៏បន្ថែមនៅរន្ទះធ្វើឲ្យយានអវកាសមួយនឹងតបមិនចង់ជៀបទៀតឡើយចុះថយនៅថោពលសល់ត្រឹមតែ20% ចុងក្រោយក៏សល់ត្រឹមតែ 10% ជាហេតុក៏ធ្វើឲ្យមេអេលៀនបង្ខំចិត្តដាក់បញ្ជាប្រើនៅធម្មពលដែលបំរុងទុកទៅកូនចៅរបស់វាក៏រំលឹកថាធម្មពលបំរុងទុកពួកគេគឺបំរុងទុកដើម្បីចាក់ចេញពីផែនដីអញ្ចឹងបើសិនជាប្រើវាតើបានធម្មពលឯណាដើម្បីចាក់ចេញពីផែនដីនៅថ្ងៃក្រោយមេអេលៀនក៏តបឯខ្វល់ច្រើនម៉េះបើសិនជាមិនអាចឆ្លងកាត់នៅក្រុមមួយនេះនោះទេសួរថាតើមានអនាគតឯណាឲ្យពួកគេចាក់ចេញពីផែនដីបានប្រើនៅធម្មពលបំរុងនឹងហើយឃើញតែអាចតបតល់ជាមួយនឹងការវាយប្រហាររបស់ឆិនហ្វានបានថែមទាំងវាបកមកវិញឆិនហ្វានក៏មិនព្រឺឡើយបន្ថែមនៅការវាយប្រហារចុងក្រោយក៏ផ្ទុះទាំងឆិនហ្វានក៏ប្រើអាវក្រោលរបស់គេកុំឲ្យមានរបួសចំណែកឯខែលការពារក៏បែកបានសម្រេចដល់ចឹងក្រុមអេលៀនក៏ព្យាយាមបញ្ជានៅជាតិអវកាសដើម្បីដាក់មេប្រូចប៉ុន្តែតាំងពីដើមមកគឺគ្មាននរណាគេអាចគេចផុតពីកណ្ដាប់ដៃឆិនហ្វានបាននោះឡើយត្រូវមករំពេចភ្នែកក៏តាមទឿនប៉ុន្តែក៏ឃើញថាយានអវកាសមួយនឹងគឺតាន់ផងដែរចំណែកឯមេអេលៀនវិញក៏បញ្ជាឲ្យកូនចៅបើកយានទៅកាន់កន្លែងមួយដែលមានអន្ទាក់រីឯឆិនហ្វានរបស់យើងទោះបីជាដៃរបស់យានអវកាសមួយនឹងតាន់ប៉ុណ្ណាក៏ដោយក៏វាគ្រាន់តែជាវត្ថុប៉ុណ្ណោះមិននឹងអាចបញ្ឈប់ខ្លួនបានរួចហើយប្រយុទ្ធសិលបច្ចេកគុណផឹងមកវាប្រហារទៅកាន់យានអវកាសមួយនឹងទៅធ្វើឲ្យពួកគេគ្មានជំរឿននោះទេបានប្រើទៅធម្មពលចុងក្រោយដើម្បីទប់ទល់ធម្មពលមួយនឹងក៏កាន់តែខ្លាំងជាងមុនទ្វេដងដាក់ប៉ាងផ្ទុះដៀងក៏ក្រោកពេញសមុទ្ររួចហើយក៏នៅគ្នាគិតថាប៉ុណ្ណេះគួរតែងើបហើយត្រូវទេចម្លើយគឺអត់នោះឡើយគុណផឹងបន្តសម្រុកចូលមកទៀតការពិតអំបីមិនឆិនហ្វានបានកិច្ចតិនព្រោះគេមានការប្រុងប្រយ័ត្នដែរបើសិនជាកិច្ចមិនទាន់ប្រកាសជារបួសមិនខានរួចហើយក៏ចាប់ផ្ដើមវាប្រហារកំទេចយានអវកាសនឹងចូលពពួកអេលៀនក៏ស្រែកអាមេគេក៏ដាក់មេប្រូចព្យាយាមស្រែកអង្វរថាលោកម្ចាស់ទុកជីវិតឲ្យខ្ញុំផងខ្ញុំប្រកាសជាមានព័ត៌មានជាច្រើនដែលលោកម្ចាស់ចង់ដឹងប៉ុន្តែឆិនហ្វានមិនខ្វល់នោះឡើយដាក់មកដាវឆ្វាច់ឲ្យវាទៅងឹបទៅប៉ុន្តែអាមួយនឹងក៏អាយុវែងមែនទែនខ្ទេចរាងកាយនៅសល់វិញ្ញាណព្យាយាមមកនិយាយសម្រួលជាមួយនឹងឆិនហ្វានព្រោះដឹងថារត់ក៏រត់មិនរួចឆិនហ្វានគ្មានអីនិយាយជាមួយឡើយប្រើនៅកំបិតទឹកកាត់វិញ្ញាណរបស់វាខ្ទេចអេលៀនមួយនឹងក៏ដាក់ទំនាយថាក៏សម្ព័ន្ធអេលៀនរបស់ពួកវានៅក្រៅផែនដីប្រកាសជាត្រឡប់មកវិញពេលនោះឆិនហ្វានប្រកាសជាគ្មានកន្លែងរត់គេចហើយមិនត្រឹមតែប៉ុណ្ណោះក៏មានកោសម្ព័ន្ធបុរាណផ្សេងទៀតមកកាន់ផែនដីផងដែរផែនដីដែលជាកន្លែងសមរភូមិបុរាណនឹងក្លាយជាសមរភូមិដងទៀតក្លាយទៅជាវារហោឋានឯឆិនហ្វានវិញគឺមិនខ្វល់ច្រើនទៀតនោះឡើយមានបញ្ហាអីខ្លួនជាអ្នកដោះស្រាយហើយអូខេនឹងឯងសាររឿងវិជើងក៏បានកាត់ចប់តែត្រឹមនេះមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយហើយកុំភ្លេចសាប់អ្នកមួយផងបាទ Hello សួស្តីអ្នកគ្នាជួបមួយខ្ញុំសៀន Astray ថ្ងៃនេះក៏មកបន្តសាររឿងស្ដេចអមតៈចាប់ជាតិទៀតបន្តពីភាគមុនបន្ទាប់ពីឆិនហ្វានបានកំចាត់ដែលក្រុមពួកអេលៀននឹងអស់រួចគេក៏មកជួបជាមួយសៀវឈៀងនាំនាងធ្វើដំណើរទៅកាន់ប្រទេសចិនវិញហើយចោះពីលើយន្តហោះមកគឺមានហ្វេនចាំមើលច្រើនមែនទែនអញញ៉ៃពេកឆិនហ្វានក៏ចាប់3សៀវឈៀងហោះទៅបដ ாய் ហើយមកដល់ក៏ត្រូវម៉ែរបស់គេនឹងចាប់ញឹងលើកតិចដោយសារតានាងបារម្ភខ្លាំងពេកប្រភេទដែលព័ត៌មានបង្ហាញកន្លែងដែលឆិនហ្វានស៊ីម៉ៃក្រូបែកនុយក្លេអ៊ែរគឺវាសាហាវខ្លាំងពេកឆិនហ្វានក៏ទៅលងលោមម៉ែហើយនឹងចែកចាយដោយសន្យាថានឹងលេងមានថ្ងៃក្រោយទៀតអីម៉ែរបស់គេក៏ដូរប្រធានបទថាបើចង់កុំឲ្យនាងបារម្ភបញ្ញត្តិទៅរៀបការជាមួយសៀវឈៀងហើយយកចៅឲ្យនាងពោមកដំបូងឆិនហ្វានដូចជារៀបជាផ្អើលប៉ុន្
ប៉ុន្តែក៏មិនចេះចោលនោះដែរយល់ព្រមភ្លាមនិយាយសួរសុខទុក្ខជាមួយគ្រួសាររួចក៏បន្តវឹកហាត់ទៀតគិតក្នុងចិត្តថាលើកនឹងពិតជាគ្រោះថ្នាក់មែនបើសិនជាធ្វើប្រហែលបន្តិចខ្លួនជាមួយប៉ាក់3ឈៀងក៏ដូចជាគ្រួសារគេទាំងមូលនឹងអាលាយមិនខានប៉ុន្តែលទ្ធផលក៏គួរឲ្យគប់ចិត្តផងដែរគិតមើលទៅនៅលើផានដីមួយនេះប្រហែលជាគ្មានអ្នកដែលហ៊ានទៅរករឿងជាមួយប៉ាក់3ឈៀងឡើយហើយមានតែអញ្ចឹងនោះទេទើបខ្លួនអាចចាក់ចេញពីផានដីដោយស្ងប់ចិត្តមិនត្រឹមតែប៉ុណ្ណោះមុននឹងចាក់ចេញគឺត្រូវតែរៀបចំពិធីមង្គលការជាមួយសៀវឈៀងឲ្យបានពេញមុខពេញមាត់និយាយដល់ត្រឹមនេះក៏បាននឹកឃើញទៅដល់ពាក្យសម្ដីចុងក្រោយរបស់ប៉ាក់អេលៀនវ៉ែនតាមិនដឹងមានន័យថាម៉េចក៏ទៅឆែកមើលនៅការចងចាំរបស់វាហើយក៏ដឹងការពិតថាពួកអេលៀនទាំងអស់នឹងគឺជាពូជអម្បូរម៉ាយ៉ាអម្បូរមួយនឹងក៏ជាពូជអម្បូរដ៏ខ្លាំងផងដែរនៅក្រៅផែនដីប៉ុន្តែនៅក្នុងសង្គ្រាមបុរាណពួកគេបានចំនួនបានប្រយុទ្ធចាញ់សត្រូវក៏ភៀសខ្លួនមកក្នុងផែនដីហើយនៅក្នុងការចងចាំមួយនឹងក៏មាននៅសារសម្ងាត់របស់មេដឹកនាំអម្បូរម៉ាយ៉ាផងដែរប្រាប់ឲ្យកូនចៅទាំងអស់ទៅជួបជុំគ្នានៅឯកោសម្ព័ន្ធព្រោះថាសង្គ្រាមជិតកើតឡើងម្ដងទៀតហើយបានដឹងពីព័ត៌មានមួយនេះហើយឆាន់ហ្វានក៏លេងឆ្ងល់បដ យថានៅក្នុងផែនដីមិនបានជាអម្បូរបិសាចជក់ឈាមមានចំនួនតិចម៉េះប្រហែលជាពួកគេបានត្រឡប់ទៅកោសម្ព័ន្ធអស់វិញហើយនៅថ្ងៃបន្ទាប់ឆាន់ហ្វានជាមួយនឹងឪពុកម្ដាយរបស់គេក៏រៀបចំក្នុងការប្រារព្ធពិធីមង្គលការជាមួយសៀវឈៀងឪពុករបស់គេក៏ឲ្យយោបល់ថាមិនចាំបាច់ធ្វើធំធេងពេកនោះទេខ្លាចថាប្រទេសចិនទាំងមូលគឺដាក់ភ្ជាវមិនអស់ហ្នឹងហើយមកពិភពលោកមួយនឹងណាគេមិនស្គាល់ឆាន់ហ្វានហើយពិធីមង្គលការមួយនឹងគឺអធិកអធមមែនទែនមានសាច់ញាតិមានអីជាច្រើនបានមកចូលរួមគ្រួសារធំៗនិងអ្នកមានអំណាចទាំងអស់នៅក្នុងផែនដីគឺសុទ្ធតែមកចូលរួមអូខេកន្លែងហ្នឹងមានអីគួរឲ្យចាប់អារម្មណ៍ច្រើននោះទេដឹងត្រឹមថាឆាន់ហ្វានបានពឹងឲ្យយាយជ័យខាងអ្នកខ្លាំងបំផុតនៅក្នុងផែនដីជួយមើលថែក្រុមគ្រួសាររបស់ខ្លួនផងមុនពេលដែលគេចាក់ចេញយាយជ័យខាងក៏សន្យាថានឹងយកជីវិតមកធានាហើយបន្ទាប់ឆាន់ហ្វានក៏ចាប់អូដៃសៀវឈៀងទៅមើលផ្កាយដោយផ្ទាល់ទៅភ្នែកលោហិមែនទេទៅដល់ក្រៅភពបដ យហើយឆ្លៀវកាំងមួយនឹងសៀវឈៀងក៏ធ្វើជាសួរថាម៉េចបានជាឆាន់ហ្វានរើសនាងអញ្ចឹងម៉េចបានមិនមែនជាហ្វៃហ្វៃឬក៏កូនសិស្សរបស់គេផ្សេងទៀតព្រោះថាពួកនាងក៏មិនអន់ជាងខ្លួនប្រមាណនោះដែរឆាន់ហ្វានក៏តបថានឹងគឺជារឿងដ៏វែងឆ្ងាយមួយអំពីស្ដេចអមតៈឆាន់បៃស៊ុនជាមួយនឹងទេពធីតាឋានសួគ៌ហើយបន្ទាប់មកក៏ចាប់ផ្ដើមបកស្រាយនៅរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់សៀវឈៀងថាពួកគេគឺជាគូស្នេហ៍តាំងពីអតីតជាតិអីចឹងទៅហើយស្ដាប់រឿងនឹងអស់រួចសៀវឈៀងក៏បបួលគេទៅបន្ទប់បដ យហើយមិនទាន់បានប្រមាណផងក៏ស្រាប់តែមានអាចង្រៃណានោះទេស្រែកក្តែងក្តៅមុខបាក់ឆាន់បៃស៊ុនចែងមករងងឹបដែលមួយនឹងគឺជាស្ដេចអមតៈនៅក្នុងពិភពខុនស៊ូមកពីបរិន្ទះមួមកមែនទេដាក់ពោក្តៅឲ្យខំចាំវាឡើងមកយប់ហ่ะឃើញឆាន់ហ្វានភ្លាមមិនចាំយូរក៏បញ្ញាប់សងសឹកឲ្យសិស្សរួមបាក់ដំបងក៏សម្លាប់នៅពួកអដាយមកពីពិភពខុនស៊ូដូចគ្នាដែលបានទៅចោះចូលជាមួយនឹងឆាន់បៃស៊ុនបន្ទាប់ក៏ដល់ពេលកញ្ញាសក់សដែលជាទេពធីតារាជវាំងតកកញ្ញាតកឃើញអបិនឹងភ្លាមភ្ជាប់ផ្អើលមែនទេលឿនបិទថាមេបរិន្ទះមិនមែនច្រត់ទ្វារអមតៈត្រូវបានបិទហើយទេអីមេបរិន្ទះអត់និយាយច្រើននោះឡើយចាប់នាងឃុំខ្លួនទុកហើយក៏និយាយទៅកាន់ឆាន់ហ្វានសរសើរគេថាពិតជាអ្នកមានទេពកោសល្យបំផុតពិតមែនប៉ុន្តែគួរស្ដាយដែលមកបង្កបញ្ហាជាមួយនឹងពិភពខុនស៊ូយាយឈិងខាងនិងជីតារបស់ឆាន់ហ្វានក៏បញ្ញាមកមើលក្នុងចិត្តវិញក៏គិតថាពិតជាគួរខ្លាចមែនទេនេះឬគឺជាអ្នកខ្លាំងនៅក្នុងពិភពខុនស៊ូឯឆាន់ហ្វានក៏ស្រែកយ៉ាងកក្លឿនថា3ក្បាច់បើសិនជាឯងអាចតបអញបាន3ក្បាច់អញនឹងមិនសម្លាប់ឲ្យទេលឺហើយក៏គិតថាឆាន់ហ្វានប្រកែអួតអីគេ3ក្បាច់ទោះបីជា300ក្បាច់តើវាយ៉ាងម៉េចលឺឲ្យមួយនឹងរៀងឆ្លើយដែរឆាន់ហ្វានក៏ប្រាប់ជីតាហើយយាយឈិងខាងឲ្យជួយការពារមនុស្សនៅពីក្រោយខ្នងសំញ៉ាញ់កម្លាំងធាតុបដៅបញ្ចេញនៅកបិតពីឃាតមកបដៅនឹងឯងគឺជាកបិតដែលគេបានប្លន់ពីអប៉ែស្ដេចរន្ទះហើយមិនចាំយូរប្រើស្នេហ៍ទី1កបិតរន្ទះគ្រាន់តែឃើញតែធម្មពលមួយនឹងមេបរន្ទះក៏ចាប់ផ្ដើមបើកភ្នែកធំជួយមើលទៅមិនបានជាខ្លាំងម៉េះមើលស្រាលមិនបានក៏ចាប់ផ្ដើមប្រើវិជាកម្ពូលរបស់គេដែរប៉ុន្តែក៏នៅតែពិបាកក្នុងការទទួលជួយខ្លាំងម៉េះវើយឆាន់ហ្វានបន្តសនាទី2មើលទៅមិនកើតមេបរន្ទះក៏ដកយូដាវក្នុងកប៉ៅមុខប៉ុន្តែទោះបីជាវាគឺជាដាវប្រចាំបាក់ក៏ដោយក៏នៅតែចាញ់ព្រៀបសនាទី2ឆាន់ហ្វានអញ្ចឹងក៏ស្លើភ្នែកគឺថាមិននឹងអាចរួចអញគឺជាមេបាក់នៅបរន្ទះមួយទាំងមូលមើលទៅដូចជាមិនស្រួលយកតែមែនទេក៏ចាប់ផ្ដើមប្រើនៅរាងកាយនិមិត្តវិញម្ដងឆាន់ហ្វានក៏មិននឹកស្មានថាគេមានរាងកាយនិមិត្តនោះដែរប៉ុន្តែសម្បត្តិត្រឹមរាងកាយនិមិត្តកាប៉ុណ្ណឹងមិននឹងអាចប្រឈប់អញបានតេលេផតទៅជាតិហើយដាក់ម្ដៅឆ្វាច់គឺទៀតប្រោកបន្ថែមម្ដៅទៀតធ្វើឲ្យមេបរន្ទះនៅទៀតដូចកើតទេត្រូវតែដាក់មេប្រូចប៉ុន្តែឆាន់ហ្វានក៏មិនអនុញ្ញាតនោះឡើយយាយឈិងខាងហួសចិត្តមែនទេហើយស្ដេចអមតៈខ្លាំងប៉ុណ្ណឹងអីប៉ះជាមួយឆាន់ហ្វានគឺមានតែរត់ដូចឆ្កែត្រូវ3ដបងហើយពេលហ្នឹងមេបរន្ទះមានស្គីលប្រមាណគឺប្រើទាំងអស់ហើយក្នុងការតបទាល់ជាមួយនឹងការវេបហារបស់ឆាន់ហ្វានហើយក៏នៅតែខ្ទាតបញ្ញាញ់ដីផ្ទុះដៀងជាលើកទី2និងហក់ឡើងមកវិញជាលើកទី3លើកនេះក៏មួមកមែនទេឆាន់បៃស៊ុនហើយគឺថាអញធ្វើអីឯងបានមែនកញ្ញាសក់សក៏លឿនមើលថាមិនល្អនេះគឺជាក្បាច់កម្ពូលរបស់បរន្ទះដែលមានថាមពលអាចបំផ្លាញផែនដីនិយាយចំអាស្នេហ៍មួយនឹងក៏បញ្ចេញទៅផ្ទុះដៀងបងខំមកឆាន់ហ្វានប្រើនៅអោក្រមរងឃើញថាឆាន់ហ្វានមិនទាន់ងឹបមេបរន្ទះក៏លេងល្បិចថោកទៀតបដ យបញ្ចេញការវិភាគជាលើកទី2ទៅកាន់សៀវឈៀងដើម្បីឲ្យឆាន់ហ្វានទៅតបទុកឲ្យការខ្លួនរត់ប៉ុន្តែនេះគឺជាការសម្រេចចិត្តដ៏ខុសមួយ
យហ៊ានប៉ះប្រព័ន្ធរបស់ឈិនហ្វានហើយរត់ដល់ណាក៏មិនរួចខ្លួនដែរម៉ានទុកក្រោយក៏រត់មកដល់ច្រកទ្វារអមតៈទាំងដកដង្ហើមចង់ដល់ប៉ុន្តែគួយស្ដាយគឺយឺនមួយជំហានព្រោះឈិនហ្វានបានមកកាក់មុខជៀបអញ្ចឹងក៏ដោយក៏មិនទាន់អស់សង្ឃឹមនោះដែរនិយាយយ៉ាងធម្មតាថាស្ដាយទៅទេពកោសល្យរបស់ឈិនហ្វានមែនទែននៅក្មេងសោះបែរជាវឹកហាត់ទៅដល់កម្រិតកំពូលនៅក្នុងផែនដីប៉ុន្តែកម្រិតកំពូលនៅក្នុងផែនដីមិនមែនជាកម្រិតកំពូលនៅក្នុងពិភពខុនស៊ូឡើយចាំមើលតាពី3ឆ្នាំក្រោយច្រកទ្វារអមតៈបានបើកដល់ពេលនោះឈិនហ្វានគឺនឹងគ្មានកន្លែងរត់ស្ដាប់ទៅរាំងធុញពេកឈិនហ្វានក៏ដៀលហើយឯងនិយាយច្រើនម៉េះមើលទៅគ្មានជំរឿមេប៉ារន្ទះក៏បានប្រើនៅវិជាសម្ងាត់របស់ប៉ាបំផ្ទុះនាងទៅធម្មពលគឺពិតជាខ្លាំងកន្លែងនឹងទាំងមូលគឺស្ទើរតែខ្ទេចទៅហើយរួយក៏ចាប់ផ្ដើមសើចយ៉ាងសប្បាយចិត្តឆិត3ទៀមផុតឯងងាប់ហើយប៉ុន្តែពេលហ្នឹងក៏មានសម្លេងមួយពីក្រោយខ្នងសរសើរថាក្បាច់មួយនឹងពិតជាល្អឃើញនៅឈិនហ្វានមិនទាន់ងាប់បែបនេះមេប៉ារន្ទះក៏ចាប់ផ្ដើមស្លើភ្នែកហើយចង់រត់ទៀតក៏មិនរួចនោះដែរព្រោះត្រូវឈិនហ្វានចិនក្បាលបញ្ញាច់ដីអញ្ចឹងក៏ដោយក៏វានៅតែនិយាយយ៉ាងកក្លឿនថានៅថ្ងៃណាមួយពិភពខុនស៊ូនឹងសងសឹកឲ្យរូគេដល់ពេលនោះមិនត្រឹមតែឯងនឹងគ្រួសាររបស់ឯងនោះទេផែនដីទាំងមូលនឹងខ្លាចជាទាស្ករឆាតហ្វានគ្មានខ្វល់គ្មានអីនៅឡើយចិនក្បាលវាបញ្ញាច់ដីបែកខ្ទេចងាប់បាត់ហើយពេលហ្នឹងគេក៏ដឹងខ្លួនថាបើមិនដោះស្រាយនៅបញ្ហារបស់ពិភពខុនស៊ូផែនដីទាំងមូលគឺនៅតែមានគ្រោះថ្នាក់ហើយមួយទៀតផ្លូវទៅកាន់ពិភពអមតៈពិតប្រាកដក៏អាចលាក់ខ្លួននៅឯក្នុងពិភពខុនស៊ូផងដែរព្រួយក៏សម្រាប់ចិត្តភ្លាមថានឹងធ្វើដំណើរទៅក្នុងទ្វារអមតៈនឹងបដ ហើយក៏ឆ្លៀតប្រាប់ទៅកាន់ជីតាជាមួយនឹងជ័យជើងខាងដែលមកតិនឲ្យពួកគេការពារផែនដីផងផ្លែពេលនឹងកាន់មកក្នុងពិភពខុនស៊ូមនុស្សទាំងអស់ក៏បានដំណឹងថាមេប៉ារន្ទះគឺបានស្លាប់នៅក្នុងផែនដីហើយឆ្ងល់ខ្លាំងមែនទែនថាជានរណាគេមានសមត្ថភាពសម្លាប់មនុស្សទាំងអស់នឹងហើយជើងក៏បានឃើញនៅកញ្ញាយិនស៊ូផងដែរមើលទៅស្ថានភាពរបស់នាងក៏មិនសូវជាអំណោយផលប្រមាណនោះដែរឃើញថាគ្រាន់តែជាអ្នកបម្រើអ្នកបោះសម្រាមអីចឹងណាមិនត្រឹមតែប៉ុណ្ណោះក៏ត្រូវសិស្សរងបាក់ធ្វើបាបជាញឹកញយទៀតផងចំណែកឯអ្នកខ្លាំងនៅក្នុងពិភពខុនស៊ូក៏មកពិភាក្សាគ្នាអំពីរឿងរបស់ឈិនហ្វានថារូគេពិតជាថ្លើមពីមេឃពិតមែនអ្នកខ្លះក៏ចង់ប្រើអាវុធទើបបង្ខំបើកនៅផ្លូវអមតៈធ្វើដំណើរទៅផែនដីដើម្បីសងសឹកតាចាស់ម្នាក់មើលទៅមានអំណាចជាងគេក៏ប្រកាសប្រាប់គ្រប់គ្នាត្រឡប់ទៅបាក់វិញដើម្បីត្រៀមខ្លួននៅថ្ងៃដែលទ្វារអមតៈបានបើកសារជាថ្មីនឹងធ្វើដំណើរទៅកំទេចផែនដីចោលដើម្បីសងសឹកមកមើលនៅឈិនហ្វានកំពុងតែធ្វើដំណើរនៅក្នុងច្រកទ្វារអមតៈដោយវាមិនទាន់បានបើកពេញលេញធម្មពលលំហនៅក្នុងនឹងគឺវាគ្រោះថ្នាក់ខ្លាំងមែនទែនហើយកម្រិតហ្វឹកហាត់របស់ឈិនហ្វានក៏នៅទាបទៀតមិនមែនជាអ្នកខ្លាំងនៅឯដំណាក់កាលស្នូមាសគឺប្រកាសជាមិនអាចតបទាល់ជាមួយនឹងថៅពលលំហបានឡើយប៉ុន្តែក៏សំណាងផងដែរដែលឈិនហ្វានហ្វឹកហាត់នៅវិជាកំពូលជាពិសេសគឺមានរាងកាយដ៏រឹងមាំក៏អាចស៊ូត្រាំជាមួយវាបានយ៉ាងណាក៏ដោយធ្វើដំណើរមកដល់ពិភពខុនស៊ូក៏ឃើញថារូគេនឹងបានរបួសពេញខ្លួនហើយស្រូបយកខ្យល់កានៅក្នុងពិភពថ្មីក៏មានអារម្មណ៍ថាដូចជាជក់ថ្នាំអញ្ចឹងព្រោះថាកន្លែងនេះគឺមានថៅពលវិញ្ញាណច្រើនជាងភេទដីឆ្ងាយណាហើយពេលទៅមើលរបួសនៅក្នុងរាងកាយរួចក៏ដឹងថាមិនជាស្នាប្រមាណដែរសរសៃសងអីនៅក្នុងរាងកាយគឺដាច់អស់ស្ទើរតែពាក់កណ្ដាលសូម្បីតែឆ្អឹងរបស់គេក៏មានសញ្ញានៃការប្រេះបែកទៀតហើយក៏តែខ្លួនបានហ្វឹកហាត់នៅវិជាពិសេសមួយដែលជួយព្យាបាលនៅខ្លួនឯងបានលឿនកុំអីដឹងតែស្បៃហ្មងប៉ុន្តែមិនជាបញ្ហានោះឡើយព្រោះកន្លែងមួយនេះពោពេញទៅដោយធម្មពលវិញ្ញាណចឹងយ៉ាងហោចណាស់រយៈពេលតែ3ខែប្រកាសជាអាចព្យាបាលនៅរបួសទាំងអស់នេះបានមិនចាំយូរក៏ចាប់ផ្ដើមស្រូបយកនៅកម្លាំងធាតុក្នុងការព្យាបាលរបួសហើយក៏បានស្បត់ថានៅថ្ងៃអញជាសះស្បើយក៏ជាថ្ងៃដែលពិភពខុនស៊ូនឹងត្រូវរលាយចយវាយលបងឈិនហ្វានរបស់យើងមកនឹងគឺគោលបំណងកំតែពិភពខុនស៊ូតែម្ដងត្រៀមទទួលផងតែលបងអ្នកខ្លាំង